សួស្តីអ្នកដែលស្ដាប់វីដេអូនេះទាំងអស់គ្នាខ្ញុំបាទ Kaiser រួមជាមួយនឹង Sameru ឥឡូវនេះនៅក្បែរខ្ញុំពួកយើងនឹងលើកយើងថ្មីមកនិយាយដែលមានចំណងជើងថា The Asteris War ដែលជាភាសាខ្មែរខ្ញុំសូមបកប្រែថាសង្គ្រាមប្រចាំសាលាដែលរឿងនេះមានប្រភពនៅលើភពផែនដីយើងផ្ទាល់តែម្ដងបន្ទាប់ពីភពផែនដីបានជួបគ្រោះមហន្តរាយដ៏ធំមួយហើយកុំឲ្យខាតពេលវេលាយូរយើងចូលមកផ្ដើមសាច់រឿងតែម្ដងទៅដើមនៃសាច់រឿងដំបូងហ្នឹងគឺនិយាយអំពីខ្សែវៀនក្រោមដីមួយមានការប្រកួតស្លាប់រស់ហ្នឹងជាមួយនឹងនារីម្នាក់មានឈ្មោះថា Makiri Hakura ដែលប្រយុទ្ធនឹងជាមួយនឹងគូប្រជែងរបាំងមុខម្នាក់ខណៈដែលការកាប់សៀនចុងក្រោយរបស់ពួកគេហ្នឹងនាងហ្នឹងក៏បានចាញ់ហើយក៏ខ្សឹបសុំទោសដល់បុរសម្នាក់មានឈ្មោះថាអាយ៉ាតូហើយប្រវត្តិនៃសាច់រឿងហ្នឹងគឺនិយាយអំពីចុងបញ្ចប់នៃសតវត្សគ្រោះមហន្តរាយដែលគេស្គាល់ថាជា N-Verti ហ្នឹងដែលជាអាចកាយធ្លាក់មកនឹងកំទេចផែនដីប្រទេសមហាអំណាចមួយចំនួនក៏បានរលាយសាបសូន្យនាំឲ្យមកនៅការកើនឡើងនៅមូលនិធិហ្នឹងសហគ្រាសមួយរួមបញ្ចូលគ្នាមានអង្គភាពធំចំនួន6មូលនិធិសហគ្រិនរួមបញ្ចូលគ្នាហ្នឹងបានបង្កើតការប្រកួតប្រចាំតំបន់ដោយអង្គភាពនីមួយៗបានបង្កើតសាលានៅទីនោះរៀងខ្លួនហើយឧបទ្ទវហេតុ N-Verti នេះហ្នឹងក៏បានផ្ដល់ដើមកំណើតដល់ប្រភេទមនុស្ស Genesta មានសមត្ថភាពនៅរាងកាយខ្លាំងជាងមុននឹងចេះវេទមន្តផងដែរហើយដំបូងហ្នឹងគឺគេនិយាយអំពីជីវិតបុរសម្នាក់នៅសាលាមួយដែលជាសាលាហ្នឹងសេឌូកាន់ហើយបុរសម្នាក់ហ្នឹងមានឈ្មោះថាអាយ៉ាតូអាម៉ាគីរីដែលជាបុរសប្រភេទមនុស្សហ្នឹងជា Genesta វ័យក្មេងនេះឯងគាត់នឹងបានដើរទៅសាលារៀនហើយក៏បានឃើញកសែងដៃធ្លាក់ពីបង្អួចហើយនៅពេលនោះហ្នឹងអាយ៉ាតូនឹងក៏បានយកវានឹងទៅសងម្ចាស់គេវិញដែលម្ចាស់ហ្នឹងគឺជានារីម្នាក់មានឈ្មោះថា Julius Alexia von Rieswier ដែលនៅពេលនោះហ្នឹងផងដែរវានឹងក៏កំពុងតែផ្លាស់ប្ដូរកៅអៅធ្វើឲ្យអាយ៉ាតូនឹងភ្ញាក់ផ្អើលយ៉ាងខ្លាំងដោយគាត់នឹងមិនមានចេតនាហ្នឹងទៅលួចមើលនាងនោះទេ Juliusក៏អរគុណគាត់ប៉ុន្តែនាងនឹងមិនអាចលើកលែងឲ្យអាយ៉ាតូដែលនាងនឹងគិតថាអាយ៉ាតូនឹងមកលូបមើលនាងនឹងកំពុងតែស្លៀកកៅអៅនេះឯងដូច្នេះជូលីនឹងក៏បានប្រកាសវាយមួយស្មើជាមួយនឹងអាយ៉ាតូការចាប់ផ្ដើមដំបូងនឹងជូលីនឹងក៏បានកោះហៅលំពេងភ្លើងចំនួន4ហើយបាញ់វាខណៈដែលអាយ៉ាតូនឹងកាប់លំពេង3ហើយគាត់នឹងគេចរួចមួយជូលីនឹងក៏បានបាញ់លំពេង4ទៀតប៉ុន្តែល្បឿននឹងលឿនជាងមុនអាយ៉ាតូនៅតែកាប់3រួចហើយក៏គេចមួយចុងក្រោយនោះបន្ទាប់មកជូលីនឹងក៏បានកោះហៅបាល់ភ្លើងដ៏ធំមួយបាញ់ទៅកាន់នឹងអាយ៉ាតូខណៈពេលដែលគាត់នឹងក៏សម្រុកហើយក៏កាប់វាដោយប្រើបច្ចេកទេសប្រចាំគ្រួសារអាម៉ាគ្រីរបស់គាត់នឹងដែលពុះនឹងជា4បំណែកហើយអាយ៉ាតូនឹងក៏ហក់ទៅជួយជូលីនឹងភ្លាមផងដែរពីព្រួញពន្លឺដែលបាននឹងកំពុងតែវាឆ្មក់នាងហើយនៅពេលនោះនឹងអាយ៉ាតូនឹងក៏សង្កត់ដៃរបស់គាត់នឹងទៅលើដើមទ្រូងរបស់នាងហើយនៅពេលនោះនឹងផងដែរគាត់នឹងក៏ភ្ញាក់ផ្អើលយ៉ាងខ្លាំងរួចក៏ជ្រុលនឹងច្បាច់បន្តិចទៅទើបបានគាត់នឹងងើបចេញហើយនៅពេលនោះនឹងជូលីនឹងក៏ខឹងយ៉ាងខ្លាំងរួចក៏រៀបនឹងដុតអាយ៉ាតូនឹងម្ដងទៀតប៉ុន្តែប្រធានក្រុមប្រឹក្សាសាលាសេឌូកាន់ដែលមានឈ្មោះថា Claudia Enfield នឹងក៏បានមកដល់ដោយអះអាងថាអាយ៉ាតូនឹងមិនទាន់បានចុះឈ្មោះនឹងជាផ្លូវការនៅសាលាសេឌីកានេះទេហើយនាងនឹងក៏មិនអាចបន្តនៃការប្រកួតនេះបានឡើយបន្ទាប់ពីនោះនឹងពេលដែលកំពុងដើរទៅកាន់ការិយាល័យរបស់ Claudia នឹងនាងនឹងក៏បានបញ្យល់ថានាងត្រូវតែបញ្ចេញភាពត្រឹមត្រូវនិងសមរម្យនៅខាងក្រៅក្នុងនាមជាប្រធានក្រុមប្រឹក្សាសិស្សដើម្បីលាក់កំបាំងនៅធាតុពិតនៅក្នុងខ្លួនរបស់នាងហើយក៏ចង់តាក់ទាញអាយ៉ាតូនឹងឲ្យមានចំណាប់អារម្មណ៍នៅធាតុពិតក្នុងចិត្តរបស់នាងដោយនាងនឹងបានទាញក្បាលពោះរបស់នាងនឹងឲ្យគាត់មើលហើយក៏ព្យាយាមធ្វើឲ្យអាយ៉ាតូនេះអឹមអៀននឹងផងដែរហើយនៅក្នុងការិយាល័យវិញអាយ៉ាតូនិង Claudia ដំបូងពិភាក្សាអំពីការប្រកួតប្រចាំសាលាទាំង6ដែលគេហៅឈ្មោះថា Festa ហើយព្យាយាមសូមឲ្យអាយ៉ាតូនឹងឈ្នះសម្រាប់សាលាសេឌូកាន់របស់នាងនេះប៉ុន្តែអាយ៉ាតូនឹងមិនចាប់អារម្មណ៍នឹងវាទេហើយបន្ទាប់មកនឹងពួកគេនឹងក៏និយាយអំពីបងស្រីរបស់អាយ៉ាតូដែលមានឈ្មោះថាHaruka ដែលធ្លាប់បាននឹងចូលរៀននៅសាលានេះអស់រយៈពេល5ឆ្នាំមកហើយបាត់ខ្លួននឹង6ខែមុនClaudia នឹងក៏បង្ហាញពីអាវុធវិញ្ញាណដែលបងស្រីរបស់អាយ៉ាតូនឹងធ្លាប់ប្រើពីមុនមកហើយបន្ទាប់ពីនោះនឹងអាយ៉ាតូនឹងក៏បង្ហាញពីហេតុផលដែលគាត់មករៀននៅសាលាសេឌូកាន់នេះនឹងគឺដើម្បីស្វែងរកនគរបំណងផ្ទាល់ខ្លួននៃជីវិតរបស់គាត់បន្ទាប់មក Claudia នឹងក៏ស្រាប់តែមកអោបអាយ៉ាតូហើយខ្សឹបថាទីបំផុតនឹងនាងបានជួបគាត់ហើយនៅកន្លែងនេះគឺគេលាក់ព័ត៌មានបន្តិចដោយសារតែពីរនាក់នឹងអត់ដែរជួបគ្នាទេគឺធ្វើឲ្យពួកយើងនឹងគួរឲ្យឆ្ងល់មែនប៉ុន្តែសាច់រឿងនេះនឹងចាំនិយាយនៅពេលក្រោយទៀតក្រោយមកអាយ៉ាតូនឹងក៏បានណែនាំឲ្យចូលរៀនថ្នាក់ជាមួយនឹងជូលៀសដែលដំបូងនឹងមិនចង់ធ្វើជារស់រាយជាមួយនឹងគាត់ឡើយបន្ទាប់មកនឹងអាយ៉ាតូនឹងក៏មកនិយាយជាមួយនឹងមិត្តរួមបន្ទប់របស់គាត់ដែលមានឈ្មោះថា Yabuki Enchiro គាត់នឹងបានប្រាប់អាយ៉ាតូនឹងអំពីរឿងរបស់ជូលីសថានេះនឹងគឺជាម្ចាស់ស្ត្រីប្រទេសមួយដែលមានឈ្មោះថា Leseltania ហើយនៅតាមផ្លូវរបស់ពួកគេនឹងក៏បានឃើញបុរសម្នាក់មានឈ្មោះថា Lester McPaul នឹងចចេះរឹងរូសនឹងចង់ប្រកួតមួយស្មើនឹងជាមួយនឹងជូលីសប៉ុន្តែជូលីសនឹងបានបដិសេធថានេះនឹងកំពុងប្រយុទ្ធដើម្បីឈ្នះនៃការប្រកួតទាំង3ប្រចាំសាលានឹងទាំង6ដើម្បីសម្រេចនឹងគោលដៅរបស់នាង
បន្ទាប់ពីនោះនឹងអាយ៉ាតូក៏យល់សប្តិឃើញពីបងស្រីរបស់គាត់ដែលអះអាងថាអាយ៉ាតូនឹងត្រូវការគោលបំណងជាមុនសិនដើម្បីអាចប្រើប្រាស់ធម៌ពលអំណាចដ៏អស្ចារ្យនៅក្នុងខ្លួនរបស់គាត់ខណៈដែលនាងក៏បន្តថាគោលបំណងដ៏ធំរបស់នាងនឹងគឺដើម្បីការពារអាយ៉ាតូនេះឯងដូច្នេះអាយ៉ាតូនឹងក៏សន្យាថាការពារបងស្រីរបស់គាត់នឹងដូចគ្នារួចគាត់នឹងក៏ភ្ញាក់ពីដំណេកទៅហើយនៅពេលព្រឹកនោះផងដែរគាត់នឹងក៏ចេញទៅរត់ហើយគាត់នឹងក៏រំលឹកអំពីរឿងដែលការពីម្សិលមិញហ្នឹងបុរសម្នាក់ដែលមានឈ្មោះថា Lester នឹងបានដកថយពីការប្រជែងជាមួយនឹង Julius ដោយសារតែអាយ៉ាតូនេះឯងគាត់អ្នកទៅជួយហើយនៅពេលនោះហ្នឹង Julius ហ្នឹងក៏បញ្យល់ថាទោះបីជានាងនឹងជាព្រះនាងក៏នាងនឹងនៅតែកំពុងតែតស៊ូព្រោះនាងនឹងត្រូវការលុយសម្រាប់អភិវឌ្ឍប្រទេសរបស់នាងប៉ុន្តែជាអកុសលនឹងនាងមិនទាន់ស្វែងរកដៃគូនៅឡើយសម្រាប់ការប្រកួតប្រចាំសាលាដំបូងដែលជាការប្រកួតនឹងពីប៉ះពីហើយដោយសារតែនាងនេះឯងមិនដែលរាប់អានមិត្តណាម្នាក់ឡើយនៅឯសាលានោះបន្ទាប់មកហ្នឹងអាយ៉ាតូនឹងក៏ស្នើJuliusហ្នឹងឲ្យជួយនាំផ្លូវគាត់ស្គាល់ជុំវិញសាលារៀនរួមទាំងទីក្រុងនៅថ្ងៃស្អែកហ្នឹងផងដែរJuliusនឹងនាងក៏យល់ព្រមព្រោះនាងនឹងធ្វើបែបនេះនឹងក្របីសងគុណដល់គាត់ដែលបានជួយជីវិតនាងនៅពេលដែលប្រយុទ្ធជាមួយនឹងអាយ៉ាតូនេះហ្នឹងហើយយើងត្រឡប់មកបច្ចុប្បន្នវិញអាយ៉ាតូនឹងក៏ញញឹមហើយបន្តនឹងការរត់ហាត់ប្រាណនាពេលព្រឹករបស់គាត់នឹងតទៅទៀតទៅក្រោយមកនៅឯសាលាហ្នឹងអាយ៉ាតូនឹងក៏មានការភ្ញាក់ផ្អើលយ៉ាងខ្លាំងនៅពេលដែលឃើញមិត្តវ័យកុមារភាពរបស់គាត់មានឈ្មោះថាសាសាមីយ៉ានៅក្នុងថ្នាក់រៀននឹងរបស់គាត់ហើយនាងនឹងក៏បានអះអាងថានាងមកទីនេះនឹងគឺដើម្បីធ្វើតេស្តកាំភ្លើងដែលឪពុករបស់នាងនឹងបានបង្កើតនៅឯសាលានេះហើយបន្ទាប់ពីបញ្ចប់ការសិក្សាហ្នឹងសាយ៉ានឹងក៏មកប្រកែកជាមួយនឹងJuliusខណៈដែលពួកគេទាំងពីរហ្នឹងសុទ្ធតែចង់នាំផ្លូវនឹងអាយ៉ាតូទៅជុំវិញសាលានេះដូចគ្នាបន្ទាប់មកហ្នឹង Claudia នឹងក៏មកដល់ហើយក៏ព្យាយាមនឹងចង់ដណ្ដើមនាំផ្លូវនឹងអាយ៉ាតូវិញខណៈដែលនាងនឹងកំពុងតែអោបដៃអាយ៉ាតូដែលកំពុងរអ៊ូថាវានឹងប៉ះគាត់យើងមើលតែរូបទៅដឹងហើយថាអ្វីប៉ះគាត់ហើយបន្ទាប់ពីនោះហ្នឹង Claudia នឹងគ្រាន់តែប្រាប់អាយ៉ាតូនឹងអំពីការធ្វើតេស្តជ្រើសរើសអាវុធរបស់គាត់នៅថ្ងៃស្អែកហើយនាងនឹងក៏បានចាក់ចេញទៅហើយនៅពេលនោះហ្នឹង Julius ហើយនឹងសាយ៉ានឹងក៏យល់ស្របដូចគ្នាថាទ្រូងរបស់នាងនឹងសុទ្ធតែសារធាតុខ្លាញ់កុំចង់មកឌឺបន្ទាប់ពីនោះនឹងJuliusនឹងក៏យល់ព្រមនាំអាយ៉ាតូនឹងឲ្យស្គាល់សាលាជាមួយនឹងសាយ៉ាប៉ុន្តែនៅទីបញ្ចប់នឹងវាដូចជាJuliusនឹងណែនាំផ្លូវទៅសាយ៉ាទៅវិញហើយនៅកំឡុងពេលដែលនាំផ្លូវហ្នឹងJuliusនឹងសាយ៉ាក៏ត្រូវគេមកវាយឆ្មក់ហើយសាយ៉ានឹងក៏បានបាញ់គ្រាប់បីរបស់នាងបំផ្ទុះពួកគេហើយក៏ធ្វើឲ្យខោអាវរបស់ពួកគេនឹងសើមជោកតែម្ដងទៅនៅពេលនោះហើយនៅពេលដែលអាយ៉ាតូត្រឡប់មកវិញហ្នឹងJuliusនឹងក៏អឹមអៀនយ៉ាងខ្លាំងខណៈដែលសាយ៉ានឹងចេញមកអត់មានអារម្មណ៍អីសោះទោះបីជានាងនឹងអត់មានអាវក្នុងក៏ដោយក្រោយមកនៅថ្ងៃនោះហ្នឹង Claudia នឹងក៏នាំអាយ៉ាតូនឹងទៅជ្រើសរើសអាវុធរបស់គាត់ជាមួយនឹង Lester ដែល Lester នឹងគាត់មិនអាចគ្រប់គ្រងអាវុធវិញ្ញាណមួយដែលមានឈ្មោះថា Cerberesta ដែលជាអាវុធ Haruka បងស្រីរបស់អាយ៉ាតូនឹងធ្លាប់កាន់នឹងពីមុនមកអាយ៉ាតូនឹងក៏ទៅកាន់អាវុធវិញ្ញាណ Cerberesta នោះហើយក៏បង្ហាញពីភាពសមគ្នារបស់គាត់នឹងទៅនឹងអាវុធនោះដល់97% ដែរណោះនៅយប់ជ្រៅនឹងអាយ៉ាតូនឹងក៏មកអាគារស្រីម្ដងទៀតដើម្បីជួបជាមួយនឹង Claudia ដោយដែលនាងនឹងបានស្នើសុំឲ្យគាត់ទៅជួបហើយក៏ឃើញនាងនឹងកំពុងតែពាក់ឈុតដេកហ្នឹងហើយញញឹមដាក់គាត់Claudia នឹងក៏សុំអាយ៉ាតូឲ្យជួយនាងរកអ្នកដែលទទួលខុសត្រូវចំពោះការវាយប្រហារដែលបានកើតឡើងចំពោះសិស្សនៅឯសាលានឹងសេឌូកាន់នោះគឺក្នុងការប៉ុនប៉ងរារាំងពួកគេនឹងមិនឲ្យចូលរួមទៅក្នុងការប្រកួតប្រចាំសាលាទាំង6នោះដោយដែលអ្វីនឹងដែលបានកើតឡើងជាមួយនឹងJuliusដែលជាបេក្ខជននឹងសាកសមនឹងការប្រកួតនឹងបន្ទាប់នោះClaudiaនឹងក៏ស្នើសុំអាយ៉ាតូនឹងឲ្យការពារJuliusផងដែរដោយសារតែនាងនឹងឧស្សាហ៍នៅតែម្នាក់ឯងពេកបន្ទាប់ពីនោះនឹងClaudiaនឹងក៏ព្យាយាមមកតាក់ទាញអាយ៉ាតូដោយយកដៃរបស់គាត់នឹងទៅដាក់លើដើមទ្រូងរបស់នាងប៉ុន្តែអាយ៉ាតូនឹងគាត់ក្នុងនាមជាសុភាពបុរសក៏ភ្ញាក់ដឹងខ្លួនឡើងហើយក៏ប្រញាប់ចាក់ចេញទៅគុំមកចង់ខ្លាំងជាមួយសុភាពបុរសដូចអាយ៉ាតូនៅថ្ងៃបន្ទាប់នឹងអាយ៉ាតូនិងJuliusនឹងក៏ចេញដំណើរដើម្បីនាំអាយ៉ាតូនឹងទៅស្គាល់ជុំវិញនឹងទីក្រុងនៅទីនោះJuliusនឹងបញ្យល់ថានាងកំពុងតស៊ូប្រយុទ្ធនឹងដើម្បីលុយព្រោះនាងត្រូវការវាដើម្បីចាប់ផ្ដើមនៅគម្រោងសុខុមាលភាពមួយចំនួននៅឯប្រទេសរបស់នាងហើយអ្នកទាំងពីរនឹងក៏បានជួបជាមួយនឹង Lester នៅទីនោះនឹងផងដែរដែលចេះតែមកទាមទារនៅការប្រកួតនឹងម្ដងទៀតជាមួយនឹង Julius ប៉ុន្តែគាត់នឹងក៏ដកខ្លួនចេញដោយសារតែកិត្តិយសរបស់គាត់នឹងមិនចង់ធ្វើដូចជាជនធូរថ្លៃមួយចំនួនដែលតែងតែមកវាឆ្មក់នឹងJuliusដោយដែលអាយ៉ាតូនឹងប្រៀបធៀបជាមួយនឹងគាត់ហ្នឹងអញ្ចឹងហើយនៅតាមផ្លូវហ្នឹងអាយ៉ាតូនិងJuliusនឹងក៏ត្រូវសិស្សសាលាមកពីសាលា Le Form Fay ស្ទាក់វាយប្រហារពួកគេ Juliusនឹងក៏ដុតពួកគេទាំងអស់យ៉ាងងាយតែម្ដងហើយនាងក៏បានដឹងពីបុរសសក់ក្បាលសេមនម្នាក់ហ្នឹងថាមានបុរសម្នាក់ហ្នឹងបានជួបពួកគេនឹងឲ្យវាយប្រហារសិស្សសាលាសេឌូកាន់នោះហើយនាងហ្នឹងក៏ដេញតាមហ្នឹងបុរសម្នាក់នោះ
ប៉ុន្តែនាងក៏ត្រូវបានជាប់អន្ទាក់ជាមួយនឹងបុរស3នាក់ខណៈដែលនាងនឹងបានកិច្ចពិការវាប្រហារទាំងអស់ហើយនៅពេលដែលអាយុតូនឹងបានទៅដល់បុរសនោះក៏ព្យាយាមនឹងបាញ់មកគាត់ប៉ុន្តែអាយុតូនឹងក៏រារាំងវាដោយដងអាវុធនឹងពីដៃរបស់គាត់ការវាប្រហារនឹងក៏នៅតែកាត់អាវរបស់គាត់នឹងដដែលនៅពេលយប់ជូលីនឹងក៏ចង់ដេរអាវនឹងឲ្យអាយ៉ាតូវិញហើយក៏ប្រាប់គាត់ថាគោលដៅរបស់នាងនោះគឺនាងនឹងចង់រកលុយព្រោះប្រទេសរបស់នាងនឹងកាន់តែក្រហើយក៏ដើម្បីជួយដល់មណ្ឌលកុមារកំព្រាដែលមិត្តរបស់នាងទាំងអស់នឹងកំពុងតែស្នាក់នៅនេះផងដែរនៅថ្ងៃបន្ទាប់ពីបញ្ចប់នៃការសិក្សាជូលីនឹងបានអានសម្បត្តិមួយហើយចាក់ចេញនឹងដោយខ្លួនឯងនាងខណៈដែលក្លូឌៀនឹងក៏មកដល់ហើយប្រាប់អាយូតូនឹងឲ្យទៅជួយជូលីភ្លាមៗទៅព្រោះនាងនឹងអះអាងថាជូលីនឹងទៅដោយខ្លួនឯងប្រហែលជាតាក់ទងនឹងការគម្រាមកំហែងនឹងដល់សុខទុក្ខរបស់អាយូតូនេះឯងដែលទីបំផុតនឹងធ្វើឲ្យអាយូតូនឹងបានរកឃើញពីបំណងនៃជីវិតរបស់គាត់នៅពេលដែលជូលីនឹងបានមកដល់អាគារដែលគេបោះបង់ចោលហ្នឹងនាងនឹងក៏បានជួបជាមួយនឹងបុរសម្នាក់មានឈ្មោះថាស៊ីឡាសណម៉ាន់ហើយបុរសអាកបាំងទាំងអស់នោះហ្នឹងដែលតាមតែវាប្រហារនាងហ្នឹងប្រែទៅជាមនុស្សយន្តដែលបង្កើតឡើងដោយនារីម្នាក់មានឈ្មោះថា Ernesta Kunes ដែលជាសិស្សសាលាហ្នឹងមកពីសាលា Alekium ហើយបញ្ជាដោយសមត្ថភាពក្នុងខ្លួនរបស់ស៊ីឡាសដែលជាសមត្ថភាពហ្នឹងផ្ទាល់ខ្លួនរបស់គាត់ហ្នឹងតែម្ដងហេតុផលរបស់ស៊ីឡាសហ្នឹងចង់ធ្វើឲ្យអ្នកប្រយុទ្ធកម្ពុជាជាច្រើនអ្នកហ្នឹងរងរបួសដោយប្រើមនុស្សយន្តហ្នឹងប្រយុទ្ធរបស់គាត់នេះដូច្នេះគាត់នឹងអាចឈ្នះការប្រកួតប្រចាំសាលានឹងយ៉ាងងាយស្រួលហើយបង្ហាញថាគាត់នឹងបានគម្រាមថានឹងទៅកម្ចាត់នឹងអាយ៉ាតូដើម្បីបង្ខំឲ្យជូលីនឹងមករកគាត់ជំនួសគាត់នោះវិញបន្ទាប់មកនឹងស៊ីឡាសនឹងក៏បានបញ្ឆោត Lester ឲ្យមកប្រយុទ្ធនឹងជាមួយនឹងជីលីនឹងនៅទីនោះផងដែរ Lester នឹងក៏ខឹងនឹងស៊ីឡាសហើយក៏ដំពូថៅនឹងដើម្បីកំទេចមនុស្សយន្តនឹងនៅទីនោះប៉ុន្តែវានឹងគ្មានប្រយោជន៍ដោយសារមនុស្សយន្តនឹងតាន់ពេកបន្ទាប់មកនឹងស៊ីឡាសនឹងក៏បញ្ជាមនុស្សយន្តចំនួន128ដើម្បីផ្ដួល Lester និងជូលីនឹងពេលនោះផងដែរជីលីនឹងក៏បានកម្ចាត់មនុស្សយន្តជាមួយនឹងវេទមន្តហង្សភ្លើងរបស់នាងប៉ុន្តែនាងក៏ចាញ់ដោយសារចំនួនវាច្រើនពេកហើយភាពធន់របស់វាសូម្បីតែចាក់មួយដាវហើយនៅតែមិនអីទៀតហើយនាងនឹងក៏ត្រូវពួកមនុស្សយន្តនឹងចាប់បានផងដែរភ្លាមនោះនឹងអាយ៉ាតូនឹងក៏មកដល់ហើយក៏ហក់ទៅជួយសង្គ្រោះនាងភ្លាមដោយកាប់ផ្ដាច់មនុស្សយន្តនឹងជា2រួមទាំង3ជូលីនឹងផងដែរអាយ៉ាតូនឹងក៏បានបញ្ចេញថាមពលរបស់អាវុធវិញ្ញាណ Silveresta នឹងទៅកាប់មនុស្សយន្តទាំងអស់ដែលមានវត្តមាននៅទីនោះក្នុងរយៈពេល2វិនាទីតែប៉ុណ្ណោះធ្វើឲ្យស៊ីឡាសនឹងរន្ធត់ចិត្តមែនទែនបន្ទាប់មកនឹងស៊ីឡាសនឹងក៏បានកោះហៅកងទ័ពមនុស្សយន្តនឹងមកបន្ថែមទៀតខណៈពេលដែលអាយ៉ាតូនឹងក៏កិច្ចពីកិច្ចការវាប្រហាររបស់មនុស្សយន្តទាំងអស់នោះហើយគាត់នឹងក៏បានកត់សម្គាល់ពីសមត្ថភាពពិសេសរបស់ស៊ីឡាសដែលអាចដាក់ដំណើរការលើមនុស្សយន្តទាំងអស់នោះនឹងដោយសារតែគាត់នឹងអាចគ្រប់គ្រងដោយសេរីបានតែ6ប្រភេទនិងចំនួនតែ16មនុស្សយន្តនឹងតែប៉ុណ្ណោះជាមួយនឹងចលនាដែលគាត់នឹងបានណែនាំប៉ុន្តែមនុស្សយន្តផ្សេងទៀតទាំងអស់ហ្នឹងគឺប្រើតែចលនាដោយស្វ័យប្រវត្តិដូចគ្នាប្រៀបដូចនឹងក្តារអុកអញ្ចឹងបន្ទាប់មកហ្នឹងអាយ៉ាតូហ្នឹងក៏រត់ទៅជុំវិញហ្នឹងយ៉ាងលឿនរួចក៏កាប់មនុស្សយន្តម្ដងមួយទាំងអស់តែម្ដងបន្ទាប់មកហ្នឹងស៊ីឡាសហ្នឹងក៏ហៅមនុស្សយន្តប្រភេទស្វាយៈដែលជាស្វាគីងកុងហ្នឹងអាយ៉ាតូហ្នឹងក៏បានប្រើក្បាច់ដាវ9ស្នៀតដែលកាត់អវយវៈទាំង4រួចក៏ចាក់ខ្លួនរបស់គីងកុងហ្នឹង5ដងហើយក៏បំផ្លាញមនុស្សយន្តនោះទៅស៊ីឡាសហ្នឹងព្យាយាមរត់ដោយប្រើមនុស្សយន្តហោះមួយប៉ុន្តែជូលីសហ្នឹងក៏បានកោះហៅស្លាភ្លើងរបស់នាងឲ្យដេញតាមស៊ីឡាសអាយ៉ាតូហ្នឹងក៏ហក់ទៅកាប់មនុស្សយន្តដែលកំពុងហោះនោះហើយស៊ីឡាសហ្នឹងក៏ធ្លាក់ហ្នឹងពីលើអាគារនោះទៅបន្ទាប់ពីនោះហ្នឹងគាត់ហ្នឹងក៏ដឹងថាថាមពលរបស់គាត់ហ្នឹងអាចប្រើបានត្រឹមតែរយៈពេល5នាទីប៉ុណ្ណោះដោយសារតែហារូកាហ្នឹងបានដាក់វេទមន្តឃុំឃាំងលើថាមពលរបស់គាត់ហើយបន្ទាប់ពីអាយ៉ាតូបានភ្ញាក់ឡើងហ្នឹងគាត់ហ្នឹងក៏បានសុំជូលីសធ្វើជាដៃគូប្រយុទ្ធរបស់នាងដោយបញ្ជាក់ថាគោលបំណងរបស់គាត់ហ្នឹងគឺចង់ធ្វើជាកម្លាំងចិត្តដើម្បីនាំនាងឈានទៅដល់គោលដៅរបស់នាងហ្នឹងតែម្ដងហើយទន្ទឹមនឹងនេះដែរក្លូឌៀហ្នឹងក៏បានមកស្ទាក់ចាប់ស៊ីឡាសហើយបង្ហាញថានាងហ្នឹងកំពុងតែសហការជាមួយនឹងយ៉ាប៊ូគីហ្នឹងផងដែរដែលជាមិត្តរួមបន្ទប់របស់អាយ៉ាតូនោះបន្ទាប់មកហ្នឹងវាក៏បានបង្ហាញថានិស្សិត2នាក់មកពីសាលាអាលេឃៀមគឺជាមេខ្លោងនៃការវាប្រហារហ្នឹងនៅឯសាលារបស់អាយ៉ាតូនោះឯងដែលម្នាក់ហ្នឹងមានឈ្មោះថា Ernesta Kunes ហើយម្នាក់ទៀតហ្នឹងគឺមានឈ្មោះថា Camila Pareto នៅថ្ងៃបន្ទាប់នឹងក៏មានកិច្ចប្រជុំរវាងប្រធានក្រុមប្រឹក្សានិស្សិតនឹងទាំង5ម្នាក់នឹងមានឈ្មោះថា Dirk H. Berven មកពីសាលា Le Fonfay Black ម្នាក់ទៀតមានឈ្មោះថា Suma Sakin មកពីសាលានឹង Alequium ម្នាក់ស្រីមានឈ្មោះថា Fancy Lu មកពីសាលានឹង Geelong ឯម្នាក់ទៀតមានឈ្មោះថា Ernest Faircloud មកពីសាលានឹង Karen Voss ហើយបន្ទាប់មកនឹងដែលជា Claudia បានមកធ្វើកិច្ចព្រមព្រៀងជាមួយនឹងសាលា Alequium ដើម្បីសហការជាដៃគូក្នុងការស្រាវជ្រាវនិងអភិវឌ្ឍវិទ្យាសាស្ត្រនឹងផងដែរទន្ទឹម
នឹងនេះដែរអាយ៉ាតូនឹងក៏បានដើរទៅបុកក្មេងស្រីម្នាក់មានឈ្មោះថា Kirin Todo ដែលអាយ៉ាតូនឹងមិនទាន់ដឹងថានាងនឹងគឺជាសិស្សលំដាប់ទី1របស់សាលាសេឌូកាន់ឡើយនៅពេលនោះហ្នឹងបន្ទាប់ពីនោះហ្នឹងនៅទីលានវឹកហាត់អាយ៉ាតូនឹងប៉ះជាមួយនឹងជូលីនឹងបានក៏ហៅដាវភ្លើងបង្វិលជាច្រើនហើយគប់មកដាក់អាយ៉ាតូខណៈពេលដែលគាត់នឹងបានកាប់វាហើយក៏គេចពីវានៅពេលដែលអាយ៉ាតូនឹងសម្រុកគាត់នឹងក៏បានជន់មីនភ្លើងរបស់ជូលីប៉ុន្តែអាយ៉ាតូនឹងក៏បានប្រើក្បាច់ដាវបច្ចេកទេសគ្រួសាររបស់គាត់នឹងវះស្នៀតដាវដូរដៃហើយក៏ឈ្នះនៃការវឹកហាត់នេះបន្ទាប់មកនឹងពួកគេនឹងក៏និយាយគ្នាបន្តិចអំពីជើងខ្លាំងមួយចំនួនដូចជាប្រធានក្រុមប្រឹក្សាសិស្សសាលាផ្សេងទៀតហើយក៏រំលឹកនឹងអំពីមិត្តចាស់របស់ជូលីដែលមានឈ្មោះថា Elim Sklingal Ophelia ហើយបន្ទាប់ពីនោះនឹងសាយ៉ានិង Lester នឹងក៏មកកន្លែងវឹកហាត់នេះខណៈដែល Lester នឹងគាត់នឹងក៏បានមកអរគុណអាយ៉ាតូដែលបានជួយគាត់នឹងពីមុនមកមួយសន្ទុះក្រោយមកនឹង Claudia នឹងក៏បាននាំកាមេឡាហើយនិង Ernesta នឹងមកទីនេះសម្រាប់ការស្រាវជ្រាវនិងអភិវឌ្ឍនឹងរួមគ្នារំពេចនោះនឹង Ernesta នឹងក៏មកសង្កេតជុំវិញអាយ៉ាតូហើយក៏មកថើបថ្ពាល់កូនប្រុសគេភ្លាមៗនឹងតែម្ដងធ្វើឲ្យ Julia ហើយនិងសាយ៉ានឹងឆេះចង់វាយនាងនៅនឹងកន្លែងតែម្ដងប៉ុន្តែនៅពេលដែលកាមេឡានឹងបានឃើញអាវុធរបស់សាយ៉ានឹងនាងនឹងក៏មកចំអកឌឺបច្ចេកវិទ្យារបស់ឪពុកសាយ៉ាហើយក៏បង្កហេតុឲ្យនាងទៅចូលរួមប្រយុទ្ធនៅក្នុងការប្រកួតនឹងប្រចាំសាលាទាំង6ជាមួយនឹងបច្ចេកវិទ្យារបស់នាងនឹងផងដែរគឺដើម្បីប្រៀបធៀបនឹងគ្នានេះហើយបន្ទាប់មកនឹងកាមេឡានិង Ernesta នឹងក៏បានចាក់ចេញទៅឯសាយ៉ានៅពេលនោះនាងក៏សម្រេចចិត្តចូលរួមប្រយុទ្ធហើយក៏មកប្រកែកជាមួយនឹងជូលីថាអ្នកណានឹងអាចចាប់ដៃគូជាមួយនឹងអាយ៉ាតូនៅក្នុងការប្រកួតប្រចាំសាលានឹងទាំង6នាពេលខាងមុខនេះហើយនៅពេលនោះផងដែរ Lester នឹងក៏គាត់នឹងចាក់ចេញពីទីនោះទៅព្រោះគាត់នឹងខ្ជិលនៅមើលគេនឹងដណ្ដើមអាយ៉ាតូពេកនៅថ្ងៃបន្ទាប់ពេលកំពុងដើរជាមួយនឹងយ៉ាប៊ូគីហ្នឹងអាយ៉ាតូនឹងក៏បានឃើញពូរបស់គីរិនដែលមានឈ្មោះថាកូអេជីរ៉ូហ្នឹងបានទះកំភ្លៀងនាងអាយ៉ាតូនឹងក៏ទៅជួយហើយក៏សុំឲ្យគាត់នឹងឈប់ធ្វើបាបគីរិនហ្នឹងទៀតទៅកូអេជីរ៉ូនឹងក៏ថាគាត់នឹងយល់ព្រមប្រសិនបើអាយ៉ាតូនឹងអាចយកឈ្នះគីរិនហ្នឹងក្នុងការប្រកួតនឹងមួយស្មើហើយនៅពេលដែលការប្រកួតប្រើមហ្នឹងអាយ៉ាតូដំបូងហ្នឹងក៏តឲ្យគីរិនពួកគេហ្នឹងក៏ចាប់ផ្ដើមកាប់ហើយនឹងកិច្ចពីការវាយប្រហារគ្នាទៅវិញទៅមកហើយអាយ៉ាតូនឹងក៏ចាញ់ព្រោះគីរិនហ្នឹងបានកាត់ផ្លាកសញ្ញាសាលារបស់គាត់ហើយបន្ទាប់មកនឹងទើបអាយ៉ាតូនឹងក៏ដឹងពីជីលីសនឹងថាគីរិននឹងគឺជាសិស្សកម្ពុជាប្រយុទ្ធលេខ1នៅក្នុងសាលាសេឌូកាន់នេះទោះបីជានាងនឹងមានអាយុក្មេងនិងគ្មានអាវុធវេទមន្តឬក៏សមត្ថភាពផ្ទាល់ខ្លួននឹងក៏ដោយជីលីនឹងក៏រអ៊ូដាក់អាយ៉ាតូដោយសារតែរឿងប្រជែងជាមួយនឹងគីរីនឹងព្រោះនាងនឹងទៅតែអាយុ13ឆ្នាំនឹងតែប៉ុណ្ណោះប៉ុន្តែអាយ៉ាតូនឹងសឹងតែមិនជឿព្រោះគាត់សម័យដើមទ្រូងរបស់នាងនឹងធំជាងអាយុរបស់នាងនឹងទៅទៀតជូលីនឹងក៏បន្តទៀតដែរថានាងនឹងនៅខ្សោយជាងគីរិនដែលមានលំដាប់នឹងលេខ1នឹងដោយសារតែនាងនឹងគឺមានតែជំនាញក្បាច់ដាវនឹងតែប៉ុណ្ណោះគឺខ្លាំងមែនទែនក្មេងស្រីគីរិនម្នាក់នេះហើយក្លូឌៀវិញគឺលំដាប់លេខ2ជាមួយនឹងអាវុធវិញ្ញាណរបស់នាងដែលមានឈ្មោះថា Pandora អនុញ្ញាតឲ្យនាងនឹងមើលឃើញអនាគតនឹង10វិនាទីដែលធ្វើឲ្យអាយ៉ាតូនឹងចាប់អារម្មណ៍មែនទែនព្រោះការមើលឃើញអនាគតនឹងគឺជាសមត្ថភាពមិនធម្មតាទេហើយបន្ទាប់មកនឹងជឺលីនឹងក៏សរសើរអាយ៉ាតូចំពោះសកម្មភាពរបស់គាត់នឹងដើម្បីការពារគីរិនពីពូរបស់នាងនឹងហើយនៅពេលរសៀលអាយ៉ាតូនឹងក៏ទៅអាងហែទឹកឯកជនមួយតាមបញ្ជានឹងដើម្បីទៅយកផ្លាកសញ្ញាសាលារបស់គាត់វិញនឹងពីក្លូឌៀខណៈដែលគាត់នឹងក៏ចង់ដឹងដែរថាហេតុអ្វីនឹងបានជាផ្លាកសញ្ញាសាលានឹងវាសើមហើយគាត់នឹងក៏សួរក្លូឌៀថាតើនាងយកវាមកពីណានាងនឹងក៏អត់ឆ្លើយទុកឲ្យគាត់ឆ្ងល់បន្ទាប់មកនឹងអាយ៉ាតូនឹងក៏សួរអំពីពូរបស់គីរិនហើយក្លូឌៀនឹងក៏បញ្យល់ថាកូអេជីរ៉ូនឹងគឺជាបុរសមានមហិច្ឆតាម្នាក់ដែលគ្រងនឹងប្រើប្រាស់គីរិននឹងដូចជាអាវុធរបស់គាត់ដើម្បីក្លាយជាសមាជិកនឹងក្រុមប្រឹក្សាភិបាលគណៈកម្មាធិការប្រតិបត្តិការម្នាក់ហើយល្ងាចក្រោយមកនឹងគីរិននឹងក៏មកសុំទោសអាយ៉ាតូក៏ដូចជាចំណាប់អារម្មណ៍របស់នាងនឹងទៅនឹងក្បាច់ប្រចាំគ្រួសារអាម៉ាគីរីរបស់គាត់បន្ទាប់មកគីរិននឹងក៏បញ្យល់ថានាងនឹងត្រូវតែស្ដាប់បង្គាប់ពូរបស់នាងដើម្បីជាប្រយោជន៍នឹងជួយដល់នឹងឪពុករបស់នាងគីរិនបន្ទាប់មកនឹងក៏សុំមកហាត់នឹងជាមួយនឹងអាយ៉ាតូដោយសារតែសមត្ថភាពរបស់គាត់នឹងគឺខ្លាំងក្រាន់បើដែរហើយគាត់នឹងក៏យល់ព្រមហាត់ជាមួយនឹងនាងនៅឯពេលព្រឹកបន្ទាប់ពីគីរិននឹងបានចាក់ចេញហ្នឹងសាយ៉ានឹងក៏លោតពីដើមឈើមកហើយក៏សួរអំពីរឿងចាប់ដៃគូជាមួយនាងប៉ុន្តែអាយ៉ាតូនឹងក៏បានបដិសេធដោយសារតែគាត់នឹងបានសន្យាជាមួយនឹងជីលីនឹងរួចបាត់ទៅហើយអាយ៉ាតូនឹងគាត់នឹងបែរជាណែនាំគីរិនដោយសារតែនាងនឹងមកទីនេះតស៊ូនឹងគឺដើម្បីជួយឪពុករបស់នាងដូចជាសាយ៉ានេះឯងនៅថ្ងៃបន្ទាប់នឹងជូលីនឹងក៏មានការប្រច័ណ្ឌយ៉ាងខ្លាំងហើយទាមទារឲ្យអាយ៉ាតូនឹងគាត់បកស្រាយខណៈដែលនាងនឹងចៃដន្យនឹងបានទិញបាយការីដ៏ហឹរជាងគេបំផុតហើយក៏ដោះដូរបាយពួកគេនឹងដោយអៀនបន្ទាប់ពីបានដាក់មួយម៉ាត់អីហ្នឹងស្អែកឡើងនឹងកំឡុងពេលវឹកហាត់នឹងអាកាសធាតុនឹងក៏អាប់ខ្លាំង
អាយ៉ាតូនឹងក៏និយាយលេងថាពួកគេនឹងគួរតែកាន់ដៃគ្នាកុំឲ្យវែងផ្លូវដូច្នេះគីរីននឹងក៏ចាប់ដៃគាត់មែនទែនធ្វើឲ្យគាត់នឹងស្រឡាំងកាំងហើយក៏អឹមអៀនដូចគ្នាផងដែរអាយ៉ាតូនិងគីរីននឹងបន្ទាប់មកនឹងក៏បានវាយប្រហារនឹងដោយសัตว์ល្មូននឹងមួយចំនួនដែលគ្រប់គ្រងនឹងដោយអេនេស្តានិងកាមីឡានឹងពីចម្ងាយតែម្ដងពួកគេនឹងធ្វើបែបនេះនឹងគឺដើម្បីធ្វើតេស្តសមត្ថភាពរបស់គីរីននិងអាយ៉ាតូហើយគីរីននឹងនៅក្នុងការប្រយុទ្ធនឹងក៏ដឹងពីចំណុចខ្សោយដែលជា snow របស់សត្វល្មូនទាំងអស់ហ្នឹងតាមរយៈនឹងលំហថាមពលវេទមន្តប៉ុន្តែសត្វល្មូនទាំងនោះនឹងក៏បានបាញ់វេទមន្តភ្លើងដាក់អាយ៉ាតូរហូតនឹងដល់ពួកគេនឹងធ្លាក់ចូលលូក្រោមដីនៅលូក្រោមដីអាយ៉ាតូនឹងក៏បីគីរីនដោយសារតែនេះនឹងមានតូចហើយទាបពេកហើយអាយ៉ាតូនឹងក៏ភ្ញាក់ផ្អើលផងដែរនឹងទំហំរបស់លូនឹងថាវានឹងធំខណៈដែលគីរីននឹងក៏យល់ខុសថាគាត់នឹងសំដៅលើដើមទ្រូងរបស់នេះធំទៅវិញមួយរំពេចនោះហ្នឹងពួកគេនឹងក៏ត្រូវបានវាប្រហារដោយនាគទឹកអាយ៉ាតូនឹងក៏កាត់ក្បាលនាគនោះរួមទាំងសសរនៅក្បែរនោះដើម្បីឲ្យគីរីននឹងរងចាំនឹងនៅទីនោះសិនហើយគាត់នឹងក៏បានពន្លូតដាវរបស់គាត់នឹងឲ្យវែងជាងមុនហើយក៏កាត់នាគនឹងដាច់ពាក់កណ្ដាលខ្លួនបំបែកស្នូនៅខាងក្នុងរបស់វានឹងតែម្ដងទៅហើយក៏រលាយនឹងបាត់អាយ៉ាតូបន្ទាប់មកនឹងក៏សន្លប់ដោយសារតែគាត់នឹងប្រើប្រាស់ថាមពលនឹងច្រើនពេកហួសកម្រិតសមត្ថភាពរបស់គាត់ខណៈពេលដែលកំពុងតែជាប់នៅក្រោមដីហ្នឹងនៅពេលដែលអាយ៉ាតូភ្ញាក់ឡើងនឹងគីរីននឹងក៏សួរបញ្ជាក់អំពីរឿងដែលអាយ៉ាតូនឹងតាមពិតនឹងគឺគាត់គ្រាន់តែជាដៃគូសម្រាប់ការប្រកួតប្រជែងប្រចាំសាលាទាំង6នេះពេលខាងមុខជាមួយនឹងជូលីនឹងតែប៉ុណ្ណោះពួកគេនឹងគឺអត់មានតំណែងអ្វីនឹងគ្នាឡើយដូច្នេះនឹងនាងនឹងក៏គិតថានាងមានឱកាសដើម្បីដណ្ដើមយកបេះដូងរបស់អាយ៉ាតូផងដែរនៅពេលនោះហ្នឹងហើយនាងនឹងក៏បញ្យល់ពីរឿងរបស់នាងអំពីឪពុករបស់នាងនឹងដែលឈ្មោះថាសេនជីរ៉ូដែលនៅពេលមួយនាងនឹងក៏ត្រូវបានចាប់ធ្វើជាចំណាប់ខ្មាំងដោយឧក្រិដ្ឋជនម្នាក់ឪពុករបស់នាងសេនជីរ៉ូនឹងក៏បានសម្លាប់ម្នាក់នោះដើម្បីជួយសង្គ្រោះនាងហើយគាត់នឹងក៏ត្រូវបានគេចាប់ខ្លួនជាលទ្ធផលដូច្នេះនាងនឹងក៏ត្រូវស្ដាប់ពូរបស់នាងដើម្បីជួយឪពុកនាងនឹងរំដោះនឹងចេញពីការខំខាំងរបស់គាត់ប៉ុន្តែអាយ៉ាតូនឹងបែរជាលើកទឹកចិត្តនាងឲ្យនាងនឹងជ្រើសរើសផ្លូវខ្លួនឯងរបស់នាងកុំឲ្យនាងនឹងដើរតាមតែពូរបស់នាងពេកហើយក៏ប្រកាសថាគាត់នឹងជួយនាងនឹងផងដែរដូច្នេះនាងនឹងមិននៅម្នាក់ឯងឡើយហើយបន្ទាប់ពីនោះអ្នកទាំងពីរនឹងក៏ត្រូវបានជួយសង្គ្រោះនឹងពីទីនោះទៅក្រោយមកគីរីននៅពេលដែលនាងឮថាពូរបស់នាងកូអេជីរ៉ូនឹងកំពុងតែប្រើប្រាស់នាងក្នុងគម្រោងនៃការលើកគេឈ្មោះរបស់គាត់នឹងគីរីននឹងក៏សម្រេចចិត្តទៅស្ដាប់តាមអាយ៉ាតូហើយក៏ចាក់ចេញពីពូរបស់នាងនៅពេលនោះទៅហើយគីរីននឹងនាងនឹងក៏សម្រេចចិត្តទៅប្រឈមមុខជាមួយនឹងអាយ៉ាតូដើម្បីប្រកួតគ្នានឹងមួយស្មើឲ្យដឹងសមត្ថភាពនឹងឲ្យច្បាស់លាស់គីរីននឹងក៏បានប្រើស្ទាយប្រចាំគ្រួសារតូដូទាំង49របស់នាងរួមបញ្ចូលគ្នានឹងនៅស្ទីលជាច្រើនរួមមានស្នៀតកាប់រៀងលេខ8ស្នៀតកាប់5ប៉ុណ្ណាអាយ៉ាតូនឹងរងនឹងវាទាំងអស់ដោយដាវរបស់គាត់រួមទាំងរនាំងវេទមន្តរបស់គាត់នឹងផងដែរហើយក៏សម្រេចចិត្តបញ្ចេញក្បាច់ទាំងអស់ដែលគាត់មានអាយ៉ាតូដំបូងនឹងគាត់បានបំផ្ទុះដាវរបស់គាត់នឹងទៅជាផ្សែងហើយគប់កូនកំបិតនឹងពី3ដាក់គីរីនរួចក៏បានប្រើរំពេងនឹងសម្រុកចាក់ហើយរុញខណៈពេលដែលគីរីននឹងរារាំងវានឹងដោយដាវរបស់នាងរួចគាត់នឹងក៏បានគប់រំពេងនឹងរបស់គាត់ទៅនាងហើយចេញក្បាច់ដាវភ្លោះរងនៅស្នៀតដាវរបស់គីរីនហើយបង្វិលខ្លួនរបស់គាត់នឹងរួចក៏គប់កំបិតមួយខណៈពេលដែលគាត់នឹងកំពុងតែរារាំងជាមួយនឹងដាវរបស់នាងនឹងផងដែរគីរីននឹងក៏បានវាយកំបិតគាត់នឹងចេញពីដៃអាយ៉ាតូប៉ុន្តែអាយ៉ាតូនឹងក៏បានប្រើក្បាច់គុណបោកច្របាប់របស់គាត់រួចក៏លើកនាងនឹងឡើងលើអាកាសហើយបំបោកនាងនឹងទៅនឹងដីសង្កត់លើដើមទ្រូងរបស់នាងនឹងកំទេចផ្លាកសញ្ញាសាលារបស់នាងនឹងបាត់ទៅដើម្បីឈ្នះបន្ទាប់ពីការប្រកួតនេះនឹងគីរីននឹងក៏បានសុំទោសនិងអរគុណពូរបស់នាងដែលបានជួយនាងនឹងចាប់ពីដើមមកដល់ពេលនេះហើយក៏សម្រេចចិត្តនឹងជ្រើសរើសផ្លូវខ្លួនឯងរបស់នាងដើម្បីប្រខាត់នឹងជាមួយនឹងអាយ៉ាតូហើយក៏បានចាប់ដៃគូជាមួយនឹងសាយ៉ាសម្រាប់ការប្រកួតប្រចាំសាលានឹងទាំង6ខណៈដែលអ្នកទាំងពីរហ្នឹងគឺប្រយុទ្ធដើម្បីឪពុករបស់ពួកគេនឹងដូចគ្នាតែម្ដងសាយ៉ាហើយនឹងគីរីន2អ្នកគេនេះឯនៅសាលាមួយទៀតអឺណេស្តាហើយនឹងកាមេឡានឹងក៏សម្រេចភារកិច្ចប្រមូលព័ត៌មានសមត្ថភាពទាំងអស់របស់អាយ៉ាតូរួមទាំងសិស្សជំនាញកម្ពុជានៅឯសាលានឹងសេឌូកានោះនៅថ្ងៃបន្ទាប់នឹងសាយ៉ានិងគីរីននឹងការងារជាក្រុមរបស់ពួកគេនឹងគឺខ្សោយមែនទែនអំឡុងពេលវឹកហាត់នឹងដោយសារតែពួកគេទាំងពីរនឹងមិនទាន់យល់ចិត្តគ្នាឡើយស្អែកឡើងអ្នកទាំងពីរនឹងក៏ចេញទៅដើរទិញអីវ៉ាន់នឹងជាមួយគ្នាដើម្បីពង្រឹងនៅចំណងមិត្តភាពរបស់ពួកគេឲ្យយល់ចិត្តគ្នានឹងជាងមុនសាយ៉ានឹងក៏សម្រេចចិត្តទៅទិញកាំភ្លើងពីហាងកញ្ជុះមួយដើម្បីជាកាដូនឹងជូនឪពុករបស់នាងបន្ទាប់មកសាយ៉ានិងខារីននឹងក៏បានទៅអាងហែទឹកគឺក្នុងគោលបំណងដើម្បីជួយគីរីននឹងឲ្យរៀនហែទឹកនេះឯងដូច្នេះនាងនឹងមិនចង់ឲ្យអាយ៉ាតូនឹង3នាងដូចនៅលូក្រោមដីនោះហើយពេលដែលនៅអាងទឹកនឹងចៃដនអីនឹងគីរីនឹងក៏បានទៅបុក
នារីម្នាក់មានឈ្មោះថា Violet Vanberg ដែលមកពីសាលាថ្មីមួយមានឈ្មោះថា Queen Vai មានចំណាក់ថ្នាក់លេខ35នាងនឹងក៏ចង់រអ៊ូហៅវាយមួយស្មើនឹងជាមួយនឹង Kirin ប៉ុន្តែបន្ទាប់ពីដឹងថា Kirin នឹងជាអតីតលេខ1នៅឯសាលាសេឌូកានឹងនាងនឹងក៏បានដកពាក្យរបស់នាងចេញវិញហើយក៏ជះកំហឹងទៅដាក់សាយាទៅវិញ Violet នឹងព្យាយាមបញ្ចេញវេទមន្តដាក់សាយាប៉ុន្តែនាងនឹងក៏ត្រូវមួយគ្រាប់បេថាមពលរុញនឹងនាងខ្ទាតមួយចម្ងាយបុកទៅនឹងជញ្ជាំងសម្លប់ធ្លាក់ទឹកបាត់ទៅនៅថ្ងៃបន្ទាប់នោះសាយានិង Kirin នឹងក៏ត្រឡប់មកវឹកហាត់វិញជាមួយនឹងការងារជាក្រុមរបស់ពួកគេនឹងមានភាពល្អប្រសើរឡើងយ៉ាងខ្លាំងជាងមុននឹងតែម្ដងហើយការជ្រើសរើសសម្រាប់ការប្រកួតប្រចាំសាលាទាំង6ដំបូងនឹងត្រូវបានប្រកាសឡើងថាក្រុមរបស់អាយ៉ាតូហើយនិងជូលីសនឹងនៅពូលខុសគ្នាជាមួយនឹងក្រុមរបស់សាយាហើយនិង Kirin គឺពួកគេនឹងអាចជួបគ្នានឹងរហូតដល់វគ្គផ្ដាច់ព្រាត់នឹងតែប៉ុណ្ណោះដោយសារតែនៅពូលខុសគ្នាចឹងហ្នឹងហើយ Claudia នឹងក៏បានបង្ហាញពីការព្រួយបារម្ភរបស់នាងចំពោះក្មេងស្រីម្នាក់ដែលមានឈ្មោះថា Irene Urasai ដែលមកពីសាលា Levormfeyបាទអ្នកទាំងអស់គ្នាឈ្មោះរបស់ខ្ញុំហ្នឹងគឺសំរុឥឡូវនេះខ្ញុំមកជំនួស Kaiser ក្នុងការសង្ខេបរឿងបន្តឥឡូវនេះចូលទៅដល់សាច់រឿងទាំងអស់គ្នាកុំឲ្យខាតពេលយូរ Irene Urai ដែលជាសិស្សសាលានៃសាលា Level បានត្រូវដោះលែងពីការឃុំឃាំងក្នុងបន្ទប់វិន័យសាលានាងត្រូវបានបញ្ជាដោយប្រធានក្រុមប្រឹក្សាសិស្ស Del Berlin ឲ្យកម្ចាត់អាយ៉ាតូនៅក្នុងកម្មវិធីប្រកួតរបស់សាលាដោយសារតែអាវុធវិញ្ញាណដ៏គួរឲ្យភ័យខ្លាចរបស់អាយ៉ាតូនេះឯងបន្ទាប់ពីនោះមកអ្នកដឹកនាំកម្មវិធីប្រកួត Media Misa បានប្រកាសពីច្បាប់នៃការប្រកួតប្រចាំសាលាទាំង6ដោយពីមុនមានការហាមឃាត់មិនឲ្យប្រើប្រាស់អាវុធមួយចំនួនដូចជាម៉ាស៊ីនស្វ័យប្រវត្តិបែរមកប្រើប្រាស់វិញបានធម្មតាការប្រកួតក៏បានចាប់ផ្ដើមដោយអាយ៉ាតូនិង Julie នឹងបានយកឈ្នះក្នុងការប្រកួតដំបូងរបស់ពួកគេបានយ៉ាងឆាប់រហ័សដោយប្រើតែមួយស្នៀតតែប៉ុណ្ណោះដោយអាយ៉ាតូនឹងប្រើអាវុធវិញ្ញាណរបស់គាត់ដែលមានឈ្មោះថា Zervrestaក្នុងការប្រកួតបន្ទាប់មនុស្សយន្តរបស់ Anista និង Camila បានយកឈ្នះការប្រកួតដំបូងរបស់ពួកគេបានយ៉ាងងាយស្រួលដោយមនុស្សយន្តប្រុសនិងមនុស្សយន្តស្រីនឹងតរយៈពេលឲ្យ1នាទីឲ្យទៅសិស្សសាលា Level ក្នុងការកំទេចនិងទម្លុះរបាំងវេទមន្តរបស់មនុស្សយន្តប្រុសស្រីនេះឯងតែនៅតែមិនអាចធ្វើបានឡើយបន្ទាប់មកក៏ធ្វើការតបតវិញដោយធ្វើការបាញ់បញ្ឈប់គ្រាប់កំភ្លើងដោយការបាញ់កោងដាក់គ្នាដូចរស៊ីនិងអ៊ុយក្រែនអញ្ចឹងបន្ទាប់ពី1នាទីសិស្សសាលារបស់សិស្សសាលា Level នឹងក៏បានចាញ់ងាកមកមើលសាច់រឿងលោកស៊ូជីដែលត្រូវជាឪពុករបស់សេយ៉ាបានខលទៅតាមទូរស័ព្ទប្រាប់នាងថាគាត់មានកំភ្លើងថ្មីសម្រាប់ត្រៀមសម្រាប់រូបនាងប៉ុន្តែវានៅមិនទាន់មកដល់ទាន់ពេលវេលាសម្រាប់ការប្រកួតដំបូងរបស់នាងនោះទេអាយ៉ាតូនិងជូលីនឹងចេញទៅហាត់សមសម្រាប់ការប្រកួតបន្ទាប់នៅតាមផ្លូវក្នុងសាលានោះ Anista ដែលជាអ្នកបង្កើតមនុស្សយន្តបាននិយាយអបអរសាទរមនុស្សយន្តរបស់នាងសម្រាប់ជ័យជំនះដំបូងរបស់ពួកគេហើយនាងបានលាក់បាំងការពិតពីពួកគេថាមនុស្សយន្តប្រុសនឹងមិនអាចយកឈ្នះមនុស្សយន្តស្រីបានទេព្រោះនាងនឹងជាអ្នកកំណត់ដែនសមត្ថភាពរបស់មនុស្សយន្តប្រុសមួយសន្ទុះក្រោយមកអាយ៉ាតូនិង Julie នឹងប្រញាប់ទៅមើលការប្រកួតដំបូងផងរបស់សេយ៉ានិង Karin ខណៈពេលដែលពួកគាត់នឹងកំពុងធ្វើដំណើរក៏ប្រទះឃើញ Irene នឹងឆ្លោះគ្នាតាមផ្លូវជាមួយបុរសម្នាក់ដែលមានសក់លយដូចក្បាលមាន់អញ្ចឹងតែក៏ត្រូវមួយដៃរបស់ Irene នឹងចាប់សពគ្រប់ខ្លាយជាមាន់អាំងទៅវិញបន្ទាប់ពីការវាយបុរសដែលមានសក់ក្បាលមាន់នឹង Irene ក៏បានក្រឡេកឃើញទៅអាយ៉ាតូហើយនាងក៏តក់ក្រហល់ចង់ប្រយុទ្ធជាមួយគាត់យ៉ាងខ្លាំងប៉ុន្តែត្រូវប្អូនស្រីរបស់នាងដែលមានឈ្មោះថា Priscilla មកសុំទោសជំនួសវិញបង្វែរត្រឡប់មកការប្រកួត Karin បានឈ្នះគូប្រកួតរបស់នាងដោយកាត់ស្លាកសញ្ញាសម្គាល់គូប្រកួតរបស់នាងខណៈដែលសេយ៉ានឹងបានបាញ់កំភ្លើងរបស់នាងហើយនាងបានយកឈ្នះការប្រកួតដំបូងរបស់ពួកគេបន្ទាប់ពីការប្រកួតចប់សេយ៉ានិង Karin បានទៅងូតទឹកហើយសេយ៉ានឹងបានឃើញដើមទ្រូងដ៏ម៉ត់ខៃជាងខ្លួនចង់លុកដៃទៅប្រឡែងតែ Karin នឹងស្រែកខ្លាំងហើយនាងក៏រារាំងរហូតមិនឲ្យប៉ះរពេចនោះអាយ៉ាតូនិង Julie ក៏បានមកដល់ហើយសេយ៉ាក៏បើកទ្វារឲ្យពួកគេចូលងាកមកមើលការប្រកួតបន្ទាប់អាយ៉ាតូនិង Julie បានយកឈ្នះការប្រកួតទី2របស់ពួកគេដោយសារ Julie ធ្វើការវាយប្រហារដោយប្រើបង្វិលភ្លើងហើយគប់ផ្លោងទៅលើសត្រូវរបស់នាងឲ្យបរាជ័យបន្ទាប់ពីពួកគេឈ្នះការប្រកួត Julie ច្រណែននឹងអាយ៉ាតូយ៉ាងខ្លាំងដោយសារតែរាល់ការប្រកួតនឹងអាយ៉ាតូតែងតែស្ទាបក្បាល Karin សាយ៉ាលេងជារឿយៗហើយនាងក៏ចង់ឲ្យអាយ៉ាតូនឹងធ្វើបែបនេះដាក់លើរូបនាងផងដែរហើយនាងក៏សុំឲ្យអាយ៉ាតូធ្វើដាក់នាងអញ្ចឹងដោយនាងនិយាយទៅកាន់អាយ៉ាតូលក្ខណៈអៀនត្មងការប្រកួតបន្ទាប់រវាង Lester និង Randy ត្រូវប៉ះជាមួយនឹង Irene និង Priscilla Irene ទាត់ Lester មួយជើងចំកណ្ដាលភ័ក្ត្រាខ្ទាតទៅឆ្ងាយធ្វើឲ្យ Lester នឹងកាំងមួយសន្ទុះហើយបន្ទាប់មកក៏ចាប់សង្កត់ Randy រហូតដល់បាត់ស្មារតីឈឹងតែម្ដងបន្ទាប់មក Lester ក៏ដកខ្លួនបានមួយសន្ទុះដាក់មួយពថៅវិញ Irene ក៏ខ្ទាតទៅឆ្ងាយវិញដូចជាថង់សម្រាមអញ្ចឹងអ្នកនរគ្នា Irene ក៏ត្រូវការឈាម Priscilla ចាំបាច់សម្រាប់ផ្ដល់ធម៌ពលឲ្យអាវុធរបស់នាងដែលជាកណ្ដៀវវិញ្ញាណនេះឯងអ្នកទាំងអស់គ្នាខ្ញុំសូមបើកវងកញ្ចក់បន្តិចចង់និយាយថាអាវុធរបស់
អ៊ីរ៉ាណេហ្នឹងគឺជាអាវុធកណ្ដៀវវិញ្ញាណហ្នឹងពួកអីថាអាវុធហ្នឹងគឺស្រេកឈាមយ៉ាងមែនទែនដើម្បីបញ្ចេញឥទ្ធិពលរបស់វាហើយបើសិនបើអាវុធរបស់នាងហ្នឹងមិនមានឈាមទេហ្នឹងគឺអាវុធហ្នឹងប្រៀបបានដូចជាអាវុធមួយយ៉ាងសាមញ្ញតែប៉ុណ្ណោះឯងឥឡូវនេះយើងបិទវងកញ្ចក់ត្រឹមនេះមកចូលដល់សាច់រឿងយើងវិញអ៊ីរ៉ាណេបញ្ចេញដុំវេទមន្តស្វាយចំនួន3ដុំហើយប្រើទំនាញសង្កត់ទៅលើ Leicester រួចក៏គប់ដុំវេទមន្តទាំង3ទៅលើ Leicester ហើយ Leicester ក៏ទទួលបរាជ័យនោះឯង ឥឡូវចូលខ្ញុំបាទ Kaiser តសាច់រឿងវិញនៅសាច់រឿងបន្ទាប់ហ្នឹងគឺនិយាយអំពីបន្ទប់ VIP មួយដែល Claudia នឹងព្យាយាមចង់ញ៉ែអាយ៉ាតូនៅក្នុងនោះប៉ុន្តែគួរស្ដាយនឹងស្រាប់តែ Kirin នឹងក៏ទូរស័ព្ទមកហើយប្រាប់ថា Saya នឹងបានបាត់ខ្លួនហើយក៏ប្រាប់ឲ្យអាយ៉ាតូទៅរកនាងខណៈពេលដែលអាយ៉ាតូកំពុងតែស្វែងរក Saya ហ្នឹងគាត់នឹងក៏បានជួបនឹង Priscilla ដែលកំពុងតែត្រូវដេញតាមនឹងដោយសិស្សសាលា Lever ដែល Irene នឹងធ្លាប់មានរឿងនឹងជាមួយហើយរឿងនេះហ្នឹងក៏ធ្លាក់មកលើប្អូនស្រីរបស់នាងដែលជា Priscilla នេះអាយ៉ាតូនឹងក៏ជួយ Priscilla ហ្នឹងកិច្ចចេញពីនាងដែលដេញតាមនាងហ្នឹងបន្ទាប់មកហ្នឹងនាងក៏បានប្រាប់គាត់ថាពួកគេនឹងតាមនាងគឺដើម្បីសងសឹកនឹងបងស្រីរបស់នាងនេះឯងបងស្រីនាងគឺអាសាររੂរឿងគេមែនទែនតែម្ដងគឺចិត្តឆៅនៅពេលដែល Irene នឹងមកដល់នាងនឹងក៏ឈាមរាវទៀតចង់មកវាយអាយ៉ាតូភ្លាមៗតែម្ដងប៉ុន្តែ Priscilla នឹងបញ្ឈប់នាងតាន់ហើយ Irene ក៏ប្រាប់អាយ៉ាតូនឹងថាពួកគេនឹងប៉ះគ្នាសម្រាប់ការប្រកួតនឹងបន្ទាប់នៅក្នុងការប្រកួតប្រចាំសាលាទាំង6ហ្នឹងនៅពេលល្ងាចហ្នឹង Irene នឹងក៏បានទៅវាយប្រហារដឹកនៅការិយាល័យរបស់គាត់ចំពោះរឿងកិច្ចសន្យាថាធានាសុវត្ថិភាពរបស់ Priscilla ហើយនៅតែបរាជ័យដោយសារតែនៅតែឲ្យពួកហ្នឹងដេញតាមវាយនាងទៀតប៉ុន្តែតាមពិតហ្នឹងគ្នារបស់ដឹកហ្នឹងគាត់ចង់ជួយដែរតែដោយសារតែអាយ៉ាតូហ្នឹងមកជួយនាងមុនគាត់ដឹកហ្នឹងថែមទាំងប្រមាថប្អូនស្រីរបស់ Irene ហ្នឹងថា Priscilla ហ្នឹងគឺជាមនុស្សអមតៈខ្វល់អីបើនាងរបួសតិចតួចសោះហ្នឹងលឺចឹងហ្នឹង Irene ហ្នឹងក៏ខឹងយ៉ាងខ្លាំងហើយព្យាយាមហក់មកកាប់សម្លាប់ហ្នឹងដឹកប៉ុន្តែការវាយប្រហាររបស់នាងក៏ត្រូវបានរងដោយរនាំងអរូបីមួយដូច្នេះនាងហ្នឹងក៏សម្រេចចិត្តដកថយសិនទៅដោយសារបើសិនជាគ្មានដឹកនឹងទេគឺគ្មានអ្នកណាការពារបងប្អូនពីរអ្នកគេនេះឡើយបន្ទាប់មកនឹងដឹកក៏ប្រាប់កូរូណាឲ្យទុះទាយហើយទទួលបានលទ្ធផលថាអេដេណេហ្នឹងនឹងឈ្នះในការប្រកួតបន្ទាប់របស់ពួកគេហ្នឹងខណៈដែលដឹកហ្នឹងក៏ព្យាយាមតាក់ទងទៅនរណាម្នាក់ផ្សេងទៀតនៅពេលនោះហ្នឹងក្រោយមកនៅថ្ងៃនោះហ្នឹងអាយ៉ាតូនិងជាលីហ្នឹងក៏ត្រូវបាន Priscilla ហ្នឹងហៅឲ្យទៅញ៉ាំអាហារពេលល្ងាចនៅឯបន្ទប់របស់ពួកគេអេរ៉េណេហ្នឹងក៏ប្រាប់អាយ៉ាតូនិងជូលីហ្នឹងពីបញ្ហារបស់នាងដែលអេរ៉េណេហ្នឹងជាពាក់បំណុលជាច្រើនទៅដឹកហ្នឹងហើយនាងហ្នឹងក៏បានទៅលេងល្បែងនៅកាស៊ីណូអញ្ចឹងបានបង្កមូលហេតុឲ្យគេដេញតាមវាយប្អូនស្រីរបស់នាងហ្នឹងហើយក៏ទទួលបានបញ្ជាពីដឹកហ្នឹងផងដែរគឺដើម្បីសងលុយបានហ្នឹងខ្លះៗហើយនាងហ្នឹងក៏បានបង្ហាញផងដែរថាបញ្ជាពីដឹកនោះគឺឲ្យបញ្ជាឲ្យនាងហ្នឹងមកកំចាត់អាយ៉ាតូនេះឯងដោយសារតែដឹកនឹងបានឃើញអំណាចឥទ្ធិពលអាវុធវិញ្ញាណរបស់គាត់ដែលនរណាម្នាក់នឹងបានប្រើវាពីមុនមកធ្វើឲ្យអាយ៉ាតូនឹងនឹកឃើញដល់បងស្រីរបស់គាត់មុនគេដោយសារតែពីមុននឹងបងស្រីរបស់គាត់នឹងគឺជាអ្នកប្រើអាវុធវិញ្ញាណរបស់គាត់នឹងបន្ទាប់ពីឈប់ញ៉ាំអីហ្នឹង Priscilla នឹងក៏បាននិយាយថានាងនឹងខ្លាចឥទ្ធិពលកណ្ដៀវវិញ្ញាណដែលអេរ៉េណេនឹងកំពុងតែកាន់នឹងណាដែលអាវុធវិញ្ញាណនេះនឹងធ្វើឲ្យអេរ៉េណេនឹងកាន់តែមើលទៅគួរឲ្យកាន់តែភ័យខ្លាចទៅនឹងតែម្ដងហើយនៅយប់នោះផងដែរបន្ទាប់ពីចែកផ្លូវជាមួយនឹង Julie នឹងអាយ៉ាតូនឹងក៏ទៅបន្ទប់របស់ Claudia ដើម្បីសួរអំពីអាវុធវិញ្ញាណនឹងរបស់ Irene ប៉ុន្តែ Claudia នឹងស្រាប់តែមកដល់គឺបាត់ម្ចាស់ការខ្លួនឯងនាងហើយក៏មកកាប់អាយ៉ាតូនឹងរហូតដល់គាត់នឹងបានស្ទាបថ្ពាល់នាងទើបនាងនឹងបានដឹងខ្លួនបន្ទាប់មកហ្នឹងអាយ៉ាតូនឹងក៏បានដឹងថាអាវុធវិញ្ញាណទាំងអស់ហ្នឹងអាចផ្លាស់ប្ដូរបុគ្គលិកលក្ខណៈរបស់អ្នកដែលកាន់ពួកវាដូច្នេះសម្រាប់ Claudia ហ្នឹងអាវុធវិញ្ញាណរបស់នាងហ្នឹងតែងតែបង្ហាញនាងពីសុបិននៃការស្លាប់របស់នាងហ្នឹងជាច្រើនលើកហ្នឹងតែម្ដងគឺនាងជាក់ថានាងគឺវេទនាមែនទែនខណៈពេលដែលនាងក៏បានបញ្ជាក់ដែរថានាងនឹងបានឆ្លងកាត់នៃការស្លាប់រួចទៅហើយចំនួនដល់ទៅ1200ដងឯណោះគឺខុសខើមែនទែនអាវុធរបស់នាងនេះបន្ទាប់ពីនោះនាងក៏បានប្រាប់អាយ៉ាតូនឹងឲ្យចូលរួមในការប្រយុទ្ធជាក្រុមនៅឯការប្រកួតប្រចាំសាលាទាំង6ហ្នឹងបន្ទាប់ពីការប្រកួតហ្នឹងប៉ះ2ស្មើនេះហ្នឹងឯការប្រកួតបន្ទាប់ហ្នឹងគឺប៉ះ5ស្មើតែម្ដងហើយនាងហ្នឹងក៏សប្បាយចិត្តហ្នឹងផងដែរដែលអាយ៉ាតូហ្នឹងបានបង្ហាញពីការព្រួយបារម្ភរបស់គាត់ហ្នឹងទៅនាងខណៈដែលនាងហ្នឹងនៅពេលនោះហ្នឹងនាងហ្នឹងក៏ព្យាយាមចង់ឲ្យអាយ៉ាតូហ្នឹងដេកជាមួយនាងហ្នឹងមួយយប់ប៉ុន្តែគួរឲ្យស្ដាយសុភាពបរិយអាយ៉ាតូយើងបានបដិសេធម្ដងទៀតគុំចង់មកខ្លាំងនៅថ្ងៃបន្ទាប់នឹងអេរ៉េណេនឹងក៏រំលឹកពីអតីតកាលដែលប្អូនស្រីរបស់នាងត្រូវបានគេស្គាល់ថានឹងជាមនុស្សអមតៈកាប់មិនចេះស្លាប់ឡើយលុះត្រាតែនាងនឹងអស់ថាមពលវេទមន្តនៅក្នុងខ្លួនរួមទាំងរបៀបដែលនាងនឹងទទួលបានកណ្ដៀវវេទមន្តនឹងពីដើកនឹងផងដែរកាលពីអតីតកាលហ្នឹងហើយមុនពេលនៃការប្រកួតថ្ងៃទី4ជាមួយនឹងអាយ៉ាតូនឹងជាលីនឹងបានចាប់ដើមហ្នឹងអាយ៉ាតូដំបូងនឹងគាត់នឹងមានគម្រោងក្រងនឹងជួយអ្នកទាំងពីរនោះដោយសុំជំនួយនឹងពីជូលីហើយជូលីនឹងក៏យល់ព្រមជួយអាយ៉ាតូនេះផងដែរហើយនៅពេលនៃការ
ការប្រកួតនឹងចាប់ផ្ដើមហ្នឹងជូលីនឹងក៏បានក៏ហៅដាវភ្លើងបង្វិលរបស់នាងហើយក៏ពុកវាខណៈពេលដែលអ៊ីរ៉ានេនឹងក៏បានកាប់វានឹងកំទេចទាំងអស់តែម្ដងអាយ៉ាតូនឹងក៏សម្រុកដើម្បីទៅតទល់នឹងជាមួយនឹងកណ្ដៀវវិញ្ញាណរបស់អ៊ីរ៉ានេជូលីនឹងក៏ចាប់ផ្ដើមបាញ់ដាវភ្លើងបង្វិលរបស់នាងទៅទៀតប៉ុន្តែអ៊ីរ៉ានេនឹងក៏បានបញ្ចេញនូវវេទមន្តស៊ីវានឹងដោយរង្វង់ទំនាញរបស់នាងហើយក៏បានបោះវេទមន្តទំនាញនឹងដាក់អាយ៉ាតូប៉ុន្តែអាយ៉ាតូនឹងគាត់ក៏លោតចេញទៅជូលីនឹងក៏បានបាញ់លំពេងភ្លើងនឹងចំនួន4ដើមអ៊ីរ៉ានេនឹងក៏បានហៅទំនាញខែលការពារនឹងពួកគេរួចនាងនឹងក៏ចាប់ផ្ដើមបឺតឈាមនឹងប្រេស្គីឡារហូតនឹងដល់នាងនឹងស្លាប់អ៊ីរ៉ានេនឹងបានបោះវាលទំនាញទៅអាយ៉ាតូហើយនឹងជូលីពួកគេទាំងពីរនាក់នឹងក៏លោតចេញហើយជូលីនឹងក៏បានបាញ់វេទមន្តនឹងដាក់អ៊ីរ៉ានេហើយអ៊ីរ៉ានេនឹងក៏បានគោះទំនាញដីរំលាយនៃការវិបហាទាំងអស់នោះរបស់ជូលីនឹងតែម្ដងទៅទុកឱកាសឲ្យអាយ៉ាតូបានសម្រុកហើយប្រើក្បាច់ស្នៀតដាវខ្វែងរបស់គាត់ធ្វើឲ្យនាងនឹងបាត់បង់គោលចំហខណៈពេលដែលគាត់ព្យាយាមកាត់មួយស្នៀតទៀតអ៊ីរ៉ានេនឹងក៏បានរងវាតន់ហើយក៏បានគោះអាយ៉ាតូនឹងចេញទៅមួយចម្ងាយទៅបន្ទាប់មកនឹងអ៊ីរ៉ានេនឹងក៏បានកោះហៅដុំលំហទំនាញនឹងជាច្រើនបាញ់នឹងទៅពួកគេខណៈពេលដែលពួកគេនឹងក៏ផ្ដោតទៅលើការពារដែលអាយ៉ាតូនឹងបានកាប់វាទាំងអស់ដោយក្បាច់ដាវគ្រូសាអាម៉ាគីរីរបស់គាត់នឹងគឺផ្ដោតអារម្មណ៍នឹងការពារខ្លួនរបស់គាត់នៅក្នុងវាលនឹងដ៏តូចមួយបន្ទាប់មកនឹងជីលីនឹងក៏បានបោកអ៊ីរ៉ានេនឹងឲ្យចូលអន្ទាក់មីននឹងភ្លើងតូចមួយប៉ុន្តែតាមការពិតនឹងអន្ទាក់ពិតប្រាកដនោះគឺជាមីននឹងដ៏ធំហើយនាងនឹងក៏បានបំផ្ទុះវាដាក់អ៊ីរ៉ានេទៅមួយរំពេចនោះកណ្ដៀវវិញ្ញាណនឹងក៏ចាប់ដើមសន្ធិដ្ឋខ្លួននឹងអ៊ីរ៉ានេហើយបញ្ចេញនៅលំហទំនាញដីនឹងដ៏ធំនៅលើសែងវាលនឹងម្ដងហើយម្ដងទៀតហើយខណៈពេលដែលនាងនឹងកំពុងតែបឺតឈាមប្រេស្គីឡានឹងផងដែរអាយ៉ាតូនឹងព្យាយាមដើរទៅរកទំនាញនោះហើយបញ្ចុះបញ្ចូលអ៊ីរ៉ានេនឹងឲ្យដឹងខ្លួនឡើងវិញហើយគាត់នឹងក៏បានទៅកាប់កំទេចកណ្ដៀវវិញ្ញាណដោយប្រើក្បាច់ដាវរបស់គាត់កាប់ហើយនឹងចាក់ស្នូកណ្ដៀវនោះនឹងឲ្យរលាយសាបសូន្យទៅហើយក៏ឈ្នះនឹងការប្រកួតនោះទៅហើយដោយសារតែអាយ៉ាតូនឹងបានប្រើថាពលរបស់គាត់នឹងហួសដែនកំណត់រយៈពេល5នាទីហ្នឹងគឺធ្វើឲ្យគាត់នឹងរងនៅផលប៉ះពាល់របស់វាហើយក៏ដួលទៅនឹងដីទៅហើយផលប៉ះពាល់ថាពលរបស់គាត់នេះហ្នឹងក៏ត្រូវបានផ្សព្វផ្សាយឲ្យដឹងជាសាធារណៈដល់គ្រប់សាលាហ្នឹងតែម្ដងឯដើកវិញក៏សម្រេចចិត្តបង្កើតមិត្តភាពនេះជាមួយនឹងអឺនេស្តាហើយនឹងកាម៉ាឡាហ្នឹងរបស់សាលាហ្នឹងអាលេគៀមគឺដើម្បីប្រឆាំងនឹងអាយ៉ាតូនេះឯងហើយបន្ទាប់ពីនោះហ្នឹងប្រេស៊ីឡានឹងក៏បានប្រាប់អេដេណេនឹងថានាងនឹងក្លាយជាអ្នកប្រយុទ្ធនៅថ្ងៃណាមួយគឺដើម្បីចាប់ដៃគូប្រយុទ្ធនឹងជាមួយនឹងអេដេណេនេះឯងហើយនៅពេលនោះនឹងផងដែរជូលីនឹងក៏មកសួរសុខទុក្ខនឹងអាយ៉ាតូហើយនៅពេលនោះអាយ៉ាតូនឹងក៏បានសន្យាថាគាត់នឹងការពារជូលីហើយបន្ទាប់មកនឹងជូលីនឹងប៊ីសបានថើបអាយ៉ាតូមកខ្សើបាត់ហើយស្រាប់តែក្លូឌីសាយ៉ាហើយនឹងគីរីនឹងក៏បានមកដល់ហើយរំខានពួកគេនឹងទាន់ពេលវេលាតែម្ដងហើយមកដល់នឹងក៏ស្រាប់តែប្រកែកគ្នានឹងថាណាគេនឹងសាកសមមើលថែអាយ៉ាតូជាងគេខណៈដែលពួកគេនឹងចាប់ដើមអោបក្បាលរបស់គាត់នឹងសង្កត់ទៅនឹងដើមទ្រូងរបស់គេគឺមានក្តីសុខមែនហើយទន្ទឹមនេះដែរប្រធានគណៈកម្មាធិការដឹកនាំដែលមានឈ្មោះថាម៉ាឌៀលមេសាហ្នឹងបានបង្ហើបថាគាត់នឹងមានគម្រោងអ្វីមួយដែលគេនៅពេលនោះនឹងគេលាក់ទុកសិនទោះជាយ៉ាងណាក៏ដោយហ្នឹងដោយសារតែអាយ៉ាតូហ្នឹងបានជៀតជ័យនឹងផែនការរបស់គាត់ព្រោះគាត់នឹងបានឈ្នះនឹងកំទេចកំដៀវវិញ្ញាណនោះនឹងផងដែរហើយរឿង The Asterisk War ដែលជាភាសាខ្មែរខ្ញុំបកប្រែថាសង្គ្រាមប្រចាំសាលានឹងបានចប់ត្រឹមតែប៉ុណ្នេះហើយខ្ញុំក៏អត់មានអីបញ្ចេញបញ្ចូលបន្ថែមជាសេចក្តីបញ្ចប់នេះដែរហើយដោយសារឥឡូវនេះសាមារូគាត់មានអ្វីចង់និយាយនៅក្នុងការបញ្ចប់វីដេអូនេះអញ្ចឹងខ្ញុំទុកឱកាសឲ្យគាត់និយាយសិនបាទអ្នកទាំងអស់គ្នាជាចុងបញ្ចប់នៃវីដេអូសម្រាប់រឿងនេះខ្ញុំក៏បានចូលខ្លួនមកសម្រាប់រឿងក្នុងកតាខណ្ឌខ្លះៗដែរតែនៅពេលដែលមានចំណុចខ្វះខាតតាណាហ្នឹងសូមការអធិស្ឋានពីបងប្អូនអ្នកស្ដាប់ទាំងអស់គ្នាផងដែរហើយពួកខ្ញុំនឹងខំកែតម្រូវដើម្បីឲ្យគុណភាពនេះប្រសើរជាងមុនថែមទៀតបាទជាចុងក្រោយខ្ញុំសូមជម្រាបលាសូមជូនពរបងប្អូនជួបតែសំណាងល្អគ្រប់គ្នាសូមអរគុណហើយខ្ញុំបាទ Kaiser ដូចគ្នាសូមអរគុណមែនទែនដល់អ្នកតែងតែតាមដាននៃការសម្រាយរឿងរបស់ខ្ញុំជាចុងក្រោយជូនពរឲ្យគ្រប់គ្នានឹងសំណាងល្អនិងសុខភាពល្អទាំងអស់គ្នាជម្រាបលាបាទសួស្តីអ្នកដែលសាប់វីដេអូនេះទាំងអស់គ្នាខ្ញុំបាទ Kaiser ឥឡូវខ្ញុំមកបន្តសាច់រឿង The Asterisk War ដែលជាភាសាខ្មែរខ្ញុំសូមបកប្រែថាការប្រកួតប្រជែងប្រចាំសាលាដែលនៅរដូវកាលមុនយើងចង់ត្រឹមអ៊ីរ៉ានេនឹងប៉ះជាមួយនឹងអាយ៉ាតូហើយអាយ៉ាតូក៏ជាអ្នកឈ្នះហើយបន្ទាប់ពីបញ្ចប់នៃការប្រកួតនេះនឹងធ្វើឲ្យគេគ្រប់គ្នាគ្រប់សាលានឹងតែម្ដងដឹងពីសមត្ថភាពនិងពេលវេលាពិតប្រាកដរបស់អាយ៉ាតូដែលគាត់នឹងអាចប្រើប្រាស់នៅអាវុធវិញ្ញាណរបស់គាត់នឹងបានត្រឹមតែ5នាទីនឹងតែប៉ុណ្ណោះហើយកុំឲ្យខាតពេលយូរយើង
យើងចូលមកសាច់រឿងយើងតែម្ដងទៅដែលផ្ដើមនៃសាច់រឿងដំបូងហ្នឹងគឺគេនិយាយអំពីក្មេងស្រីម្នាក់មានឈ្មោះថា Fan ជាឡុងដែលកំពុងតែបង្ហាញពីអំណាចឥទ្ធិពលរបស់នាងរួមទាំងបង្រៀនសិស្សហ្នឹងជាផ្នែករបស់ប្រធានក្រុមហ្នឹងប្រឹក្សាសិស្សហើយបន្ទាប់មកហ្នឹងកូនភ្លោះទាំងពីរដែលមានឈ្មោះថា Lee Sun Yoon ហើយនិង Lee Sun Hao បានមកស្នើសុំការអនុញ្ញាតឲ្យបង្ហាញពីភាពក្រអឺតក្រទមរបស់ពួកគេហ្នឹងនៅក្នុងការប្រកួតហ្នឹងបន្ទាប់ហើយនៅចុងបញ្ចប់នៅរដូវកាលមុនហ្នឹងអ្នករាល់គ្នាក៏បានឃើញថាការប្រកួតសមត្ថភាពរបស់អាយ៉ាតូហ្នឹងមានពេលវេលាហ្នឹងកំណត់ហើយឥឡូវនេះគ្រប់សាលាហើយនឹងគូប្រជែងរបស់ពួកគេហ្នឹងក៏បានដឹងពីចំណុចខ្សោយរបស់អាយ៉ាតូដែលជាពេលវេលាហ្នឹងកំណត់នោះជូលហ្នឹងក៏រៀបចំយុទ្ធសាស្ត្រសម្រាប់ការប្រកួតបន្ទាប់នេះប៉ះជាមួយនឹងសុងហើយនឹងលូដែលពួកគេហ្នឹងគឺជាសិស្សរបស់ Fan ស៊ីងលូហ្នឹងដែលបង្ហាញពីសាច់រឿងដំបូងហ្នឹងដែលជាប្រធានក្រុមប្រឹក្សាសិស្សសាលាជាឡុងនេះឯងហើយពួកគេទាំងពីរនាក់នេះហ្នឹងមានសមត្ថភាពលំដាប់ខ្ពស់ហ្នឹងផងដែរដែលมันអាចនឹងមើលស្រាលបានហើយនៅពេលដែលក្រុមទាំងពីរនេះនឹងឡើងឆាកផ្ដើមនៃការប្រយុទ្ធរបស់ពួកគេហ្នឹងសុងហើយនឹងលូនឹងក៏និយាយថាពួកគេនឹងមានបំណងចង់ប្រយុទ្ធជាមួយនឹងអាយ៉ាតូហើយនឹងជូលីសហ្នឹងនៅពេលដែលអាយ៉ាតូនឹងមានសមត្ថភាពនឹងពេញលេញដោយពួកគេនឹងមិនចង់ឈ្នះដោយសារតែចំណុចខ្សោយរបស់គាត់នេះឡើយប៉ុន្តែពួកគេនឹងនៅតែបញ្ជាក់ថាដោយសារតែកាតព្វកិច្ចសាលារបស់ពួកគេនឹងគឺមិនអាចតឲ្យអាយ៉ាតូបាននោះទេហើយនៅពេលចាប់ផ្ដើមនៃការប្រកួតហ្នឹងលូនឹងក៏បានបញ្ចេញក្បាច់ដំបងរារាំងដាវភ្លើងរបស់ជូលីសទាំងអស់តែម្ដងហើយក៏ហក់មករំលងនាងរួចបន្ទាប់មកហ្នឹងសិស្សសាលាជាឡុងទាំងពីរហ្នឹងក៏បានព្រួតគ្នាទៅវាយអាយ៉ាតូតែម្ដងទៅទោះជាយ៉ាងណាក៏ដោយជូលីហ្នឹងក៏ស្រែកហៅចិញ្ចាំងភ្លើងដែលនាងហ្នឹងអាចប្រយុទ្ធមួយស្មើជាមួយនឹងលូហើយទុកឲ្យអាយ៉ាតូហ្នឹងប៉ះជាមួយនឹងសុងលូនៅតែចេញក្បាច់ដំបងរារាំងរួចក៏យកដៃចាប់ដាវភ្លើងបំពល់របស់ជាលៀសរួចក៏សម្ពុកទៅកំទេចវាបន្ទាប់មកហ្នឹងគាត់ក៏បានរកដំបងហ្នឹងចំទ្រូងរបស់នាងធ្វើឲ្យនាងរបួសធ្ងន់ហើយក៏ខ្ទានមួយចម្ងាយទៅបន្ទាប់មកហ្នឹងជាលៀសហើយនឹងអាយ៉ាតូហ្នឹងក៏ឈរនៅទីតាំងដែលបានទុកជាមុនជាលឿនក៏បានបាញ់ភ្លើងជាសញ្ញាក៏ចំហអណ្ដាតភ្លើងមួយជ្រុងល្មមនឹងឲ្យអាយ៉ាតូនឹងហក់កាត់ហើយក៏បញ្ចេញថាមពលរបស់គាត់នឹងដែលនៅសេសសល់រួចអ្នកទាំងពីរនឹងក៏បានឆ្លងកាត់អណ្ដាតភ្លើងដូចគ្នាបំបែកដានរបស់សុងហើយនឹងលូរួចក៏កាប់ផ្លាកសញ្ញារបស់ពួកគេនឹងទាំងពីរហើយក៏ឈ្នះការប្រកួតនឹងតែម្ដងទៅក្រោយមកលូហើយនឹងសុងនឹងក៏បានមកអបអរសាទរពួកគេទាំងពីរនាក់នេះហើយក៏ព្រមានអំពីគូប្រកួតបន្ទាប់របស់ពួកគេគឺប៉ះជាមួយនឹងកូនភ្លោះដែលមានឈ្មោះថា Lee Sun Young ហើយនិង Lee Sun Hao ហ្នឹងដែលពួកគេហ្នឹងគឺពឹងផ្អែកទៅលើល្បិចកលហ្នឹងបោកប្រាស់ហើយថែមទាំងក្រអឺតក្រទមចំពោះសត្រូវរបស់ពួកគេហ្នឹងទៀតផងភ្លាមនោះហ្នឹងកូនភ្លោះទាំងពីរនាក់ហ្នឹងក៏បានមកដល់ពួកគេហ្នឹងក៏បានមកដល់ហ្នឹងមើងងាយសុងហើយនឹងលូយ៉ាងខ្លាំងតែម្ដងហើយក៏សុំទោសចំនួនម្ចាស់របស់ពួកគេដែលជា fan ស៊ីលូហ្នឹងដោយហួសចិត្តថាចំពោះការប្រកួតប៉ះជាមួយនឹងអ្នកអន់ដូចសុងហើយនឹងលូនេះគឺមើងងាយហ្នឹងតែម្ដងបងប្អូនទាំងពីរនាក់ហ្នឹងនឹងសន្យាថាពួកគេនឹងបង្ហាញពិភពលោកឲ្យដឹងពីសមត្ថភាពពិតក្នុងនាមជាសិស្សរបស់ Fan ស៊ីលូនេះហើយបន្ទាប់ពីនោះហ្នឹងខណៈពេលដែលអាយ៉ាតូកំពុងតែរៀបចំផែនការសម្រាប់ប្រជុំបន្ទាប់សាយ៉ាហើយនឹងគីរីនហ្នឹងក៏បានមកដល់ជាមួយនឹងតួថ្មីម្នាក់ដែលមានឈ្មោះថា Flora Clem ដែលជាអ្នកបម្រើស្រីរបស់ Julius នៅឯប្រទេសនាងឯណោះបងប្រុសរបស់ Julius ដែលជាស្ដេចនឹងបានសន្យាថានឹងទិញសម្បត្តិនៃការប្រកួតនឹងឲ្យ Flora ប្រសិនបើនាងនឹងមកបញ្ញាក់ Julius នឹងនៅទីនោះហើយបន្ទាប់ពីនោះនឹងអាយ៉ាតូនឹងក៏សួរអំពីជីវិត Julius នៅឯស្រុករបស់នាងទាំងងើយឆ្ងល់តែម្ដង Flora នឹងក៏បង្ហាញពីរូបភាពគ្រប់ប្រភេទពីអតីតកាលរបស់ Julius ដែលបានកើតឡើងនឹងភាគច្រើនគឺពេលដែលនាងនឹងកំពុងតែជួយមណ្ឌលកុមារកំព្រាបន្ទាប់មកនឹង Flora នឹងក៏សារភាពថានាងចង់ក្លាយជាសិស្សផងដែរដូច្នេះនាងនឹងអាចដើរតាមកូនលងរបស់ Julius ចេះជួយគេជួយឯងហ្នឹងហើយនៅយប់នោះនៅក្នុងបន្ទប់របស់អាយ៉ាតូហ្នឹងខណៈពេលដែលឆ្មាខ្មៅមួយកំពុងតែឃ្លាំមើលគាត់ហ្នឹងដែលជាភ្នាក់ងារសម្ងាត់របស់ដើកនៅពេលនោះគឺអាយ៉ាតូគាត់អត់ដឹងទេអាយ៉ាតូនៅពេលហ្នឹងគាត់ក៏បានគិតអំពីបងស្រីរបស់គាត់ដែលជាហារូកាហ្នឹងគាត់នៅសង្ស័យថាមូលហេតុអ្វីបានជាបងស្រីរបស់គាត់ហ្នឹងមិនតាក់ទងមកគាត់ហើយគាត់នឹងចង់តាមរកនាងប៉ុន្តែដោយសារតែគាត់ខ្លាចចិត្តនាងចឹងទៅគាត់នឹងចេះតែគិតពីវាព្រោះគាត់នឹងក៏បារម្ភពីនាងហ្នឹងផងដែរហើយគាត់នឹងក៏ទូរស័ព្ទទៅអ៊ីរ៉ាណេដែលនាងនឹងបានទីទុកមុនថាគាត់នឹងសុំជំនួយពីនាងនឹងដើម្បីតាក់ទងទៅជុំជាមួយនឹងដើកដែលជាប្រធានក្រុមប្រឹក្សាសិស្សសាលារេវ៉បនោះដែលដើកនឹងគាត់នឹងបានដឹងអំពីរឿងរបស់បងស្រីគាត់ឯអ៊ីរ៉ាណេវិញនាងនឹងក៏យល់ព្រមជួយឲ្យដើកដឹងថាអាយ៉ាតូនឹងចង់សួរអំពីបងស្រីរបស់គាត់ដែលបានបាត់ខ្លួនហ្នឹង
នៅព្រឹកបន្ទាប់នឹងយ៉ាប៊ូគីដែលជាមិត្តរួមបន្ទប់របស់អាយ៉ាតូនឹងក៏ត្រឡប់មកវិញយ៉ាប៊ូគីនឹងក៏និយាយជាមួយនឹងអាយ៉ាតូអំពីរបៀបប្រយុទ្ធរបស់កូនភ្លោះលីនោះបន្ទាប់មកនឹងអាយ៉ាតូនឹងក៏ទៅជួបជូលៀសនិងហ្វ្រូរ៉ាញ៉ាំអាហារថ្ងៃត្រង់នឹងតាមសំណើរបស់ហ្វ្រូរ៉ាតាមការពិតនឹងហ្វ្រូរ៉ានឹងមិនគ្រាន់តែចង់មកដើរលេងនោះទេប៉ុន្តែគឺដើម្បីសួរសំណួរអាយ៉ាតូមួយចំនួននឹងដែលអាចជាអនាគតស្វាមីរបស់ជូលៀសចាប់តាំងពីបងប្រុសរបស់ជូលៀសនឹងចង់ដឹងឮថាបុរសប្រភេទណានឹងដែលបានចាប់ចិត្តប្អូនស្រីរបស់គាត់ជូលៀសនឹងក៏បានបញ្ឈប់នៅសំណួរទាំងអស់នោះភ្លាមនោះនឹងកូរ៉ូណាដែលជាលេខារបស់ដឺនឹងក៏បានមកសុំឲ្យពួកគេនឹងទៅជាមួយនាងតាមរថយន្តមួយហើយនៅក្នុងរថយន្តនោះនឹងជូលីនឹងក៏គុំគួនពិបាកបំភ្លេចនិងប្រឈមមុខនឹងរឿងដែលដឺបានធ្វើដាក់អ៊ីរ៉ាណេនោះអាយ៉ាតូនឹងបានសុំឲ្យនាងទុកវាមួយឡែកសិនព្រោះគាត់មិនចង់ធ្វើឲ្យដឺនឹងចងកំហឹងនឹងអ៊ីរ៉ាណេនឹងតទៀតឯអាយ៉ាតូវិញក៏ដឹងដែរថាដឺនឹងគាត់ចង់មកចរចាជាមួយនឹងគាត់នឹងផងដែរដឺនឹងក៏បញ្ជាក់ថាបើគ្មានប្រយោជន៍ក្នុងការដោះដូរព័ត៌មាននេះទេគាត់នឹងមិនខ្វល់ពីរឿងជួបគ្នានេះនោះឡើយដឺនឹងក៏ប្រាប់អាយ៉ាតូថាគាត់នឹងបានឃើញហារូកានឹងចុងក្រោយនៅលើខ្សែវានឹងប្រយុទ្ធស្លាប់រស់នៅក្រោមដីនោះហារូកានឹងក៏ចាញ់នៅក្នុងការប្រកួតមួយប៉ុន្តែគាត់នឹងបានបញ្ជាក់ថានាងមិនទាន់ស្លាប់ទេហើយដឺបញ្ជាក់ថាគាត់នឹងដឹងតែប៉ុណ្្នឹងទេហើយជាធ្នូនឹងការឆ្លើយតបហ្នឹងដឺនឹងក៏សួរថាហេតុអ្វីបានជាម៉ាឌៀតហ្នឹងមើលទៅនឹងដូចស្គាល់ហើយនឹងចេញកាយវិការមកដោយសាច់ញាតិនឹងអាយ៉ាតូអញ្ចឹងហើយបញ្ជាក់ថាម៉ាឌៀតហ្នឹងគឺជាសមាជិកអង្គការមួយដែលគេឲ្យឈ្មោះថា Ginga ឬក៏ Galaxy ដែលជាស្ថាប័នហ្នឹងដែលកំពុងតែគ្រប់គ្រងសាលាសេឌូកាន់របស់អាយ៉ាតូនោះហើយគាត់ហ្នឹងក៏ជាប្រធានគណៈកម្មាធិការហ្នឹងដឹកនាំនៃការប្រកួតហ្នឹងវាយពីស្មើនេះហ្នឹងផងដែរហើយដឺហ្នឹងក៏ដូចជាព្រួយបារម្ភថាម៉ាឌៀតហ្នឹងបង្ហាញពីចំណាប់អារម្មណ៍ទៅលើអាយ៉ាតូហ្នឹងពេកហើយអាយ៉ាតូនឹងក៏ឆ្លើយថាគាត់នឹងក៏មិនដឹងហើយក៏មិនស្គាល់ម៉ាឌៀននោះឡើយដឺនឹងក៏ទទួលយកចម្លើយនោះហើយក៏ឈប់រថយន្តរួចក៏ទម្លាក់ពួកគេនៅកណ្ដាលវាលនឹងតែម្ដងទៅហើយរឿងបងស្រីរបស់អាយ៉ាតូនេះនឹងធ្វើឲ្យគាត់នឹងបើកភ្នែកធំតក់ស្លុតមែនទែនដែលមើលទៅគាត់នឹងបារម្ភពីបងស្រីរបស់គាត់នឹងមែនទែនហើយខណៈពេលដែលរថយន្តនឹងបើកចាក់ចេញទៅហ្នឹងកូរ៉ូណានឹងក៏និយាយប្រាប់ដឺនឹងអំពីក្មេងស្រីតូចមួយដែលគួរឲ្យស្រឡាញ់ស្លៀកពាក់នឹងជាអ្នកបម្រើមិនមែនជាសិស្សហើយក៏ជាអ្នកដែលនៅជាមួយពួកគេនៅក្នុងភោជនីយដ្ឋាននោះនឹងផងដែរហើយដឺកក៏សុំឲ្យនាងប្រាប់ពីម្នាក់នោះបន្ថែមទៀតមិនដឹងថាដឺកនេះគាត់មានគម្រោងអ្វីទេហើយយើងត្រឡប់មកមើលអតីតកាលបន្តិចអាយ៉ាតូចងចាំងពីពេលវេលារបស់គាត់នឹងរៀនជំនាញដាវជាមួយបងស្រីរបស់គាត់ហារូកាហ្នឹងខណៈពេលដែលសាយ៉ាហ្នឹងមើលពីចម្ងាយហើយនៅពេលដែលគាត់ស្រែកក្បាច់ថានាគភ្លុះហ្នឹងហារូកាហ្នឹងក៏គិតចេញហើយគាស់ដាវរបស់គាត់ហ្នឹងចេញពីដៃបន្ទាប់មកហ្នឹងអាយ៉ាតូហ្នឹងក៏ទៅសុំសាយ៉ាឲ្យជួយគាត់ហ្នឹងយកឈ្នះបងស្រីរបស់គាត់ក្នុងការប្រកួតវឹកហាត់មួយនៅទីបំផុតហ្នឹងហារូកាហ្នឹងក៏បានយកឈ្នះពួកគេទាំងពីរនាក់ដោយប្រើក្បាច់បច្ចេកទេសពិសេសរបស់នាងដែលឲ្យឈ្មោះថាសតិសម្បញ្ញដោយពង្រឹងញៀនឲ្យដឹងនឹងពីមជ្ឈដ្ឋានជុំវិញខ្លួនរបស់នាងកាន់តែច្បាស់លាស់ហ្នឹងតែម្ដងគឺខ្លាំងមែនទែនអាយ៉ាតូហ្នឹងគាត់នឹងចងចាំពីអតីតកាលហ្នឹងអលំពេលវឹកហាត់ហ្នឹងជាមួយនឹងជូលៀសហើយបន្ទាប់ពីនិយាយជាមួយដឺកអំពីបងស្រីរបស់គាត់ហារូកាហ្នឹងដែលបានចាញ់ការប្រកួតស្លាប់រស់ហ្នឹងគឺប៉ះពាល់ដល់ផ្លូវចិត្តគាត់ហ្នឹងខ្លាំងមែនទែនហើយជូលៀសហ្នឹងឆ្ងល់ថាតើគាត់នឹងខ្លាចបងស្រីរបស់គាត់ហ្នឹងបោះបង់គាត់ចោលហ្នឹងមិនមែនបានជាអត់សូវមានប្លឹងប្លះនៅក្នុងខ្លួនអញ្ចឹងជូលៀសហ្នឹងនៅពេលនោះហ្នឹងនាងដឹងថានាងមិនអាចជួយអ្វីបាននោះទេដូច្នេះនាងហ្នឹងក៏ធ្វើរឿងនឹកស្មានមិនដល់គឺនាងហ្នឹងសុំឲ្យសាយ៉ាមកនិយាយជាមួយនឹងអាយ៉ាតូផ្ទាល់តែម្ដងបន្ទាប់ពីនោះហ្នឹងសាយ៉ាហ្នឹងក៏មកវាក់អាយ៉ាតូនៅខាងក្រៅបង្អួចរបស់គាត់ហើយនាងហ្នឹងក៏មកក្នុងហើយសួរអាយ៉ាតូថាតើគាត់ហ្នឹងពិតជាគិតថាហារូកាហ្នឹងបានបោះបង់គាត់ហ្នឹងចោលមែនហើយនៅពេលដែលអាយ៉ាតូសាក់សើហ្នឹងនាងហ្នឹងក៏បានក្តោបមុខអាយ៉ាតូទាំងសងខាងហើយហៅគាត់ហ្នឹងថាល្ងងម៉េះហើយបញ្ជាក់ថាគ្មានថ្ងៃបងស្រីហារូហ្នឹងគាត់នឹងធ្វើរឿងហ្នឹងបែបនេះទេបន្ទាប់មកហ្នឹងនាងហ្នឹងក៏ថាគាត់នឹងផ្ទះជាពេលវេលាគិតរឿងអញ្ចឹងទៅរួចហើយចម្លែកអីហ្នឹងអាយ៉ាតូហ្នឹងគាត់ក៏មានអារម្មណ៍ធូរចិត្តហើយក៏ស្វាងចិត្តឡើងវិញផងដែរពួកគេនឹងក៏យល់ស្របដូចគ្នាថាពួកគេនឹងត្រូវតែស្វែងរកបងស្រីហារូកាហើយប្រកួតប្រជែងជាមួយនឹងនាងម្ដងទៀតដូចនៅពេលនឹងក្មេងៗនោះហើយបន្ទាប់ពីនាងរំលឹកគាត់ថាគាត់នឹងអាចពឹងពាក់លើមិត្តរបស់គាត់បានហ្នឹងសាយ៉ាហ្នឹងក៏ចាក់ចេញទៅអារម្មណ៍របស់អាយ៉ាតូនៅពេលនោះហ្នឹងក៏ត្រឡប់មកផ្ដោតទៅលើការប្រកួតវិញហើយគាត់ហ្នឹងក៏មកជួបជាមួយនឹងជូលៀសដើម្បីរៀបចំយុទ្ធសាស្ត្រហ្នឹងសម្រាប់ការប្រកួតហ្នឹងនាពេលខាងមុខនេះជាមួយនឹងលីសិនហាវហើយនឹងលីសិនយុងហ្នឹងដែលមកពីសាលាជាឡុងជូលៀសក៏មានគម្រោងដាក់អន្ទាក់ដោយប្រើចំណុចខ្សោយរបស់អាយ៉ាតូដែលគាត់នឹងអាចប្រើសមត្ថភាពប្រយុទ្ធបានត្រឹមតែ5នាទីហ្នឹងហ
ហើយនៅពេលនៃការប្រកួតមកដល់ហ្នឹងអាយ៉ាតូនឹងក៏បានបញ្ចេញកម្លាំងពេញលេញភ្លាមតែម្ដងគាត់នឹងជឿលះនឹងព្យាយាមសម្រុកទៅកាប់ប៉ុន្តែកូនភ្លោះទាំងពីរនឹងក៏បានប្រើក្បាច់ផ្សែងបំភាន់ភ្នែកដែលផ្សែងនោះនឹងបានផ្ដល់ឱកាសឲ្យកូនភ្លោះទាំងពីរនាក់ហ្នឹងលាក់យ័ន្តអរូបីនឹងពីពេញខ្សែវៀនហ្នឹងតែម្ដងដោយគ្មាននរណាដឹងឬឃើញឡើយផ្សែងហ្នឹងក៏រលាយបន្ទាប់ពី1នាទីប៉ុន្តែនោះនឹងគឺជា20%នៃពេលវេលាកំណត់ថាមពលពេញលេញរបស់អាយ៉ាតូដែលគាត់ប្រើបានត្រឹមតែ5នាទីហ្នឹងអាយ៉ាតូនឹងក៏សម្រុកទៅកាប់សិនយុងដែលបង្កើតស្រមោលជាច្រើនគាត់នឹងក៏ត្រូវឈះខ្ជាយពេលវេលាដើម្បីទៅកាប់ស្រមោលទាំងអស់នោះទន្ទឹមនឹងនេះដែរសិនហៅនឹងក៏បានបំបាំងកាយមកបំផ្ទុះយ័ន្តនឹងដាក់ជលៀសពីក្រោយហើយក៏ខ្ទាតនឹងមួយចង្ងាយអាយ៉ាតូនឹងក៏ទៅជួយនាងហើយជលៀសនឹងក៏ជប់ដាវភ្លើងបង្វិលជាមួយនឹងអាយ៉ាតូសម្រុកទៅរកសិនយុងសុំយុងនឹងក៏បានជប់ជញ្ជាំងថ្មពីដីដើម្បីរារាំងដាវភ្លើងរបស់ជលៀសឯយ័ន្តអរូបីក៏ផ្ទុះដាក់អាយ៉ាតូរួចសិនយុងនឹងក៏ចំអកឲ្យគាត់នឹងចេះបើកភ្នែកនឹងមើលយ័ន្តអរូបីផងជលៀសនឹងក៏រៀបនឹងបញ្ចេញក្បាច់មួយទៀតប៉ុន្តែសិនហៅនឹងក៏បានសាចយ័ន្តរំទះនឹងដាក់នាងប៉ុន្តែជូលីនឹងក៏នៅតែប្រាប់អាយ៉ាតូនឹងឲ្យទៅតាមកាប់សិនយូនទៅកុំមកជួយនាងហើយគាត់នឹងក៏គេចយ័ន្តអរូបីរួចក៏ដេញកាប់សមោលម្ដងមួយទាំងអស់តែម្ដងហើយក៏ដល់កម្រិតពេលវេលាថាមពលរបស់គាត់រួចក៏ដួលនឹងដេកនឹងដីទៅហើយទៅពេលនោះនឹងច្រវាក់ជាចានឹងក៏មកចងនឹងអាយ៉ាតូដោយដែលគ្រប់គ្នានឹងកូនភ្លោះលីនឹងបានរំពឹងទុកសិនយូនឹងក៏ទៅមើលងាយហើយក៏ជន់ក្បាលនឹងអាយ៉ាតូគាត់បានរំពឹងលើពេលនេះផងដែរហើយក៏ប្រមូលកម្លាំងរបស់គាត់ទាំងអស់នឹងមកកាប់ផ្លាកសញ្ញារបស់សិនយូនឹងជាអកុសលនឹងសិនយូនឹងគឺជាស្រមោលមួយទៀតហើយសិនយូពិតប្រាកដនឹងក៏ចេញពីកន្លែងនឹងដែលគាត់បានបំបាំងកាយនឹងតាំងពីដើមនឹងមកម្លេះគាត់នឹងក៏គប់យ័ន្តជាច្រើននឹងដាក់ជុំវិញនឹងអាយ៉ាតូហើយបំផ្ទុះគាត់នឹងដល់ដួលនឹងតែម្ដងហើយមុនពេលដែលសិនយូនឹងចង់ផ្ដួលអាយ៉ាតូនឹងជូលីនឹងក៏បានហោះមកជួយគាត់ទៅសាយវៀននឹងមកខាងទៀតនាងនឹងក៏រំលឹកអាយ៉ាតូថាគាត់នឹងអាចពឹងលើមិត្តភក្តិរបស់គាត់ហើយវាក៏ជាវេនរបស់នាងដើម្បីការពារនឹងគាត់នឹងវិញម្ដងហើយអាយ៉ាតូនឹងក៏រំលឹកពីការប្រយុទ្ធរបស់គាត់និងសាយ៉ាបានព្យាយាមយកឈ្នះនឹងបងស្រីហារូកានៅពេលនោះរួចគាត់នៅពេលនោះនឹងក៏បានឃើញទ្វារឃុំឃាំងសមត្ថភាពទី2របស់គាត់ទៅអាយ៉ាតូនឹងក៏ប្រាប់ជូលៀសថាគាត់នឹងអាចដោះសោសមត្ថភាពទី2របស់គាត់បានហើយតែគាត់នឹងត្រូវការនាងជួយពន្យាពេងកូនភ្លោះលីឲ្យនៅឆ្ងាយពីគាត់រហូតដល់គាត់នឹងអាចដោះវាបានបន្ទាប់មកនឹងគាត់នឹងក៏ផ្ដោតអារម្មណ៍ទៅស្វែងយល់ពីមេរៀនដែលបងស្រីរបស់គាត់ហារូកានឹងបានបង្រៀនគាត់ពីអតីតកាលមកជូលៀសនឹងដំបូងក៏បានកោះហៅវិលភ្លើងដែលកំទេចក្បាច់បំបាំងកាយរបស់កូនភ្លោះនឹងរួចក៏ដុតយ័ន្តអរូបីជាច្រើននឹងផងដែរសិនយូនឹងក៏បានបាញ់តកកបំផ្លន់ភ្នែកទៅជូលៀសហើយជូលៀសនឹងគិតថាវាមិនពិតរួចសិនយូនឹងក៏ឆ្លាស់ទៅគប់ដាក់អាយ៉ាតូដូច្នេះនឹងជូលៀសនឹងក៏ផ្ដោតទៅលើការការពារនឹងអាយ៉ាតូវិញបន្ទាប់មកនឹងសិនហៅនឹងក៏បានឱកាសរួចក៏ទាត់របួសចាស់របស់ជូលៀសទៅបន្ទាប់មកនឹងជូលៀសនឹងក៏បានទម្លាក់បាល់ភ្លើងដ៏ធំមួយមកលើខ្លួននាងហើយនឹងសិនហៅដូចជាធ្វើអតិឃាតអញ្ចឹងប៉ុន្តែសិនយូនឹងក៏បានកោះហៅជញ្ជាំងជាច្រើននឹងមកការពារពួកគេតន់ហើយដើម្បីសងសឹកនៅទង្វើនេះនឹងពួកគេនឹងក៏បានធ្វើសកម្មយ័ន្តអរូបីនឹងដែរជូលៀសនឹងជន់ពីលើហើយក៏ចងនាងសិនយូនឹងក៏ចាប់ផ្ដើមគប់យ័ន្តទុះដាក់នាងជាការកំសាន្តនឹងបង្កើននៅសាច់ដុំមាត់ដោយសារតែនឹងសើចរីករាយពេលឃើញជូលីនឹងឈឺចាប់អញ្ចឹងហ្នឹងសូម្បីតែអ្នកអធិប្បាយហ្នឹងក៏ភ្ញាក់ផ្អើលនឹងផងដែរព្រោះពួកគេនឹងចង់ឈ្នះដោយដុតនាងនឹងឲ្យសន្លប់នឹងតែម្ដងហើយពួកគេនឹងធ្វើនេះនឹងដូចដាក់ទរណកម្មពជាពេលនឹងទុកវេទនារបស់នាងនឹងអញ្ចឹងហើយនៅពេលដែលជូលីនឹងចិត្តទ្រាំលេងបានហ្នឹងអាយ៉ាតូនឹងក៏បានដោះសោសមត្ថភាពនឹងបានសម្រេចគាត់នឹងក៏មកកាប់យ័ន្តដែលចងជាលេសហើយក៏សុំទោសដែលធ្វើឲ្យនាងនឹងរងចាំយូរគាត់នឹងប្រាប់នាងថាគាត់នឹងបានដោះសោទី2រួចហើយពង្រីកធម៌ពលរបស់គាត់នឹងបានប្រហែលទៅជា1ម៉ោងឯណោះបន្ទាប់មកនឹងជូលីនឹងក៏ប្រឡែងទុកឲ្យអាយ៉ាតូនឹងចាត់ការពួកគេនឹងតែម្ដងទៅអាយ៉ាតូនឹងក៏ប្រើបច្ចេកទេសដែលបងស្រីរបស់គាត់នឹងបានយកឈ្នះគាត់ហើយនឹងសាយ៉ាដែលហៅថាស្តិស្បញ្ញៈនឹងដោយពង្រឹងញៀនឲ្យដឹងពីមជ្ឈដ្ឋានជំវិញខ្លួនរបស់គាត់នឹងក៏បានឃើញម្នាក់ស្រីបំបាំងកាយនោះរួមទាំងយន្តអរូបីទាំងអស់នៅជំវិញនឹងខ្សែវៀននឹងគាត់នឹងក៏ដើរទៅរកសិនយុងហើយនៅពេលដែលនាងប្រើយន្តបំផ្ទុះគាត់នឹងវានឹងក៏គ្មានប្រយោជន៍សម្រាប់អាយ៉ាតូសិនយុងនឹងក៏បែកញើសជុកតែម្ដងនៅពេលនោះហើយនៅពេលដែលសង្ហានឹងបំបាំងកាយមហៈភៈអាយ៉ាតូនឹងក៏រងវាដោយដៃឆ្វេងរបស់គាត់ហើយថែមទាំងរុញសង្ហានឹងទៅរកយន្តអរូបីមកផ្ទុះនាងនឹងទៀតមកគាត់ហើយគាត់នឹងក៏បានកាប់ផ្លាកសញ្ញារបស់នាងជាពីរយ៉ាងងាយស្រួលតែម្ដង
សិនយូនឹងក៏ខឹងពេលឃើញប្អូនស្រីគាត់នឹងចាញ់អញ្ចឹងហើយក៏ផ្ដុំយន់ដែលនៅសេសសល់ទាំងអស់ហ្នឹងទៅជាដុំបាល់ភ្លើងដ៏ធំមួយហើយបំបីស្រមោលវាហើយគប់ទៅរកអាយ៉ាតូក៏បានបញ្ចេញនៅថាវពលដាវរបស់គាត់ឲ្យវែងជាងមុនហើយក៏កាត់វាទាំងអស់រួមទាំងដុំបាល់អារុក្រីទី2ហ្នឹងផងដែរអាយ៉ាតូនឹងខឹងនឹងសិនយូនឹងខ្លាំងពេកដែលបានធ្វើបាបនឹងជូលៀគាត់នឹងក៏បានទម្លាក់ដាវរបស់គាត់រួចក៏ប្រើល្បឿនដ៏លឿនសម្រុកទៅរកសិនយងហើយក៏ដាល់គាត់នឹងពេញទំហឹងបុកទៅនឹងរនាំងនៅលើសាយវានឹងហើមុខសន្លប់បាត់ទៅហើយការប្រកួតនឹងបញ្ចប់ដោយជ័យជំនះរបស់ជូលៀហើយនឹងអាយ៉ាតូតែម្ដងទៅបន្ទាប់ពីការប្រកួតហ្នឹង Claudia ហ្នឹងក៏បានទៅអបអរសាទរពួកគេនាងហ្នឹងក៏ចង់យកអាយ៉ាតូហ្នឹងត្រឡប់ទៅបន្ទប់របស់នាងដើម្បីជួយព្យាបាលគាត់មិនដឹងថាតាមផ្លូវណាទេ Julia ហ្នឹងក៏ប្រឆាំងមិនព្រមឲ្យនាងហ្នឹងយកអាយ៉ាតូទៅហើយនៅកន្លែងផ្សេងទៀត Maddie ហ្នឹងក៏ទទួលរបាយការណ៍ពីការវិតម្លៃលើការប្រកួតវាយពីស្មើនឹងឆ្នាំនេះគាត់ហ្នឹងក៏សង្កល់ឃើញថាប្អូនស្រីរបស់ Haruka ដែលជាអាយ៉ាតូហ្នឹងនៅតែស្ថិតបន្តឈ្នះហាងឈានមកដល់ដំណាក់កាលនេះទៀតគឺមិនធម្មតាមែនឯសាយ៉ាហើយនឹងគីរិនវិញពួកគេទាំងពីរអ្នកហ្នឹងក៏រៀបចំសម្រាប់ការប្រកួតរបស់ពួកគេនឹងជាមួយនឹងមនុស្សយន្តនឹងពីសាលានឹងអាលេខ្វៀមហើយដូចដែលការប្រកួតម្ដងទៀតនេះហ្នឹងមនុស្សយន្តទាំងពីរហ្នឹងក៏តឲ្យនឹង60វិនាទីទៅឲ្យសាយ៉ាហើយនឹងគីរិនហ្នឹងឲ្យវាយពួកគេហ្នឹងមុនសិនគីរិនហ្នឹងដំបូងហ្នឹងក៏ហក់មកកាត់មនុស្សយន្តប្រុសហើយប្រាប់ថារបៀបនៃការសន្មតដែលមនុស្សយន្តប្រុសហ្នឹងប្រើយុទ្ធសាស្ត្រអាចព្យាករតាមរយៈកុំព្យូទ័រពីក្បាច់ការវាយប្រហារហើយនឹងការពារពីក្បាច់ទាំងអស់នោះហ្នឹងគឺនៅស្ទើរណាស់ចំណែកនាងជាអ្នកលេងដើមមានបទពិសោធន៍អាចដឹងរាល់ក្បាច់វាយប្រហារហ្នឹងនឹងអាចកែតម្រូវនឹងតាមពេលវេលាជាក់ស្ដែងនឹងតាមភ្នែករបស់នាងផ្ទាល់តែម្ដងនាងនឹងក៏កាត់ក្បាច់បដូរទិសដាក់លើយន្តប្រុសនោះដើម្បីគម្រាមនឹងឲ្យគាត់រងនឹងញញួររបស់គាត់មុនពេល60វិនាទីបានកន្លងផុតហើយក៏បង្ខំឲ្យលើយន្តប្រុសហ្នឹងទទួលស្គាល់ថានាងនឹងខ្លាំងហើយគួរតែឈប់មើលងាយនឹងតទៅទៀតទៅហើយក្នុងពេលជាមួយគ្នានោះនឹងផងដែរសាយ៉ានឹងនាងមិនខ្វល់ពីពាក្យរបស់មនុស្សយន្តហើយក៏ឈរធ្វើដូចមិនដឹងរហូតនឹងដល់60វិនាទីតែម្ដងមនុស្សយន្តស្រីក៏ឈរមើលគីរិនហើយក៏និយាយថាសាយ៉ានឹងមើលងាយនាងទៅវិញដោយមិនព្រមមកវាយនាងដោយគីរិននឹងអញ្ចឹងតែសាយ៉ានឹងបដិសេធហើយប្រាប់ថានាងនឹងគ្រាន់តែចង់ប្រយុទ្ធជាមួយនឹងមនុស្សយន្តស្រីនឹងដោយសមត្ថភាពពេញលេញដូចគ្នានឹងតែប៉ុណ្ណោះមិនចាំបាច់តអីទេមនុស្សយន្តស្រីនឹងក៏ចាប់ផ្ដើមបាញ់គ្រាប់បេនឹងដាក់សាយ៉ាប៉ុន្តែសាយ៉ានឹងក៏គេចខ្លួនហើយក៏ប្រែកាយនឹងទៅជាបំពាក់ឧបករណ៍នឹងដូចមនុស្សយន្តស្រីផងដែររួចនាងនឹងក៏បានបាញ់គ្រាប់បេបំផ្ទុះទៅមនុស្សយន្តស្រីឃ្លាតទៅជញ្ជាំងសាយ៉ាក៏សួរទៀតថាតើពេលនេះពួកគេនឹងអាចវាយស្មើគ្នានឹងបានឬអត់ហើយនៅជួរកៅអីទស្សនិកជនវិញមានភ្នាក់ងារសម្ងាត់ឆ្មាខ្មៅរបស់សាលាលេវក៏មកចាប់ចម្រិតប្រូរ៉ានៅកន្លែងអង្គុយនោះមនុស្សយន្តស្រីក៏មានអារម្មណ៍ចេះខ្មាស់គេដែលត្រូវមកគ្រាប់បេអញ្ចឹងហ្នឹងនាងហ្នឹងក៏គុំសាយ៉ាហើយក៏បើកដំណើរការម៉ាស៊ីនហ្នឹងថាមពលរបស់នាងហើយក៏សម្រុកលេងតឲ្យជាមួយនឹងល្បឿនលឿនហ្នឹងដូចព្យុះរបស់នាងអញ្ចឹងទោះបីជាបែបនេះក៏ដោយសាយ៉ាហ្នឹងក៏បានប្រើម៉ាស៊ីនរនាំងការពាររបស់នាងហើយក៏បានបាញ់មនុស្សយន្តស្រីហ្នឹងឲ្យនាងហ្នឹងគេចតាមកន្លងដែលនាងបានរំពឹងទុករួចក៏ដាក់ត្រូវមកគ្រាប់បេទៀតដាក់មនុស្សយន្តស្រីហ្នឹងកុំឲ្យនាងឆ្លើយពេកមនុស្សយន្តស្រីហ្នឹងខឹងទៀតហើយក៏បញ្ចេញអាវុធសម្ងាត់មួយរបស់នាងដែលជាឡាសៀងទម្លុះមេឃាដែលជាថាមពលលំពេងពន្លឺរួមបញ្ចូលគ្នាជាមួយនឹងម៉ាស៊ីនរនាំងសាយ៉ានឹងនាងក៏អត់ចង់ចាញ់នាងនឹងក៏បាញ់បេកាណុង2ប្រងគ្រៀងទៅវិញហើយក៏បំទុះនឹងប៊ីងកំទេចរនាំងការពារទស្សនិកជននៅទីនោះក្នុងពេលជាមួយគ្នានោះផងដែរទីនេះនឹងក៏បានប្រើល្បឿនរបស់នាងនឹងទៅកាប់តទល់នឹងមនុស្សយន្តប្រុសដែលការពារនឹងដោយរនាំងប៉ុន្តែដោយប្រព័ន្ធកុំព្យូទ័ររបស់គាត់នឹងបានអនុញ្ញាតឲ្យគាត់យល់ពីក្បាច់នៃការវាយប្រហារនីមួយៗរបស់នាងហ្នឹងហើយនឹងចងវាទុកជាទិន្នន័យដើម្បីការពារប្រឆាំងនឹងក្បាច់ទាំងអស់ហ្នឹងដោយស្វ័យប្រវត្តិដោយប្រព័ន្ធហ្នឹងកុំព្យូទ័រហ្នឹងនោះមានន័យថានាងហ្នឹងអាចប្រើក្បាច់ដាវនីមួយៗហ្នឹងបានតែម្ដងប៉ុណ្ណោះសម្រាប់មនុស្សយន្តប្រុសហ្នឹងហើយដូច្នេះហ្នឹងនៅពេលដែលការប្រយុទ្ធហ្នឹងកាន់តែពុះកញ្ជ្រោលហ្នឹងគីរិនហ្នឹងក៏បានកាប់បណ្ដាលហើយក៏ដឹងបណ្ដាលថាការទប់ទល់ពីមនុស្សយន្តប្រុសហ្នឹងកាន់តែច្បាស់ជាងមុនទៅហើយទោះបីជាយ៉ាងណាក៏ដោយគីរិនហ្នឹងក៏បានពឹងផ្អែកលើគោលការណ៍នេះនៅពេលដែលមនុស្សយន្តប្រុសហ្នឹងមានទំនុកចិត្តហ្នឹងគ្រប់គ្រាន់ចង់ដំញញួរដាក់នាងហ្នឹងក៏បានឱកាសនេះហើយក៏កិច្ចរួចក៏រុកដាវហ្នឹងទៅកំទេចផ្លាកសញ្ញារបស់គាត់ប៉ុន្តែមនុស្សយន្តប្រុសហ្នឹងសុកចិត្តយកក្បាលទៅរងរយះភ្នែកហ្នឹងស្ដាំហ្នឹងពីកំណាត់ហ្នឹងតែម្ដងយ៉ាងណាមិញមនុស្សយន្តប្រុសហ្នឹងក៏បានប្រាប់នាងថាគាត់ហ្នឹងគ្រាន់តែជាងម៉ាស៊ីនតែប៉ុណ្ណោះដូច្នេះខូចខានតិចតួចហ្នឹងគាត់នឹងអាចជួសជុលបានបន្ទាប់ពីនោះមនុស្សយន្តប្រុសហ្នឹងក៏សុំឲ្យមនុស្សយន្តស្រីហ្នឹងបញ្ចេញអាវុធចុងក្រោយរបស់ពួកគេព្រោះគាត់នឹងដឹងថាគាត់នឹងទប់
ទល់ជាមួយនឹងគីរិនហ្នឹងអត់ជាប់ទេប៉ុន្តែមនុស្សយន្តស្រីហ្នឹងក៏បានបដិសេធហើយថាគាត់ហ្នឹងភ្លើមែនទៅចាញ់ក្មេងអញ្ចឹងហ្នឹងហើយសាយ៉ាវិញនាងហ្នឹងក៏គេចពីគ្រាប់បាញ់របស់មនុស្សយន្តស្រីហើយនៅពេលដែលនាងវិភាគគំរូនិងសមត្ថភាពអាវុធរចនាដោយឪពុករបស់នាងហ្នឹងក៏បានផ្លាស់ប្ដូររបៀបអាវុធរបស់នាងដោយបញ្ជូនកាណុងគ្រាប់បេទាំងពីរហ្នឹងទៅជាអាវុធគ្រាប់បេដ៏មានឥទ្ធិពលតែមួយឯមនុស្សយន្តស្រីវិញនាងហ្នឹងក៏មិនចង់ចាញ់សុកចិត្តហ្នឹងបាញ់ប្រឈមនិងបង្កើនធម៌ពលឡាស៊ីទម្លុះមេឃារបស់នាងហ្នឹងរួចក៏បាញ់តទល់នឹងគ្នាសម្ពាធនៃការបំផ្ទុះនេះហ្នឹងបានគ្រប់ដណ្ដប់លើឆាកទាំងមូលហើយក៏កំទេចរនាំងការពារមនុស្សយន្តស្រីនិងធ្វើឲ្យនាងហ្នឹងដាច់ដៃឆ្វេងហ្នឹងផងដែរគុំតែបានមនុស្សយន្តប្រុសដាក់រនាំងជួយនាងទាន់គុំអីហ្នឹងនាងបានរលេងបាត់ទៅហើយគិរិននិងសាយ៉ាហ្នឹងគិតថាពួកគេនឹងប្រហែលជាមានព្រៀបជាងមុននៅពេលនេះប៉ុន្តែមនុស្សយន្តស្រីក៏ព្រមដាក់ដំណើរការផ្លាស់ប្ដូរនៅអាវុធសម្ងាត់ដែលមនុស្សយន្តប្រុសបានស្នើសុំពីមុនមកនាងនឹងក៏បានដោះគ្រឿងសព្វាវុធរបស់នាងហើយបញ្ជូននឹងទៅឲ្យមនុស្សយន្តប្រុសคล้ายទៅជាគ្រឿងសិទ្ធិផ្ទាល់ខ្លួនរបស់មនុស្សយន្តប្រុសទៅវិញហើយគាត់នឹងក៏បានប្រែកាយទៅជាធំជាងមុនបន្ទាប់មកនឹងមនុស្សយន្តប្រុសក៏បានចាប់ដើមហក់ទៅដល់ពួកគេខារីននឹងក៏ហក់ទៅជួយសាយ៉ាឲ្យគេចពីវាហើយក៏ប្រាប់ថាជំនាញរបស់មនុស្សយន្តប្រុសនៅតែដដែលតែថាមពលកម្លាំងហ្នឹងគឺកាន់តែខ្លាំងជាងមុនតែម្ដងនៅពេលនេះហ្នឹងគីរិនដំបូងហ្នឹងក៏សម្រុកទៅកាប់ដើម្បីទាញពេលវេលាហ្នឹងឲ្យសាយ៉ាហ្នឹងបូមថាមពលសម្រាប់អាវុធរបស់នាងប៉ុន្តែញញួររបស់មនុស្សយន្តប្រុសហ្នឹងមានថាមពលហ្នឹងខ្លាំងជាងមុនហើយធ្ងន់ពេកដំគីរិនហ្នឹងទៀតបុកជញ្ជាំងធ្វើឲ្យនាងបុះជើងយ៉ាងធ្ងន់ធ្ងរតែម្ដងគីរិនហ្នឹងគឺនាងហ្នឹងមិនអាចឈរនឹងបានដូចមុនឡើយហើយដើម្បីការពារគីរិនហ្នឹងសាយ៉ានឹងក៏សុកចិត្តមកឈរនៅពីមុខនឹងគីរិនហើយបាញ់ទប់ទល់នឹងញញួររបស់មនុស្សយន្តប្រុសហ្នឹងរងសម្ពាធនឹងគ្វិតពួកគេនឹងតែម្ដងទៅអាវុធរបស់សាយ៉ានឹងក៏អស់ថាមពលហើយប្រែនាងនឹងទៅជារូបរាងដើមវិញមនុស្សយន្តប្រុសហ្នឹងក៏កោតសរសើរពួកគេបន្ទាប់មកក៏ចាប់ដើមគប់ក្បាលញញួរនឹងម្ដងទៀតដោយសារតែម្នាក់នឹងរងរបួសច្រើនហើយមនុស្សយន្តប្រុសហ្នឹងក៏ឈ្នះនឹងការពុតទៅអាយ៉ាតូហើយនឹងជូលីហ្នឹងក៏បញ្ញាបញ្ញាល់ទៅមន្ទីរពេទ្យដើម្បីមើលសាយ៉ាហើយនឹងគីរិនជីលីហ្នឹងក៏ធានាពួកគេថានាងនឹងអាយ៉ាតូនឹងសងសឹកឲ្យពួកគេហើយនៅពេលនោះផងដែរក្លូឌៀនឹងក៏មកដល់ហើយបញ្ជាក់បន្ថែមថានាងនឹងក៏សប្បាយចិត្តផងដែរដែលសាយ៉ានិងខារីនឹងបានឡើងមកដល់វាំងពាក់កណ្ដាលផ្ដាច់ព្រាត់អញ្ចឹងហ្នឹងបន្ទាប់មកជូលីនឹងក៏ឆ្ងល់ថាហេតុអ្វីហ្នឹងហ្វ្រូរ៉ានឹងមិនមករកនាងនៅឯសាលមួយទៀតអឺណេស្តានិងកាមេឡានឹងក៏ទទួលបានវីដេអូនឹងពីប្រធានក្រុមនឹងប្រឹក្សាដើកមកពីសាលានឹងលេវគាត់នឹងបានស្នើឲ្យពួកគេនឹងចូលដៃជាមួយគាត់ពួកគេនឹងក៏មានការសាក់ស្ទើរដោយសារតែពួកគេនឹងមិនអាចជឿទុកចិត្តដើកហើយពួកគេនឹងក៏មកពីសាលាផ្សេងគ្នាផងដែរគាត់នឹងនិយាយថាគាត់នឹងមានអំណោយសម្រាប់ពួកគេផងដែរនៅពេលខាងមុខហ្នឹងហើយយើងក៏លេមើលជូលីហើយនឹងអាយ៉ាតូវិញក៏ទទួលបានទូរស័ព្ទហ្នឹងពីអ្នកចាប់ចម្រិតហ្វ្រូរ៉ាមកគម្រាមអាយ៉ាតូហ្នឹងថាគាត់នឹងត្រូវតែឈប់ប្រើនិងផ្ដាច់ទំនាក់ទំនងជាមួយនឹងអាវុធនឹងវិញ្ញាណរបស់គាត់បើមិនដូច្នោះទេពួកគេនឹងទទួលបានសាកសពហ្វ្រូរ៉ាហ្នឹងជាមិនខានហើយប្រសិនបើពួកគេព្យាយាមតាក់ទងអាជ្ញាធរឬក៏ប៉ូលីសហ្នឹងឬក៏ដកខ្លួនចេញពីការប្រកួតនោះហ្នឹងហ្វ្រូរ៉ាក៏នឹងត្រូវស្លាប់ផងដែរហើយនៅពេលដែលជនចាប់ចម្រិតហ្នឹងផ្ដាច់ទំនាក់ទំនងហ្នឹងក្លូឌៀហ្នឹងក៏បញ្យល់ថាប្រសិនបើអាយ៉ាតូនឹងព្យាយាមផ្ដាច់ទំនាក់ទំនងនឹងអាវុធវិញ្ញាណរបស់គាត់ហ្នឹងវានឹងលេងឈប់ជឿទុកចិត្តគាត់ទៀតហើយគាត់នឹងក៏លេងអាចប្រើវាបានតទៅទៀតបានទេអាយ៉ាតូនឹងក៏ចង់រក្សាជីវិតហ្វ្រូរ៉ាគាត់នឹងក៏បានត្រៀមខ្លួនរួចជាស្រេចឲ្យវានឹងកើតឡើងទោះបីជាក្លូឌៀនឹងបានព្រមានគាត់នឹងក៏ដោយសាយ៉ានឹងក៏ជំទាស់ថានាងនឹងជួយស្វែងរកហ្វ្រូរ៉ាឯក្លូឌៀវិញក៏ទទួលយកគំនិតនេះហើយពួកគេនឹងក៏បានចាប់ផ្ដើមប្រកាសជាសាធារណៈคล้ายៗថាអាយ៉ាតូនឹងលេងប្រើអាវុធវិញ្ញាណរបស់គាត់តទៅទៀតហើយដោយសារតែគោលដៅអ្នកចាប់ចម្រិតតាក់ទងនឹងអាយ៉ាតូរួមជាមួយនឹងអាវុធវិញ្ញាណរបស់គាត់អញ្ចឹងហ្នឹងក្លូឌៀនឹងក៏ដឹងថាមេខ្លោនឹងជាដើកបញ្ជាភ្នាក់ងារស៊ើបការសម្ងាត់ឆ្មាខ្មៅរបស់គាត់នោះហើយបន្ទាប់មកហ្នឹងសាយ៉ានិងគីរីនហ្នឹងក៏ចាក់ចេញដើម្បីទៅស្វែងរកហ្វ្រូរ៉ានោះសាយ៉ានិងគីរីនឹងក៏ទៅស្វែងរកហ្វ្រូរ៉ានឹងនៅឯតំបន់នឹងជាទីក្រុងមកដល់ពេលនេះហ្នឹងពួកគេនឹងនៅតែមិនអាចរកឃើញនាងហើយជើងរបស់គីរីនឹងដែលរបួសអំឡុងពេលប្រកួតចុងក្រោយរបស់នាងហ្នឹងក៏ចាប់ផ្ដើមនឹងឈឺទៀតអ្នកទាំងពីរនឹងក៏នៅតែតាំងចិត្តនឹងបន្តស្វែងរកតទៅទៀតហើយយើងត្រឡប់មកមើលការប្រកួតបន្តវិញអាយ៉ាតូនិងជូលីនឹងប៉ះជាមួយនឹងអ្នកតំណាង2នាក់មកពីសាលាការ៉ាន់វ៉ោះដែលម្នាក់មានឈ្មោះថា Elon Foster ហើយម្នាក់ទៀតមានឈ្មោះថា Doretio Lemos ហៅថា Leomord ទៅដោយសារនេះគឺជាការប្រកួតវគ្គពាក់កណ្ដាលផ្ដាច់ព្រាត់ហ្នឹងពួកគេតែពីរនាក់ហ្នឹងក៏រំពឹងថាការប្រកួតគូនេះហ្នឹងគឺសាហាវជាក់ជាមិនខានអាយ៉ាតូហ្នឹងក៏មិនអាចប្រើអាវុធវិញ្ញាណ Silveresta របស់គាត់បានទេដោយសារតែពាក្យគម្រាមហ្នឹងពីអ្នកចាប់ចម្រិត Flora នៅពេលដែលការប្រកួតចាប់ផ្ដើមហ្នឹង
Julie នឹងប៉ះជាមួយនឹង Leon Mott ទុកឲ្យ Elliot នឹងប៉ះជាមួយនឹង Ayato Julie នឹងដំបូងនឹងបានបញ្ចេញព្យុះភ្លើងនឹងដាក់ Leon Mott នឹងភ្លាម Leon Mott នឹងក៏បានប្រែកាយទៅជាឈុតពីដែកដែលជួសជុលដោយខ្លួនឯងនឹងស្ទើរតែភ្លាមនឹងតែម្ដងហើយក៏ជប់សេះហ្នឹងមកផងដែរដោយ Leon Mott នឹងមកពី Mobile Legends មែនទែនគាត់នឹងក៏សម្រុកតែចាក់ Julie ឯ Ayato នឹងក៏កាប់មួយស្មើជាមួយនឹង Elliot ហើយក្បាច់ដាវរបស់ Elliot នឹងនៅស្ទើរពេកស្រាប់តែ Ayato នឹងក៏សម្រុកហើយក៏បានកាត់ផ្លាងសញ្ញារបស់ Elliot បាត់ទៅឯ Leon Mott វិញបន្តសម្រុកទៅរក Julie នាងនឹងក៏គប់ដុំភ្លើងជាច្រើនដាក់គាត់ខ្លះថែមទាំងប៊ីសដុតផ្លាកសញ្ញាសាលារបស់គាត់ទៀតផងប៉ុន្តែគ្រឿងសិតតែងតែជួសជុលឡើងវិញលឿនពេកសម្រាប់ភ្លើងនាងដុតហើយ Leon Mott នឹងក៏បានមកចាក់ Julie នឹងដួលទៅនឹងដីទៅហើយនៅទីបំផុតហ្នឹងនៅពេលដែល Leon Mott សម្រុកម្ដងទៀតហ្នឹង Julie នឹងក៏បានគប់លំពេអណ្ដាតភ្លើងដាក់គាត់ហើយទោះបីជាអាវក្រោះរបស់គាត់នឹងបានជួសជុលដល់ខ្លួនឯងវានឹងក៏ដោយប៉ុន្តែរាងកាយរបស់គាត់នៅតែមិនអាចទប់ទល់នឹងកម្ដៅវានឹងបានទេហើយគាត់នឹងក៏បានដួលមុនពេលដែលគាត់នឹងអាចចាក់ Julie ហើយ Julie ហ្នឹងនាងនឹងក៏បានកាប់ផ្លាកសញ្ញារបស់គាត់ជាពីរទៅ Julie និង Ayato នឹងក៏ឈ្នះការប្រកួតហើយក៏បានចាក់ចេញពីខ្សែវានឹងយ៉ាងលឿនឯ Saya និង Kirin ក៏ទទួលទូរស័ព្ទនឹងពី Ayato ហើយប្រាប់អំពីការប្រកួតរបស់ពួកគេរួចថាពួកគេនឹងទៅជួបគ្នាក្នុងពេលឆាប់ៗនេះមួយស្ទុះក្រោយមកនឹង Saya នឹងក៏នឹកឃើញហើយក៏អន់ចិត្តរួចនាងនឹងក៏ស្រក់ទឹកភ្នែកដោយសារតែពួកគេនឹងចាញ់នៃការប្រកួតនឹងនៅពេលនោះឯ Julie វិញក៏ចាក់ចេញនឹងទៅរក Kirin និង Saya ឯ Ayato នឹងគាត់នឹងចង់តាមតម្រុយខ្លួនឯងគាត់ហើយក៏បានទៅជួបនឹងជាមួយនឹង Irene ស្ងាត់Irene នឹងស្នើឲ្យគាត់នឹងទៅរកមើលនៅតាមតំបន់ផ្សេងទៀតនៅក្នុងទីក្រុងដែលជាតំបន់នឹងអាណាធិបតេយ្យនិងមានអាជីវកម្មខុសច្បាប់ជាច្រើននៅឯកន្លែងផ្សេងទៀត Ernesta និង Camilla នឹងមានការខ្វែងគំនិតគ្នាបន្តិចបន្តួចលើគោលការណ៍របស់ពួកគេនឹងដែល Camilla នឹងចង់បង្កើតអាវុធនឹងដែលគ្រប់គ្នានឹងអាចប្រើបានឯ Ernesta វិញចង់បង្កើតមនុស្សយន្តនឹងចេះមានអារម្មណ៍ដូចមនុស្សធម្មតាដែរក៏ដូចជាបង្ហាញពីអតីតកាលរបស់ពួកគេដែល Ernesta នឹងធ្លាប់ជួយសង្គ្រោះជីវិតរបស់ Camilla ពីការវិបហានឹងពីភាវៈកនពីអតីតកាលមកប៉ុន្តែអ្នកទាំងពីរនឹងក៏នៅតែមានអារម្មណ៍មិនសំណុកឡើយដោយសារតែសំណើដែលដើកនឹងបានប្រាប់ពួកគេហើយយើងក៏លេខមកមើល Ayato វិញគាត់នឹងក៏បានចាប់ផ្ដើមស្វែងរកនៅក្នុងផ្នែកមួយនៅទីក្រុងដែល Irene នឹងបានណែនាំប្រាប់គាត់នឹងក៏ដើរសួងជុំវិញប៉ុន្តែគ្មាននរណាម្នាក់នឹងចង់ប្រាប់គាត់នឹងអ្វីទាំងអស់បន្ទាប់មកនឹងគាត់នឹងក៏ជួបជាមួយនឹងពួកជនក្រុមអន្តពាលមួយក្រុមមកតាមសួរគាត់ហើយចង់ឲ្យគាត់នឹងទៅជាមួយនឹងពួកគេហើយ Ayato នឹងក៏ចាប់ផ្ដើមរត់គេចពីពួកគេនោះទៅគាត់នឹងក៏ទៅជួបមួយក្រុមទៀតហើយភ្លាមនោះក៏លេចចេញក្មេងស្រីម្នាក់គួរឲ្យស្រឡាញ់ចេញមុខមកចង់ជួយ Ayato ភ្លាមនឹងតែម្ដងហើយនារីវ័យក្មេងម្នាក់នោះហ្នឹងក៏បានអូសដៃ Ayato ហ្នឹងរួចក៏នាំគាត់ហ្នឹងចេញឆ្ងាយពីក្រុមជនអន្តពាលនោះក៏ទៅឲ្យតែជាបុរសសង្ហាគឺមានស្រីហ្នឹងចាំជួយតែម្ដងហើយនៅពេលដែលនាងរត់ហ្នឹងនាងហ្នឹងក៏ហឹមសំនៀងហើយ Ayato ហ្នឹងក៏ទទួលដឹងថានាងហ្នឹងមានសមត្ថភាពនឹងវេទមន្តនិងថាមពលនឹងបញ្ចេញតន្ត្រីនៅក្នុងខ្លួនរបស់នាងបន្ទាប់ពីពួកគេហ្នឹងឈប់ហ្នឹងនាងហ្នឹងក៏សួរអំពីមូលហេតុដែលគាត់ហ្នឹងរត់មកកន្លែងហ្នឹងបែបនេះប៉ុន្តែ Ayato ស្ទាក់ស្ទើរមិនព្រមឆ្លើយហើយពេលនាងនិយាយបង្ហាញថានាងស្គាល់ឈ្មោះរបស់គាត់ហ្នឹង Ayato នឹងក៏ត្រៀមចំហជាស្រេចដើម្បីប្រយុទ្ធព្រោះគាត់នឹងសង្ស័យថានាងនឹងគឺជាសត្រូវនេះឯងដំបូងឡើយនឹង Ayato គិតថានាងគ្រាន់តែជួយគាត់ដោយសារតែគាត់នឹងកំពុងតែល្បីនេះប៉ុន្តែនាងនឹងនិយាយថានាងនឹងចង់ជួយគាត់ដោយសារតែនាងឃើញគាត់នឹងត្រូវការជំនួយនិយាយទៅប្រុសសង្ហាដឹងតែគេចង់ជួយហើយបន្ទាប់មកហ្នឹងក៏មានបុរសម្នាក់ទៀតហ្នឹងក៏មកតាមចាប់នឹង Ayato ដែលថ្នាក់លើរបស់បុរសនេះហ្នឹងចង់ដឹងថាមូលហេតុអ្វីបានជា Ayato ហ្នឹងមកទីនេះហើយនៅពេលដែលបុរសម្នាក់នោះនឹងឃើញក្មេងស្រីនោះហ្នឹងគាត់នឹងក៏មានឱកាសចង់ចាត់ការស្រីមុនវិញដូចជាមនុស្សរោគចិត្តអញ្ចឹងចង់ធ្វើបាបស្រីទាំងផ្លូវកាយទាំងផ្លូវចិត្តហ្នឹងតែម្ដង Ayato ក៏តវ៉ាថានាងហ្នឹងមិនមានរឿងពាក់ព័ន្ធនឹងជាមួយនឹងគាត់ទេប៉ុន្តែនាងហ្នឹងក៏ប្រាប់ថាម្នាក់ហ្នឹងមានរហស្សនាមថាពោះក្បាល2ជាអតីតសិស្សសាលាជាឡុងថាម្នាក់នេះហ្នឹងគឺរោគចិត្តមិនស្ដាប់នរណាឡើយឲ្យតែឃើញស្រីគឺចង់តែហេទៅតែម្ដងហើយម្នាក់នេះហ្នឹងក៏គប់កំបិតដាក់ម្នាក់ស្រីនោះតែ Ayato នឹងក៏បានផ្លាតកំបិតនោះនៅវិនាទីចុងក្រោយហើយបុរសម្នាក់នោះនឹងក៏បានរុញ Ayato ចេញទៅមួយឡែកហើយក៏បានចាក់កំបិតមួយទៀតនឹងទៅរកក្មេងស្រីនោះ Ayato និងបុរសម្នាក់នឹងទាំងពីរនាក់នឹងក៏ភ្ញាក់ផ្អើលមែនទែននៅពេលដែលឃើញម្នាក់ស្រីនឹងគេចពីស្នៀតកំបិតនឹងដោយងាយតែម្ដងហើយបន្ទាប់ពីគេចហើយនឹងនាងនឹងក៏បានទាត់មួយជើងស្រាលទៅបុរសម្នាក់នឹងបុកទៅជញ្ជាំងហើយក៏ដួលសន្លប់បាត់ទៅក្មេងស្រីនឹងក៏សួរ Ayato ថាតើគាត់នឹងកំពុង
តែស្វែងរកអ្នកណាម្នាក់មែនទេដោយសារតែនាងនឹងបានលឺអ្វីដែលបរិមម្នាក់នឹងបាននិយាយហ្នឹងហើយនៅពេលដែលអាយ៉ាតូនឹងសារភាពថាគាត់នឹងពិតជាស្វែងរកនរណាម្នាក់មែននាងនឹងក៏ចង់ជួយគាត់ហើយនាងនឹងក៏បាននាំគាត់នឹងទៅកំពូលអាគារនៅក្បែរនោះនាងនឹងក៏សុំព័ត៌មានលម្អិតខ្លះៗអំពី Flora ហ្នឹងគឺដើម្បីស្វែងរកនាងហើយជាថ្នូរនឹងការជួយនាងនឹងសុំឲ្យគាត់ជួយលាក់អ្វីដែលគាត់នឹងរៀបនឹងឃើញនេះហើយអាយ៉ាតូនឹងក៏យល់ព្រមរួចនាងនឹងក៏បានដោះមួករបស់នាងរួចក៏បានពាក់បូរបស់នាងវិញសក់របស់នាងនឹងក៏បានប្រែទៅជាពណ៌សហើយទីបំផុតអាយ៉ាតូនក៏បានស្គាល់នាងថាជានារីដ៏ល្បីម្នាក់មានឈ្មោះថា Sylvia Limneham ដែលជាតារាចម្រៀងល្បីល្បាញបំផុតនៅលើពិភពលោកនេះនាងនឹងក៏ចាប់ផ្ដើមច្រៀងហើយថាមពលចម្រៀងរបស់នាងនឹងភាយចេញទៅតំបន់ជុំវិញនាងរហូតដល់វានឹងអាចរកឃើញនឹង Flora ហើយនៅពេលដែលនាងច្រៀងនឹងអាយ៉ាតូននឹងក៏ចងចាំថានាងនឹងគឺបានចូលរៀននៅឯសាលានឹង Greenwell ហើយគាត់នឹងក៏នឹកឃើញផងដែរថាអំណាចសមត្ថភាពវេទមន្តរបស់នាងនឹងគេឲ្យឈ្មោះថានឹងដូចជាទេពធីតានឹងអញ្ចឹងហើយនាងក៏អាចចង្អុលបង្ហាញពីទីតាំងនៅលើផែនទីដែលសន្មតថា Flora នឹងនៅទីនោះហើយនៅពេលដែលនាងត្រូវចាក់ចេញនឹងអាយ៉ាតូនឹងក៏បានសុំលេខទូរស័ព្ទរបស់នាងដូច្នេះគាត់នឹងមានកម្រងនឹងចង់អរគុណនាងនៅពេលក្រោយប៉ុន្តែនាងនឹងបែរជាគិតថាអាយ៉ាតូនឹងចង់ញ៉ែនាងចំទៅវិញនៅព្រឹកបន្ទាប់ជូលីនឹងក៏ចង់ប្រមូលផ្ដុំកម្លាំងទៅបង្ក្រាបភ្លាមតែម្ដងនៅលើទីតាំងរបស់ Flora នោះប៉ុន្តែយ៉ាប៊ូគីសាយ៉ាហើយនិងគីរីនឹងក៏បដិសេធនឹងគំនិតនោះជូលីនិងអាយ៉ាតូនក៏យល់ព្រមជឿជាក់លើពួកគេឲ្យទៅជួយ Flora បន្ទាប់ពីនោះហ្នឹងសាយ៉ាគីរីនហើយនិងយ៉ាប៊ូគីហ្នឹងក៏ចូលទៅក្នុងអាគារនោះហើយស្ទើរតែភ្លាមហ្នឹងស្រមោលចម្លែកជាច្រើនហ្នឹងក៏បានមកវាយប្រហារពួកគេហើយស្រមោលនោះហ្នឹងហាក់ដូចជារស់ឡើងវិញម្ដងហើយម្ដងទៀតបន្ទាប់ពីត្រូវបានបំផ្លាញរួចហ្នឹងហើយទាំងសាយ៉ាហើយនិងគីរីនហ្នឹងក៏ចាប់ផ្ដើមព្រួយបារម្ភថាពួកគេហ្នឹងមានពេលវេលាតិចណាស់ឯយ៉ាប៊ូគីវិញគាត់ហ្នឹងក៏បានហៅ Lester ឲ្យមកជួយពួកគេទុកឲ្យ Lester ហ្នឹងទប់ទល់នឹងស្រមោលហ្នឹងទាំងអស់នោះខណៈដែលសាយ៉ាហើយនិងគីរីនហ្នឹងក៏ទៅរកនៅជាន់ក្រោមហើយយើងក៏លេចមើលអាយ៉ាតូវិញអាយ៉ាតូនិងជូលីហ្នឹងក៏ដើរទៅកាន់ខ្សែវៀននោះហើយជូលីហ្នឹងក៏បញ្ចេញពីភាពរីករាយដែលនាងនឹងមានមិត្តភ័ក្តិអាចពឹងពាក់បានហើយនាងក៏និយាយថែមទៀតដែរថាពេលនេះនាងយល់ហើយដែលពីមុនហ្នឹងនាងតែងតែធ្វើឲ្យមនុស្សគ្រប់គ្នានៅឆ្ងាយពីនាងប៉ុន្តែដោយសារតែអាយ៉ាតូសាយ៉ាហើយនិងគ្រីហ្នឹងទើបនាងហ្នឹងឥឡូវនេះហ្នឹងបើកចិត្តហ្នឹងបានទូលាយជាងមុនហើយតាមពិតទៅហ្នឹងនាងហ្នឹងគឺជឿជាក់លើពួកគេខ្លាំងណាស់ហើយនាងហ្នឹងនៅពេលនេះហ្នឹងក៏អាចផ្ដោតអារម្មណ៍ហ្នឹងទាំងស្រុងទៅលើការប្រកួតវគ្គផ្ដាច់ព្រាត់នេះហ្នឹងផងដែរហើយពួកគេហ្នឹងក៏យល់ព្រមបញ្ចេញសមត្ថភាពទាំងអស់នៅក្នុងការប្រកួតនេះហ្នឹងតែម្ដងឯមនុស្សយន្តប្រុសនោះហ្នឹងគាត់ហ្នឹងក៏បង្ហាញពីភាពរីករាយរបស់គាត់ខ្លាំងណាស់ដែលគាត់ហ្នឹងបានប្រយុទ្ធជាមួយនឹងអាយ៉ាតូនៅវគ្គផ្ដាច់ព្រាត់នេះហើយគាត់ហ្នឹងគឺមានចរិតប្រកួតប្រជែងចង់ប្រកួតជាមួយនឹងអាយ៉ាតូហ្នឹងតែម្ដងដែលអាយ៉ាតូហ្នឹងក៏ឆ្លើយតបនឹងគាត់ថាគាត់និងជូលីហ្នឹងនឹងឈ្នះនៅការប្រកួតនេះជូលីហ្នឹងក៏ទាញដាវរបស់នាងហើយនៅពេលដែលអាយ៉ាតូធ្វើដូចគ្នាហ្នឹងហ្វូងទស្សនិកជនក៏មានការខកចិត្តយ៉ាងខ្លាំងដោយសារតែគាត់មិនប្រើអាវុធវិញ្ញាណរបស់គាត់នៅវគ្គផ្ដាច់ព្រាត់នេះហើយអឺនស្តាហ្នឹងក៏យល់ពីកាដូអនុស្សាវរីយ៍របស់ដឹងសម្រាប់ពួកគេដែលតបឱកាសឲ្យពួកគេហ្នឹងឈ្នះដោយសារតែអាយ៉ាតូមិនប្រើអាវុធវិញ្ញាណរបស់គាត់នេះហើយការចាប់ផ្ដើមនៃការប្រកួតនេះហ្នឹងជូលីនិងអាយ៉ាតូហ្នឹងក៏ព្រួតគ្នាទៅវាយមនុស្សយន្តប្រុសជាមួយនឹងក្បាច់កាប់9ស្នៀតពួកគេហ្នឹងក៏ដឹងដែរថាមនុស្សយន្តប្រុសហ្នឹងបានស្គាល់ក្បាច់នេះរួចហើយរួមទាំងក្បាច់ដាបភ្លើងរបស់ជូលីហ្នឹងផងដែរមនុស្សយន្តប្រុសរៀបរៀងនឹងរនាំងធម្មតាហើយក៏ផ្ដល់ឱកាសឲ្យអាយ៉ាតូហ្នឹងសម្រុងទៅកម្មផ្លាកសញ្ញាប៉ុន្តែអាយ៉ាតូហ្នឹងសុំចិត្តគិតពីឡាសែរបស់មនុស្សយន្តស្រីជាមួយនឹងក្បាច់ចែកទេសតិស្បញ្ញយ៉ាងរបស់គាត់វិញអាយ៉ាតូនិងជូលីហ្នឹងក៏សម្រុកទៅរកមនុស្សយន្តប្រុសម្ដងទៀតនៅពេលដែលជូលីហ្នឹងបាញ់ដាវភ្លើងវិលហ្នឹងរនាំងហ្នឹងការពារបានតែពី3ដាវប៉ុណ្ណោះមួយចំនួនហ្នឹងក៏បានឆ្លងកាត់វាហើយទៅដុតនឹងមនុស្សយន្តប្រុសនោះខណៈដែលអាយ៉ាតូក៏ទៅពីក្រោយហើយក៏បានកាត់ក្បាច់ដាវខ្វែងរបស់គាត់ទៅនឹងរនាំងបន្ទាប់មកហ្នឹងដាវភ្លើងពី3គ្រាប់ហ្នឹងពីជូលីហ្នឹងក៏បានបាញ់មកត្រូវមនុស្សយន្តប្រុសនោះទៀតមនុស្សយន្តស្រីហ្នឹងក៏បាញ់ជូលីហ្នឹងក៏កិច្ចវាហ្នឹងទាំងអស់ឯអាយ៉ាតូវិញក៏សម្រុកភ្លាមទៅកាប់មនុស្សយន្តស្រីប៉ុន្តែមនុស្សយន្តប្រុសហ្នឹងក៏បានដាក់រនាំងការពារនាងហ្នឹងពីចម្ងាយហើយទុកឲ្យខ្លួនគាត់ហ្នឹងអត់មានអីការពាររួចក៏ចូលអន្ទាក់មីនភ្លើងរបស់ជូលីជាអកុសលអាវក្រោះមនុស្សយន្តប្រុសហ្នឹងតាន់ជាងអន្ទាក់ហើយមនុស្សយន្តស្រីទៅពេលហ្នឹងនាងហ្នឹងក៏វិភាគយុទ្ធសាស្ត្រគូប្រជែងរបស់នាងថាខ្លាំងឯមនុស្សយន្តប្រុសវិញក៏មានការភ្ញាក់ផ្អើលនៅពេលដែលមនុស្សយន្តស្រីប្រាប់គាត់ថាការវាប្រហារមកលើនាងហ្នឹងគ្រាន់តែជាបំណងបោកគាត់ហ្នឹងឲ្យធ្លាក់ចូលក្នុងអន្ទាក់មីនភ្លើងរបស់ជូលីតែប៉ុណ្ណោះធ្វើឲ្យមនុស្សយន្តប្រុសភ្ញាក់ផ្អើលនឹងភាពស្មុគស្មាញយុទ្ធសាស្ត្ររបស់អាយ៉ាតូនិងជូលីនេះបន្ទាប់មកហ្នឹងមនុស្សយន្តប្រុសក៏សុំឲ្យមនុស្សយន្តស្រីប្រើក្បាច់ចុងក្រោយរបស់ពួកគេហើយមនុស្សយន្តស្រីក៏យល់ព្រមហើយមុនពេលដែលពួកគេចាប់ផ្ដើមរួមបញ្ចូលគ្នាហ្នឹងមនុស្សយន្តស្រីក៏បានបាញ់អាវុធគ្រាប់រះការពារដែលរចនាឡើងដើម្បីគ្របដណ្ដប់ពួកគេខណៈពេលដែលពួកគេកំពុងតែប្រែកាយហ្នឹងអាយ៉ាតូនឹងក៏បញ្ញាប់បញ្ញាល់សម្រុក
ទៅរកពួកគេដោយជាក់ស្ដែងដោយទៅបញ្ឈុំកុំឲ្យប្រែកាយអញ្ចឹងប៉ុន្តែគោលដៅរបស់គាត់ហ្នឹងគឺទៅកាប់ផ្លាកសញ្ញារបស់មនុស្សយន្តស្រីហ្នឹងជាពាក់កណ្ដាលដើម្បីដកដៀងចេញពីការប្រកួតនេះឯមនុស្សយន្តប្រុសក៏ប្រកាសថាឥឡូវនេះដល់ពេលប្រកួតទឹកទី2ហើយឯយើងក៏លេងមើលសាយ៉ាហើយនឹងគីរិនវិញក៏មកដល់ជាន់ក្រោមដីសន្តាគារដែលគេបោះបង់ចោលនោះជាកន្លែងដែលពួកគេរំពឹងថានឹងរកឃើញ Flora នៅទីនោះគីរិននឹងក៏ចូលបន្ទប់មួយហើយក៏ឃើញ Flora ដែលព្យាយាមព្រមាននាងនឹងកុំឲ្យទៅក្បែរហ្នឹងហើយសត្រូវនឹងក៏បានមកចាក់គីរិនពេលដែលនាងមកជួយ Flora ហ្នឹងគីរិននឹងប្រតិកម្មទាន់ក៏លោតចេញតែដួលទៅលុតជង្គង់ម្ខាងដោយសារតែរបួសចាស់រើឡើងហើយដោយដឹងថាសាលនឹងពោពេញក៏ដោយស្មោលអញ្ចឹងមានន័យថាសត្រូវរបស់នាងមានពីជាងនាងដោយសារតែសមត្ថភាពពិសេសរបស់ត្រូវនឹងគឺស្រមោលនេះឯងទោះបីជាយ៉ាងណាក៏ដោយគីរិននឹងក៏អាចរៀបរៀងនឹងការវាឆ្មក់តាមស្រមោលរបស់គាត់នឹងទាំងអស់ហើយជាអកុសលហ្នឹងគាត់នឹងក៏បានភ្ជង់ដាវដាក់ Flora រួចក៏គំរាមឲ្យគីរិននឹងទម្លាក់ដាវរបស់នាងចោះឯសាយ៉ាវិញក៏មកដល់ហើយក៏លាក់ខ្លួននៅមាត់ទ្វាររួចក៏បាញ់អ្នកចាប់ចម្រិតនឹងបង្ខំឲ្យគាត់នឹងដកថយបន្ទាប់មកនឹងនាងនឹងក៏បានបាញ់គ្រាប់បែកពន្លឺរលត់ស្រមោលនឹងមួយសន្ទុះគីរិននឹងក៏ស្រាយ Flora ហើយនាំនាងទៅច្រកចេញពន្លឺនឹងក៏ស្រាប់តែរលីបាត់ទៅហើយជន់ចាប់ចម្រិតនឹងក៏មកកាប់ជើងរបស់គីរិនសាយ៉ានឹងក៏បាញ់ម្ដងទៀតដើម្បីឲ្យគាត់នឹងដកថយហើយ Flora នឹងក៏គេចចេញទៅមាត់ទ្វារនឹងបានសម្រេចប៉ុន្តែសម្រាប់គីរិនវិញនាងនឹងក៏រងរបួសតែនាងនឹងនៅតែត្រៀមស្នៀតដាវនឹងដើម្បីតទល់ជាមួយនឹងអ្នកចាប់ចម្រិតនោះបន្ទាប់មកក៏មានសមោលនឹងចាក់ចេញមកទម្លុះពោះខាងឆ្វេងរបស់គីរិនហោឈាមនឹងពេញខ្លួននឹងតែម្ដងជានាទីចុងក្រោយរបស់នាងនឹងគីរិនក៏បានប្រើក្បាច់ដាវបំពាន់ភ្នែករបស់នាងដើម្បីបញ្ចាំងរូបភាពថាអ្នកចាប់ចម្រិតនឹងត្រូវបានកាប់សម្លាប់ដោយនាងហើយនាងនឹងក៏បានឱកាសនឹងកាប់ស្មាទាំងពីររបស់គាត់នោះមុនពេលដែលនាងនឹងដួលទៅនឹងដីទៅព្រោះនាងនឹងទុំខ្សោយដោយសារតែបាត់បង់ឈាមនឹងច្រើនពេកឯសាយ៉ាក៏បានប្រើឱកាសនេះនឹងបាញ់គ្រាប់បេងផ្ទុះអ្នកចាប់ចម្រិតទៅជញ្ជាំងទៅហើយយើងត្រឡប់មកមើលការប្រកួតវិញមនុស្សយន្តប្រុសនឹងបន្ទាប់ពីបានបញ្ចូលគ្នាជាមួយនឹងសភាវុធរបស់មនុស្សយន្តស្រីនឹងបានវិវត្តទៅជាទម្រង់ប្រយុទ្ធរបស់គាត់ហើយគាត់នឹងក៏បានចាប់ផ្ដើមប្រើខែលការពាររបស់គាត់នឹងដើម្បីស្ទាក់ដំអាយ៉ាតូនៅនឹងកន្លែងអាយ៉ាតូនឹងក៏ប៊ីងត្រូវមួយញញួរយៈប៉ុន្តែបន្ទាប់មកនឹងមនុស្សយន្តប្រុសនឹងក៏បានគប់ញញួរបង្វិលរបស់គាត់ទៅពួកគេហើយពួកគេនឹងក៏កិច្ចពីវាកិច្ចម្ដងហើយម្ដងទៀតម្ដងហើយម្ដងទៀតហើយនៅទីបំផុតនឹងមនុស្សយន្តប្រុសក៏ចាប់ផ្ដើមអន្ទាក់ថ្មីមួយគាត់នឹងដាក់វាលខែលរបស់គាត់នឹងឲ្យទៅជារៀងជ្រុងស្ទាក់ជូលៀហើយនឹងអាយ៉ាតូហើយពួកគេនឹងក៏មិនអាចកិច្ចពីញញួរហងរបស់គាត់នឹងឥឡូវនេះនឹងបានទេជូលៀនឹងក៏សម្រេចចិត្តប្រើគំនូសវេទមន្តភ្លើងរបស់នាងទប់ទល់នឹងញញួរហងរបស់មនុស្សយន្តប្រុសនោះប៉ុន្តែនាងនឹងក៏ខ្ទាតចេញហើយមួយរំពេចនោះនឹងពួកគេនឹងក៏បានលើកសម្លេងរបស់ Claudia ពីឧបករណ៍សម្លេងអ្នកអត្ថាធិប្បាយខ្លាំងៗថា Flora នឹងមានសមត្ថភាពហើយបន្ទាប់មកនឹងអាយ៉ាតូនឹងក៏បានទាញអាវុធវិញ្ញាណរបស់គាត់គឺចូល Super របស់គាត់ហើយអាយ៉ាតូនឹងក៏សម្រុកនឹងដោះដូរស្ទាតដាវជាមួយនឹងញញួររបស់មនុស្សយន្តប្រុសពួកគេនឹងក៏កាប់គ្នាឡងទៅវិញទៅមកផ្ដល់ឱកាសឲ្យជូលីនឹងបាញ់ហងភ្លើងនឹងពីខាងលើខណៈដែលអាយ៉ាតូនឹងសម្រុកជាមួយនឹងក្បាច់ដាវរុក6ស្ទាតរបស់គាត់មនុស្សយន្តប្រុសនឹងក៏ប្រតិកម្មទាន់ហើយធ្វើឲ្យគូប្រជែងទាំងពីរនឹងញាក់អើមែនទែនដែលគាត់នឹងអាចទប់ស្កាត់នៃការវាយប្រហារទាំងពីរក្នុងពេលតែមួយប៉ុន្តែគាត់នឹងបានបញ្ចេញថាមពលអគ្គិសនីលើសពីសមត្ថភាពឧបករណ៍របស់គាត់ដែលអាចទប់ទល់បានហើយក៏ប្រេះទៅរួចធ្វើឲ្យគាត់នឹងជាប់គាំងឆ្កឹងតែម្ដងកាម៉ាលីនឹងក៏ខឹងដែលវាគឺជាថាមពលនឹងអាចប៉ះពាល់ដល់អ្នកប្រើប្រាស់នាងនឹងទាមទារឲ្យ Ernesta បញ្ឈប់ការប្រកួតនឹងភ្លាមៗហើយ Ernesta នឹងក៏ញញឹមហើយនិយាយថានាងនឹងជឿលើអាយ៉ាតូអាចទប់ស្កាត់នឹងមនុស្សយន្តប្រុសនោះបានខណៈពេលដែលមនុស្សយន្តប្រុសនឹងកំពុងតែព្យាយាមគ្រប់គ្រងគ្រឿងយន្តរបស់គាត់ម្ដងទៀតនឹងអាយ៉ាតូនិងជូលីនឹងក៏ដឹងថាប្រភពថាមពលរបស់មនុស្សយន្តប្រុសនឹងគឺដូចជាប្រភពថាមពលអាវុធវិញ្ញាណនឹងផ្សេងទៀតហ្នឹងអញ្ចឹងហើយនៅពេលដែលមនុស្សយន្តប្រុសនឹងអាចគ្រប់គ្រងខ្លួនបានហ្នឹងគាត់នឹងក៏មកដំអាយ៉ាតូហើយជូលីនឹងក៏បានដាក់មីនភ្លើងដ៏ធំទៅមនុស្សយន្តប្រុសនោះប៉ុន្តែមនុស្សយន្តប្រុសនឹងក៏បានស្រូបវាទាំងអស់ហើយក៏គប់វានឹងទៅនឹងដីផ្ទុះខ្ទេចរនាំងការពារទី1របស់សាយវៀនហើយស្ទើរតែសម្លាប់ជូលីនឹងផងដែរជាសំណាងល្អមនុស្សយន្តប្រុសក៏ចង់ខូចជើងមួយចំហៀងផងដែរជូលីនឹងក៏មិនអាចប្រយុទ្ធតទៀតបានប៉ុន្តែនាងនឹងអាចបានត្រឹមតែបញ្ចូលថាមពលវេទមន្តរបស់នាងនឹងចូលដាវរបស់អាយ៉ាតូហើយអាយ៉ាតូនឹងគាត់ក៏បញ្ចូលថាមពលរបស់គាត់ចូលទៅក្នុងដាវនោះដែររួចនាងនឹងក៏ជួយគាត់នឹងឲ្យបង្កើតជារូបរាងដែលអាយ៉ាតូនឹងចង់បានឲ្យវានឹងខ្លាចទៅជាដាវដ៏ខ្លីមានថាមពលនឹងខ្លាំងជាងមុនបន្ទាប់មកនឹងជូលីនឹងក៏បានទុនជង្គង់របស់នាងហើយក៏ទុកឲ្យអាយ៉ាតូនឹងចាត់ការមនុស្សយន្តប្រុសនោះតែម្ដងទៅមនុស្សយន្តប្រុសនឹង
បន្ទាប់ពីបញ្ចប់ការជួសជុលរបស់គាត់នៅក្នុងពេលតែមួយហ្នឹងអាយ៉ាតូនឹងក៏សម្រុកទៅកាប់ដាច់ញញួររបស់មនុស្សយន្តប្រុសប៉ុន្តែមនុស្សយន្តប្រុសហ្នឹងក៏បានជប់វាងមកមួយទៀតអាយ៉ាតូនឹងរកទៅកាប់ផ្លាកសញ្ញារបស់គាត់ប៉ុន្តែមនុស្សយន្តប្រុសហ្នឹងក៏ដំដីធ្វើឲ្យអាយ៉ាតូនឹងលោតទៅជុំវិញហើយក៏លាក់នៅពីក្រោយកំតិចកំទីខណៈដែលមនុស្សយន្តប្រុសដេញតាមគាត់អាយ៉ាតូក៏បានប្រើក្បាច់ដាវពិសេសរបស់គាត់ដែលហៅថាព្រះច័ន្ទក្រហមហ្នឹងក៏កាប់ផ្លាកសញ្ញារបស់មនុស្សយន្តប្រុសហើយក៏ឈ្នះការប្រកួតទៅនៅក្នុងពិធីប្រគល់ពានរង្វាន់នេះហ្នឹងប្រធានគណៈកម្មការដឹកនាំដោយលោកម៉ាឌៀនហ្នឹងគាត់នឹងក៏មកប្រគល់ពានរង្វាន់ហ្នឹងដល់អាយ៉ាតូហើយយើងក៏លេចមើលនៅលូក្រោមដីទីក្រុងវិញជនចាប់ចម្រិតរបស់ Flora ហ្នឹងក៏ព្យាយាមរត់គេចខ្លួនយ៉ាប៊ូគីហ្នឹងក៏មកបញ្ឈប់គាត់ដោយនិយាយឈ្មោះរបស់គាត់ថាជា Warner ធ្វើឲ្យ Warner ហ្នឹងភ្ញាក់ផ្អើលតែម្ដងហើយ Warner ហ្នឹងក៏ស្គាល់យ៉ាប៊ូគីផងដែរថាជាពួកឃាតករសមោលតារាបន្ទាប់មកហ្នឹងយ៉ាប៊ូគីហ្នឹងក៏បានសម្លាប់ Warner នៅពេលនោះទៅចំណែកឯសាយ៉ាក៏បានមកអបអរសាទរនឹងអាយ៉ាតូឯក្លូឌៀវិញនាងហ្នឹងក៏មកអបដៃអាយ៉ាតូក្លូឌៀនេះគឺនាងតែងតែមកអបដៃអាយ៉ាតូតែម្ដងហើយទោះបីជាយ៉ាងណាក៏ដោយហ្នឹងអាយ៉ាតូក៏ប្រាប់ពួកគេថាគាត់នឹងមិនអាចឈ្នះបានទេបើសិនជាគ្មានជំនួយពីពួកគេនោះហើយគាត់នឹងក៏ភ្ញាក់ផ្អើលផងដែរថានៅពេលដែលគាត់នឹងដឹងថាសូម្បីតែ Lester នឹងក៏បានមកជួយគាត់នេះផងដែរអាយ៉ាតូនឹងក៏អរគុណ Lester ហើយ Lester ក៏បានដើរចាក់ចេញទៅឯសាយ៉ានាងនឹងក៏សុំទោសដែលនាងមិនអាចចាប់អ្នកចាប់ចម្រិតនឹងបានហើយអាយ៉ាតូនឹងក៏និយាយថាតែប៉ុណ្្នេះនឹងគឺគាត់សប្បាយចិត្តហើយឲ្យតែអ្នកគ្រប់គ្នានឹងមានសុវត្ថិភាពហើយគាត់នឹងក៏អង្អែក្បាលសាយ៉ាទៅបន្ទាប់ពីនោះហ្នឹងកាមីឡាហើយនឹងមនុស្សយន្តស្រីក៏មកដល់ហើយក៏ចង់សុំប្រកួតឡើងវិញម្ដងទៀតដោយសារកាមីលានឹងនិយាយថានាងនឹងមិនបានដឹងថាអឺណេស្តានឹងបានប្រើប្រាស់ឧបករណ៍ប្រភពថាមពលខ្លាំងបែបនេះសម្រាប់មនុស្សយន្តប្រុសនោះឡើយហើយនាងនឹងគិតថាសមត្ថភាពរបស់សាយ៉ានិងគីរីនឹងសមនឹងការប្រកួតឡើងវិញម្ដងទៀតជាពិសេសនាងនឹងក៏សារភាពផងដែរថាអាវុធរបស់ប៉ារបស់សាយ៉ាហ្នឹងគ្រាន់បើជាងមនុស្សយន្តស្រីរបស់នាងហើយសាយ៉ាហ្នឹងក៏យល់ស្របឯសម្រាប់អឺណេស្តាវិញនាងហ្នឹងក៏មកនិយាយជាមួយនឹងដឺកដែលទាមទារឲ្យដឹងពីមូលហេតុដែលនាងហ្នឹងមិនបានឆ្លើយតបនឹងសំណើរបស់គាត់ហ្នឹងឲ្យចូលដៃគ្នាហ្នឹងនាងហ្នឹងក៏បដិសេធភ្លាមប៉ុន្តែនៅពេលដែលដឺកគម្រាមថាគាត់ដឹងពីមនុស្សយន្តទី3ដែលនាងកំពុងតែពិសោធន៍សូម្បីតែកាមីឡាហ្នឹងក៏មិនដឹងផងអឺណេស្តាហ្នឹងនាងក៏បាក់ហើយក៏និយាយថានាងហ្នឹងនឹងពិចារណារឿងនេះឡើងវិញបន្ទាប់ពីនោះហ្នឹងអាយ៉ាតូនិងប៉របស់ពួកគេហ្នឹងក៏បានទៅលេងគីរីនហ្នឹងនៅឯមន្ទីរពេទ្យនាងហ្នឹងក៏ជាសះស្បើយពីរបួសពេលប្រកួតនឹងជាមួយនឹងមនុស្សយន្តនោះអាយ៉ាតូហ្នឹងក៏អង្អែក្បាលគីរីនសម្រាប់ជំនួយទាំងអស់របស់នាងផងដែរហើយទីបំផុតហ្នឹងជូលីហ្នឹងក៏មកដល់ជាមួយ Flora ដែល Flora ហ្នឹងមកអរគុណពួកគេទាំងអស់គ្នាដែលបានជួយនាងហើយនាងក៏យំទៅក្រោយមកហ្នឹងជូលីហ្នឹងក៏សុំអាយ៉ាតូហ្នឹងទៅនិយាយគ្នានៅខាងក្រៅនាងហ្នឹងក៏អរគុណគាត់ហើយអាយ៉ាតូហ្នឹងគាត់ហ្នឹងក៏សន្យាថាគាត់នឹងនៅជាមួយនាងរហូតដល់នាងហ្នឹងឈានដល់គោលដៅរបស់នាងបានសម្រេចហើយបន្ទាប់ពីនោះហ្នឹងម៉ាឌៀតក៏ប្រាប់ជូលីនិងអាយ៉ាតូនឹងថាប៉ូលីសនឹងបានចាប់ខ្លួនសមាជិកក្រុមជនអន្តពាលដែលបានចាប់ចម្រិត Flora ជូលីនឹងតវ៉ានិយាយថាដឺកនៅពីក្រោយផែនការនោះប៉ុន្តែម៉ាឌៀតនឹងសារភាពថាពួកគេនឹងមិនមានផុសតាងគ្រប់គ្រាន់ទេហើយនិយាយអំពីផុសតាងនេះហ្នឹងធ្វើឲ្យអាយ៉ាតូនឹងនឹកពីការស្នើសុំរបស់គាត់រឿងមួយតាក់ទងនឹងជោគវាសនារបស់បងស្រីរបស់គាត់ជារង្វាន់សម្រាប់ជ័យជំនះរបស់គាត់នេះម៉ាឌៀតនឹងក៏និយាយថាគាត់នឹងធ្វើអ្វីដែលគាត់អាចធ្វើបានក្នុងការស្វែងរកនាងហើយបន្ទាប់ពីពួកគេចាក់ចេញម៉ាឌៀននឹងក៏លើកទូរស័ព្ទពីដឺកហើយនិយាយថាឲ្យគាត់នឹងបង្ករឿងច្រើនពេកហើយដឺកនឹងក៏សួរតបមកវិញថាមិនបានជាម៉ាឌៀននឹងមិនព្រមប្រាប់អាយ៉ាតូនឹងអំពីទំនាក់ទំនងរបស់គាត់ជាមួយនឹងបងស្រីរបស់អាយ៉ាតូនឹងទៅតែគាត់ថាវាគឺជារឿងផ្ទាល់ខ្លួនរបស់គាត់រួចក៏បិទទូរស័ព្ទទៅជាចុងក្រោយបង្ហាញពីហារូកាបានសម្លាប់នៅក្នុងបំពង់ទឹកនៅឯមន្ទីរពិសោធន៍មួយជូលីអាយ៉ាតូក្លូឌៀសាយ៉ាហើយនិងគីរីនឹងកំពុងតែសម្រាកនៅអាហារពេលព្រឹកមួយជូលីនឹងក៏និយាយថានាងមានអ្វីមួយនឹងដែលនាងចង់ពិភាក្សាជាមួយនឹងពួកគេនៅថ្ងៃបន្ទាប់ពួកគេក៏បានជិះយន្តហោះរាជវង្សលីសេតានីដើម្បីទៅលេងប្រទេសរបស់ជូលីហើយហ្វូងមនុស្សយ៉ាងច្រើនអបអរសាទរជូលីសម្រាប់ជ័យជំនះរបស់នាងនៅពេលដែលពួកគេបានមកដល់វាំងហ្នឹងជូលីនឹងក៏នាំគ្នាទៅជួបចូលបឺតរ៉ូសវែលដែលជាបងប្រុសរបស់នាងនឹងផងហើយក៏ជាស្ដេចផងដែរចូលបឺតនឹងអរគុណអាយ៉ាតូសម្រាប់ការជួយសង្គ្រោះជីវិតរបស់ Flora ហើយគាត់ក៏បានអញ្ជើញពួកគេនឹងឲ្យទៅចូលរួមពិធីជប់លៀងនៅក្នុងកិត្តិយសជ័យជំនះរបស់ពួកគេដែលនឹងប្ររពឡើងនៅយប់ថ្ងៃស្អែកនេះនៅតាមផ្លូវទៅកាន់បន្ទប់របស់ពួកគេហ្នឹងជូលីនឹងក៏ចែករំលែកពីប្រវត្តិខ្លះៗរបស់ប្រទេសនាងដែលនៅពេលមួយហ្នឹងពួកគេនឹងសម្រេចចិត្តចែករំលែកប្រាក់ចំណេញដើម្បីជៀសវាងសង្គ្រាមនឹងគ្នាប៉ុន្តែដោយសារឥឡូវនេះហ្នឹងប្រទេសរបស់ពួកគេនឹងមានវិបត្តិសេដ្ឋកិច្ចដ៏ធំហើយជូលីនឹងក៏បន្តការបដិញ្ញារបស់នាងក្នុងការបយុទ្ធដើម្បីរកប្រាក់ចំណូលឲ្យប្រទេសរបស់នាង
បន្ទាប់ពីនោះនឹង Flora ហ្នឹងក៏មករក Ayato នៅពេលដែលគាត់កំពុងតែសិក្សាហ្នឹងគឺដើម្បីសុំឲ្យគាត់ជួយទៅរក Saya ហើយគាត់ហ្នឹងក៏ឃើញ Saya កំពុងតែសម្លឹងមើលបឹងនៅក្បែរនោះបន្ទាប់មកនឹង Saya ហ្នឹងក៏សុំទោសទាំងឈឺចាប់ដែលកាលពីឆ្នាំមុនហ្នឹងនាងហ្នឹងមិននៅទីនោះដើម្បីលួងចិត្ត Ayato ខណៈពេលដែលបងស្រីរបស់គាត់ហ្នឹងបានបាត់ខ្លួនអញ្ចឹងហ្នឹងគឺទុកឲ្យគាត់នៅតែឯងឯកោមែនទែននាងហ្នឹងក៏ប្រាប់ Ayato ហ្នឹងឲ្យពឹងពាក់លើនាងនៅពេលដែលគាត់ត្រូវការនាងព្រោះនាងហ្នឹងចង់ជួយគាត់រាល់ពេលដែលគាត់ត្រូវការហ្នឹងតែម្ដងហើយអំឡុងពេលញ៉ាំអាហារពេលល្ងាចហ្នឹង Claudia ហ្នឹងក៏សុំឲ្យពួកគេហ្នឹងចូលរួមជាមួយនឹងក្រុមរបស់នាងសម្រាប់ការប្រកួត5ស្មើនៅឆ្នាំក្រោយហើយពួកគេហ្នឹងក៏យល់ព្រមជាបណ្ដោះអាសន្នសិននៅពេលនោះនៅយុគបន្ទាប់មុនពិធីជប់លៀងហ្នឹង Ayato ហ្នឹងមិនអាចយកអាវុធវិញ្ញាណតាមខ្លួនគាត់បានទេគាត់ហ្នឹងក៏ទៅជួប Claudia, Julius ហើយនឹង Kirin គាត់និយាយមិនចេញតែម្ដងពេលឃើញពួកគេហ្នឹងស្លៀកពាក់ស្អាតបាតមែនទែនហើយនៅពេលពិធីជប់លៀងចាប់ផ្ដើមហ្នឹង Joelberg ក៏បានហៅ Julius ហ្នឹងឲ្យទៅជួបភ្ញៀវឯ Ayato ហ្នឹងក៏បានដើរជុំវិញនោះពួកគេទាំងពីរនាក់ហ្នឹងក៏មិនបានឃើញអ្នកលាក់កំបាំងនៅក្នុងស្រមោលនៅនោះទេគឺមានតែ Claudia ម្នាក់តែប៉ុណ្ណោះដែលមើលឃើញម្នាក់នោះ Ayato ហ្នឹងក៏ទៅជួប Kirin ដែលកំពុងភ័យស្លន់ស្លោព្យាយាមដើរចេញពីអ្នកចែកចង់នាងហើយនាងហ្នឹងក៏បានរត់ទៅរក Ayato ដោយអំណរគុណតែម្ដង Kirin ហ្នឹងគិតថានាងហ្នឹងមានរាងមិនស័ក្តិសមនឹងសម្លៀកបំពាក់របស់នាងទេមើលទៅគឺវាអាក្រក់មើលណាស់នាងគិតអញ្ចឹងតែ Ayato ហ្នឹងក៏ធានាថានាងហ្នឹងស្អាតណាស់សម្រាប់គាត់ហើយនាងហ្នឹងក៏អំអៀនផងដែរហើយនៅពេលនោះ Kirin ក៏សុំ Ayato ហ្នឹងដើរកាន់ដៃគ្នាព្រោះពេលដែលនាងឃើញគាត់ហ្នឹងធ្វើបែបនេះជាមួយនឹង Julius ហ្នឹងវាហ្នឹងមើលទៅគួរឲ្យស្រឡាញ់ណាស់ភ្លាមនោះហ្នឹង Saya ហ្នឹងក៏មកដល់ហើយក៏ចង់ធ្វើអញ្ចឹងដែរហើយចម្លែកអីនៅពេលនោះបុរសចំណាំម្នាក់ហ្នឹងក៏មកដល់ហើយគាត់ម្នាក់ហ្នឹងក៏សួរ Ayato ថាតើគាត់ហ្នឹងគ្រោងនឹងចូលរួមในការប្រកួត5ស្មើមែនដែរឬទេហើយបុរសហ្នឹងក៏បន្តថាបើពួកគេមិនចូលរួមនោះវានឹងល្អព្រោះគាត់ហ្នឹងមិនចាំបាច់ប្រើអំពើហិង្សាដាក់ពួកគេឡើយឮអញ្ចឹងហ្នឹង Saya Ayato Kirin ហ្នឹងក៏ត្រៀមប្រយុទ្ធភ្លាមតែម្ដង Kirin និង Ayato ហ្នឹងថែមទាំងឈោងចាប់ដាវប៉ុន្តែដាវរបស់ពួកគេបានដកហូតហ្នឹងបាត់ទៅហើយបុរសហ្នឹងក៏បានជប់សត្វតោមួយមកកម្ចាត់ពួកគេហើយក៏បានបាត់ខ្លួនទៅតោហ្នឹងក៏ខ្ញៅ Kirin ដំបងរួចនាងហ្នឹងក៏ហក់កិច្ចប៉ុន្តែក្បាលពោះហ្នឹងស្ទើរតែខំនាងហ្នឹងពាក់ដាច់ពាក់កណ្ដាលទៅហើយរហូតដល់ Ayato ទៅជួយនាងទាន់ពួកគេទាំងពីរហ្នឹងក៏ប្រហែលជាត្រូវបានខ្ញៅម្ដងទៀតទៅហើយ Saya ហ្នឹងក៏បានរក្សាអាវុធរបស់នាងនៅជាប់ផ្លូវរបស់នាងហ្នឹងទោះបីជាច្បាប់ហាមក៏ដោយហើយនាងហ្នឹងក៏បានបាញ់បេងមកទុះតោទៅក្នុងសួនច្បារនៅក្បែរនោះឆ្ងាយពីគ្រប់គ្នាតែម្ដង Ayato ហ្នឹងក៏ឲ្យសញ្ញា Julius និង Saya ហើយគាត់ហ្នឹងក៏ហក់ទៅវាយមួយស្មើជាមួយនឹងតោនោះហើយនៅពេលដែលតោវាខ្ញៅហ្នឹងគាត់ហ្នឹងក៏លោតហើយក៏រវាំងមួយជើងចំក្បាលពោះរួចគាត់ហ្នឹងក៏បដូរទីតាំងទៅដីហើយក៏ទាត់តោហ្នឹងហោះទៅលើអាកាសហើយក៏លោតទៅទាត់ក្បាលតោហ្នឹងពី3ជើងហើយក៏ដំវាហ្នឹងជាមួយនឹងរទះជើងរបស់គាត់បន្ទាប់មកគាត់ហ្នឹងក៏បានហៅ Saya ហើយនិង Julius ហ្នឹងដែលរួមបញ្ចូលថាមពលភ្លើងហើយនិងបេរបស់ពួកគេហ្នឹងគឺដើម្បីបំទុះសម្រាប់តោហ្នឹងតែម្ដងហើយយើងក៏លេងមើលលើបឹងវិញបុរសចំណាស់ម្នាក់ដែលបានជប់តោនោះហ្នឹងក៏មានចំណាប់អារម្មណ៍លើ Ayato ហើយមានគម្រោងជប់សត្វយក្សមួយទៀតដែលនៅពីក្រោមគាត់នោះស្អែកឡើងចូលបឺតនឹងប្រាប់ Ayato និងមិត្តរបស់គាត់នឹងថាតាចាស់ម្នាក់នោះនឹងគឺមានឈ្មោះថា Gustavo Morak បានវាយប្រហារពួកគេនឹងការប្រយុទ្ធមិញនោះហ្នឹងគាត់នឹងគឺជាទាហានស៊ុយឈ្នួលម្នាក់ដូចជាឃាតករអញ្ចឹងគាត់នឹងក៏បានបន្ថែមទៀតដែរថា Julius កិត្តិនាមរបស់នាងនឹងបានកើនឡើងខ្ពស់បន្ទាប់ពីនាងបានទទួលជ័យជំនះនៃការប្រកួតនឹងពីស្មើហ្នឹងដូច្នេះចូលបឺតនឹងក៏សួរថាតើ Ayato នឹងអាចរៀបការជាមួយនឹងនាងនឹងបានអត់ដើម្បីកុំឲ្យនាងនឹងខ្លាចទៅជាអាយ៉ងដូចគាត់នេះឯងទៅពួកអង្គការមូលនិធិសហគ្រាសរួមហើយថាពួកគេនឹងស្វែងរកប្តីសម្រាប់នាងបើសិនជានាងនឹងមិនរកប្តីខ្លួនឯងនាងនេះ Ayato នឹងក៏បដិសេធធ្វើឲ្យ Julius នឹងភ្ញាក់ផ្អើលមែនទែនដោយសារតែគាត់នឹងគិតថាគាត់នឹងមិនចង់សេរីភាពរបស់ Julius ទេបន្ទាប់មកនឹងចូលបឺតនឹងក៏ស្នើសុំឲ្យពួកគេនឹងបោះបង់ចោលកុំឲ្យចូលរួមในការប្រកួតនឹងវាយ5ស្មើនៅឆ្នាំក្រោយហ្នឹងក្នុងករណីនោះហ្នឹងគាត់នឹងបារម្ភថាអង្គការមូលនិធិសហគ្រាសរួមហ្នឹងនឹងទំនងជាតែងតាំង Julius ហ្នឹងទៅជាអ្នកដឹកនាំវិញព្រោះគាត់ហ្នឹងពិតជាយកចិត្តទុកដាក់ចំពោះ Julius ហ្នឹងមែនទែនគឺមិនចង់ឲ្យ Julius ហ្នឹងពាក់ព័ន្ធនឹងរឿងនយោបាយនោះទេហើយនៅពេលនោះហ្នឹងផងដែរ Julius ហ្នឹងក៏បដិសេធហើយក៏ចាកចេញឯចូលបឺតនឹងក៏ប្រាប់ Ayato ថា Julius នឹងនាងចិត្តល្អពេកចឹងហើយនាងនឹងមិនអាចធ្វើជាមហាសត្យានីបានទេហើយគាត់នឹងក៏សុំឲ្យ Ayato ទៅស្វែងរក Julius នៅឯមណ្ឌលកុមារកំព្រាគឺឲ្យតែនាងនឹងតូចចិត្តនាងនឹងតែងតែនៅទីនោះនឹងតែម្ដងបន្ទាប់ពីនោះនឹង Ayato នឹងក៏បានទៅជួប Julius នៅឯមណ្ឌលកុមារកំព្រាដូនជីម្នាក់មានឈ្មោះថា Teresa ដែលជានាយកមជ្ឈមណ្ឌលកុមារកំព្រាហ្នឹងរួមទាំងប្អូនស្រីមួយចំនួនបានធំឡើងជាមួយ Julius នៅទីនោះហ្នឹង
អាយ៉ាតូហ្នឹងគាត់នឹងក៏បានដឹងថាមណ្ឌលកុមារកំព្រាហ្នឹងមានអ្នកផ្ទុកថាមពលវេទមន្តនឹងចំនួន4នាក់រួមជាមួយនឹងថេរេសាហើយនឹងបងប្អូនស្រី3នាក់ផ្សេងទៀតនៅមណ្ឌលកុមារកំព្រាហ្នឹងពួកគេហ្នឹងក៏បង្រៀនកុមារទាំងអស់ហ្នឹងឲ្យចេះក្បាច់ការពារខ្លួនហ្នឹងផងដែរឯដូនជីថេរេសាហ្នឹងក៏ជាគ្រូរបស់ជូលៀសនេះផងដែរបន្ទាប់ពីនោះហ្នឹងជូលៀសហ្នឹងក៏ចាក់ចេញអាយ៉ាតូហ្នឹងក៏ដើរតាមហើយជូលៀសហ្នឹងនាងក៏សុំទោសនាងនឹងដឹងថាបងប្រុសរបស់នាងនឹងយកចិត្តទុកដាក់ចំពោះនាងហើយក៏មានការខកចិត្តផងដែរដែលនាងនឹងមិនអាចជួយមនុស្សដែលសំខាន់ទាំងអស់សម្រាប់នាងនឹងក៏ចង់បង្កើតឥទ្ធិពលរបស់ប្រទេសនាងដែលបង្កើតមជ្ឈមណ្ឌលកុមារកំព្រាដើម្បីសងមណ្ឌលនិងលុបបំបាត់នៅរឿងអយុត្តិធម៌តាំងតែពីដំបូងផងដែរដែលនាងនឹងបានចងចាំពីមិត្តល្អបំផុតរបស់នាងដែលមានឈ្មោះថាអូហ្វីលៀហ្នឹងដែលជាក្មេងស្រីបានធ្វើកន្សែងដៃនឹងឲ្យនាងហ្នឹងត្រូវបានគេនាំយកពីមណ្ឌលកុមារកំព្រាដើម្បីក្លាយទៅជាអ្នកប្រយុទ្ធរបស់ពួកគេហើយនៅពេលនោះហ្នឹងឡានអូហ្វីលៀហ្នឹងក៏មកដល់ជូលីហ្នឹងឃើញចឹងក៏ភ្ញាក់ផ្អើលហើយទោះបីជានាងនិងអាយ៉ាតូហ្នឹងមិនអាចតាមទាន់វាដោយថ្មើរជើងក៏ដោយក៏នាងនៅតែមានគំនិតមួយថានាងត្រូវតែតាមអូហ្វីលៀហ្នឹងឲ្យបានពួកគេទាំងពីរនាក់ហ្នឹងក៏បានទៅដល់ផ្ទះដែលឆេះមួយអូហ្វីលៀហ្នឹងក៏បានពាក់ស្អែកសន្តានសាលាមកពីលេវកំពុងតែឈររងចាំជូលីហ្នឹងនៅទីនោះអូហ្វីលៀហ្នឹងមិនចង់មានរឿងជាមួយនឹងជូលីទេប៉ុន្តែជូលីហ្នឹងនាងចង់ឲ្យអូហ្វីលៀហ្នឹងបោះបង់ចោលពិភពលោកដែលសាលាលេវហ្នឹងបានជំរុញនឹងឲ្យនាងហើយឲ្យនាងត្រឡប់មកជាមួយនឹងជូលីវិញហើយក៏ប្រាប់អាយ៉ាតូផងដែរថាកុំឲ្យមានរឿងពាក់ព័ន្ធជាមួយនាងហើយនឹងអូហ្វីលៀហ្នឹងឲ្យសោះរួចជូលីហ្នឹងក៏បាញ់វេទមន្តភ្លើងរបស់នាងអូហ្វីលៀហ្នឹងក៏បានបញ្ចេញថាមពលងងឹតដែលសូម្បីតែអាយ៉ាតូក៏ភ្ញាក់ផ្អើលផងដែរនាងហ្នឹងក៏ប្រើដៃដែលបង្កើតចេញពីភពងងឹតហ្នឹងរងហើយនឹងចាប់សូម្បីតែផ្កាភ្លើងរបស់ជូលីបន្ទាប់មកហ្នឹងអូហ្វីលៀហ្នឹងក៏បានបដូរភពងងឹតរបស់នាងហ្នឹងទៅជាដៃមួយហើយចាប់រួចក៏បោកជូលីហ្នឹងឲ្យសន្លប់បាត់ទៅអាយ៉ាតូហ្នឹងស្ទើរតែចាប់ជូលីហ្នឹងមិនទាន់ផងហើយថាមពលងងឹតនោះហ្នឹងអាយ៉ាតូហ្នឹងក៏ដឹងថាវាគឺជាថាមពលគេឲ្យឈ្មោះថា Eren Sklingal ជាឈ្មោះទេពធីតាហ្នឹងមកពីឋាននរកកំពុងតែស៊ីថាមពលជីវិតរបស់ជូលីនេះផងដែរអាយ៉ាតូហ្នឹងក៏សុំឲ្យអូហ្វីលៀហ្នឹងបញ្ឈប់ព្រោះនាងហ្នឹងបានឈ្នះរួចហើយនាងហ្នឹងក៏និយាយថានាងហ្នឹងមិនអាចបញ្ឈប់កងវាសនានិងនិស័យបានទេនៅពេលដែលវាហ្នឹងបានចាប់ផ្ដើមវិលនោះហើយប្រាប់ឲ្យអាយ៉ាតូហ្នឹងគួរតែចាក់ចេញហ្នឹងពីទីនេះទៅអាយ៉ាតូនឹងគាត់មិនចង់ចាក់ចេញពីជូលីទេដូច្នេះគាត់នឹងក៏ត្រៀមដាវដើម្បីប្រយុទ្ធជាមួយនឹងអូហ្វីលៀងផងដែរគាត់នឹងទប់ទល់នឹងដៃទាំងអស់ដំបងប៉ុន្តែនៅពេលដែលគាត់ងាកថយក្រោយបន្តិចហ្នឹងគាត់នឹងក៏ចូលអន្ទាក់នៅភពងងឹតដែលគ្មានពណ៌គ្មានក្លិនរបស់អូហ្វីលៀងនៅក្នុងដីនោះគាត់នឹងក៏ជាប់គាំងមិនអាចកម្រើកបានរយៈពេលមួយភ្លេតដោយដែលអូហ្វីលៀងនឹងរៀបនឹងសម្រាប់ពួកគេហ្នឹង Gastau Morang ក៏បានមកដល់ហើយក៏សុំទុកក្បាលរបស់ពួកគេហ្នឹងឲ្យទៅគាត់ព្រោះក្បាលរបស់ពួកគេហ្នឹងគឺជាបេសកកម្មរបស់គាត់នេះឯងហើយក្នុងពេលជាមួយគ្នានោះដែរដឺហ្នឹងក៏បានទេមកអូហ្វីលៀប្រាប់ឲ្យនាងហ្នឹងមកបន្ទីពិសោធន៍របស់គាត់វិញនាងហ្នឹងក៏ចាក់ចេញទៅឯ Gasta វិញក៏ជប់សัตว์ពីរប្រភេទមួយឆ្កែក្បាល3ហើយមួយទៀតគឺឆ្កែក្បាល2អាយ៉ាតូនឿយហត់ខ្លាំងពេកប៉ុន្តែគាត់នឹងអាចកាប់ឆ្កែក្បាល2ហ្នឹងបានសម្រេចប៉ុន្តែនៅពេលដែលឆ្កែក្បាល3ហ្នឹងលោតមកគាត់នឹងក៏អោបជូលៀត្រៀមនឹងទទួលជោគវាសនារបស់គាត់នឹងបាត់ទៅហើយប៉ុន្តែខ្សែពណ៌បៃតងនិងក្រហមហ្នឹងក៏មកកាត់ក្បាលហ្នឹងឆ្កែក្បាល3នោះក្លោឌៀហ្នឹងក៏បានមកដល់ហើយប្រាប់ Gustav នឹងថានាងនឹងរីករាយទទួលតាចាស់ដោយគាត់នឹងវាយមួយស្មើនៅទីនេះបើគាត់នឹងចង់ខ្លាំងដូច្នេះតាចាស់នោះក៏សុកចិត្តដកថយទៅអាយ៉ាតូវិញគាត់នឹងក៏ដួលនៅក្បែរជូលៀងតែម្ដងទៅបន្ទាប់3ថ្ងៃក្រោយមកហ្នឹងអាយ៉ាតូហ្នឹងក៏ភ្ញាក់ដឹងខ្លួនហើយគាត់ដឹងថាគាត់នឹងប៊ីស្លាប់បើក្លោឌៀហ្នឹងមកជួយគាត់មិនទាន់គាត់នឹងក៏ធូរចិត្តផងដែរពេលឃើញសាយ៉ាហើយនឹងគីរីនហ្នឹងដេកក្បែរគាត់ឯជឿលឺវិញក៏មកអរគុណគាត់នឹងនិយាយអំពីអតីតកាលរបស់អូហ្វីលៀថានាងហ្នឹងគឺជាក្មេងដែលចិត្តល្អសុភាពនិងមិនចេះធ្វើបាបសូម្បីតែសត្វល្អិតហើយនាងហ្នឹងជោគចិត្តមើលផ្ការីកមែនទែនថ្ងៃមួយហ្នឹងក៏ស្រាប់តែមានបុរស2នាក់ហ្នឹងបាននាំយកអូហ្វីលៀហ្នឹងទៅមន្ទីរពិសោធន៍ដែលហៅថា Frolop ដែលជាផ្នែកមួយនៃអង្គការមូលនិធិសហគ្រាសរួមដែលគ្រប់គ្រងដោយសិស្សសាលាអាលេខ្វៀម្នាក់មានឈ្មោះថា Magno Opus គឺដើម្បីពិសោធន៍មនុស្សធម្មតានឹងឲ្យខ្លាយទៅជាអ្នកលេងវេទមន្តនឹងផងដែរអូហ្វីលៀនឹងត្រូវបានគេយកទៅជាការបញ្ចាំសម្រាប់បំណុលរបស់មជ្ឈមណ្ឌលកុមារកំព្រានេះគឺប្រទេសរបស់ជូលីនឹងខ្វះលុយមែនទែនតែម្ដងនៅពេលនោះហ្នឹងហើយឥឡូវនេះហ្នឹងអូហ្វីលៀនឹងក៏ខ្លាយទៅជាអ្នកចេះវេទមន្តដែលត្រូវបានបង្កើតឡើងនឹងដ៏មានឥទ្ធិពលបំផុតនៅលើពិភពលោកហ្នឹងតែម្ដងដែលថាមពលរបស់នាងហ្នឹងគឺចាប់ផ្ដើមរំលាយអារម្មណ៍ជាមនុស្សរបស់នាងពីខ្លួនហ្នឹងម្ដងបន្តិចនៅពេលដែលនាងហ្នឹងប្រើប្រាស់វាហ្នឹងហើយមូលហេតុដែលជូ
Julius និង Ayato ហ្នឹងរកឃើញអាគារត្រូវភ្លើងឆេះនៅទីនោះហ្នឹងគឺដោយសារតែថាមពលរបស់ Ophelia មិនអាចគ្រប់គ្រងបានក្នុងអំឡុងពេលពិសោធន៍នៅពេលនោះហើយថាមពលរបស់នាងហ្នឹងបានបំផ្លាញមិនត្រឹមតែអាគារតែប៉ុណ្ណោះទេថែមទាំងកំទេចរុក្ខជាតិនៅជុំវិញនោះទៀតផងគ្មានអ្វីនឹងរីកដុះដាលនៅទីនោះទៀតទេឥឡូវនេះคล้ายទៅជាដីងាប់បាត់ទៅហើយនៅទីនោះហ្នឹងហើយប្រសិនបើ Ophelia នឹងចូលទៅចិត្តរុក្ខជាតិដែលមានជីវិតហ្នឹងពួកវានឹងរួញងាប់ដូច្នេះនាងនឹងមិនអាចចូលទៅចិត្តផ្កាបានតទៅទៀតទេដែលជាអ្វីដែលនាងជួយគិតមើលជាងគេហ្នឹង Julius នឹងក៏សុំឲ្យ Ayato ហ្នឹងឲ្យគាត់នឹងជៀសឆ្ងាយកុំឲ្យពាក់ព័ន្ធរវាងចំនួនរវាងនាងទាំងពីរហ្នឹងគឺមានតែ Julius ខ្លួនឯងនាងតែម្នាក់ឯងតែប៉ុណ្ណោះដែលត្រូវផ្ដួលនឹង Ophelia បើមិនដូច្នោះទេ Ophelia នាងមិនដឹងខ្លួននោះទេបន្ទាប់ពីនោះហ្នឹង Ayato នឹងក៏យល់ព្រមហើយ Julius នឹងក៏បន្តនិយាយថាឥឡូវនេះហ្នឹងពួកគេនឹងគឺត្រូវតែតាមចាប់ឃាតករស៊ីឈ្នួលនឹង Gastown ជាមុនសិនហើយថានាងហ្នឹងនឹងពឹងមិនត្រឹមតែ Ayato តែប៉ុណ្ណោះទេគឺថែមទាំងពឹងលើក្មេងស្រីទាំងពីរនាក់ដែលដេកនៅលើគ្រែរបស់គាត់ថែមទៀតផងសាយ៉ាហើយនឹងគីរីហ្នឹងក៏បង្ហាញថានាងអាចពឹងផ្អែកលើពួកគេបានហើយភ្លាមៗមុនហ្នឹង Flora ហ្នឹងក៏មកដល់ជាមួយនឹងដំណឹងដ៏គួរឲ្យរន្ធត់ដែលថាសត្វនាងកំពុងតែវាយលុកទីក្រុងប៉ូលីសហ្នឹងក៏បានបញ្ចេញកម្លាំងទាំងអស់គ្រប់ទិសទីតែម្ដងដើម្បីប្រឈមមុខនឹងសត្វនាងនោះហើយ Julius ហ្នឹងក៏ដឹងថាពេលនេះគឺធ្វើឲ្យមណ្ឌលកុមារកំព្រាហ្នឹងគ្មានអ្នកការពារតទៅទៀតឡើយនាងហ្នឹងក៏សម្រេចចិត្តថានាងនឹងត្រូវតែទៅរកមេខ្លោងនៅទីនោះហ្នឹងតែម្ដង Julius ហ្នឹងក៏បានប្រើស្លាបភ្លើងរបស់នាងនាំ Ayato ហោះចូលទៅក្នុងតំបន់អាណាធិបតេយ្យជុំវិញមណ្ឌលកុមារកំព្រានោះហើយនៅទីនោះហ្នឹង Gustav ហ្នឹងក៏បានជប់ហៅល្មូនក្បាល8ពីទន្លេនៅក្បែរនោះហើយក៏ភ្លុំភ្លើងដាក់ពួកគេធ្វើឲ្យពួកគេហ្នឹងគេចបានសម្រេចប៉ុន្តែពួកគេហ្នឹងក៏តក់ស្លុតចំពោះដានឥទ្ធិពលពីការភ្លុំនេះAyato នឹងក៏បញ្ចុះបញ្ចូល Julius នឹងឲ្យទៅជំនះប្រជាជនជាមុនសិនហើយទន្ទឹមនឹងនេះដែរ Yabuki នឹងក៏បានផ្ញើផុសតាងទៅ Claudia ដែលបង្ហាញថាអ្នកណានឹងដែលនៅពីក្រោយខ្នងរបស់ Gastow ហើយនាងនឹងក៏ហាក់ដូចជាមានការសោកស្ដាយយ៉ាងខ្លាំងផងដែរនៅពេលហ្នឹងឯ Ayato វិញគាត់នឹងក៏មកប្រយុទ្ធមួយស្មើជាមួយនឹងសត្វល្មូនក្បាល8នោះហើយនៅពេលដែលវាដុសក្បាលរបស់វាមកវិញម្ដងហើយម្ដងទៀតនៅពេលដែល Ayato បានកាត់វាចេញហ្នឹងគាត់នឹងក៏នៅតែបន្តវាយសម្រុកផងហើយក៏គេចពីក្បាលផងដែរហើយនៅពេលដែលក្បាលពីរបានចាប់ស្ទាក់គាត់ជាប់ហ្នឹងសាយ៉ានឹងក៏បានបាញ់កំភ្លើងដ៏ធំមួយមកទុះក្បាលរបស់ល្មូនក្បាល8ដែលនៅជិតអាយ៉ាតូបំផុតហើយបន្ទាប់មកហ្នឹងអាយ៉ាតូនិងសាយ៉ានក៏រួមដៃគ្នាដើម្បីកម្ចាត់ក្បាលដែលនៅសេសសល់រហូតដល់សល់តែមួយក្បាលតែប៉ុណ្ណោះល្មូនក្បាល8ក៏បន្តបណ្ដុះក្បាលឡើងវិញហើយល្មូនទាំងអស់នោះហ្នឹងក៏ចាប់ផ្ដើមបាញ់ឡាសៀនដាក់អាយ៉ាតូធ្វើឲ្យអាយ៉ាតូនឹងគេចរហូតដល់ជូលីសហ្នឹងបានសង់អន្ទាក់ភ្លើងដ៏ធំមួយបានសម្រេចហើយក៏ផ្សាយព័ទ្ធល្មូនក្បាល8នៅក្នុងអណ្ដាតភ្លើងនោះអាយ៉ាតូនឹងក៏កាប់ល្មូនក្បាល8នឹងរហូតដល់វារលាយឯ Gastow វិញឃើញអញ្ចឹងពីចម្ងាយនឹងក៏មានការខកចិត្តហើយក៏ងាកចេញទៅគាត់នឹងភ្ញាក់ផ្អើលមែនទេនៅពេលដែលឃើញគីរីននៅពីក្រោយគាត់ហើយក៏អាចរកឃើញគាត់នៅទីនេះប៉ុន្តែគីរីននឹងក៏បង្ហាញថាមកពីយុទ្ធសាស្ត្ររបស់គាត់នៅស្ទើរពេកបានជាអាយ៉ាតូនឹងទីដឹងថាគាត់នៅក្បែរនេះអញ្ចឹងហ្នឹងហើយគីរីននឹងក៏បានប្រើល្បឿនរបស់នាងទៅពីក្រោយខ្នងរបស់គាត់ហើយក៏វាយគាត់ឲ្យដួលសន្លប់បាត់ទៅនៅឯបឹងមួយចំហៀងទៀតបុរសចំណាស់ម្នាក់មានឈ្មោះថា Nicholas Engfeld ដែលជាឪពុករបស់ Claudia នឹងបានមើលការប្រយុទ្ធដោយការខកចិត្តនឹងផងដែរគាត់នឹងក៏រន្ធត់ចិត្តនៅពេលដែលឃើញ Claudia នឹងមកដល់ហើយប្រឈមមុខនឹងនាងហើយផុសតាងដែល Yabuki បានប្រមូលបង្ហាញថា Nicholas នឹងនិងអង្គការរបស់គាត់នឹងមានឈ្មោះថា Galaxy ដែលហៅមួយទៀតហៅថា Ginga នឹងបានជួល Gastow នឹងឲ្យមកសម្លាប់នឹង Julius ហើយនឹង Ayato នឹងNicholas នឹងចង់ឲ្យ Claudia នឹងផ្លាស់ប្ដូរចិត្តនឹងយ៉ាងខ្លាំងអំពីការប្រកួតប្រជែងនឹង5ស្មើនឹង Nicholas នឹងមិនចង់ឲ្យកូនស្រីគាត់នឹងចូលរួមในការប្រកួតប្រជែងនេះទេហើយគាត់នឹងថែមទាំងលុតជង្គង់សុំអំបរទៀតប៉ុន្តែ Claudia នៅតែមិនព្រមហើយនាងក៏ដើរចាក់ចេញទៅនៅថ្ងៃបន្ទាប់ជូបឺតនឹងក៏អរគុណពួកគេសម្រាប់ការជួយស្ដារសន្តិភាពដល់ប្រទេស Lesentania ឡើងវិញ Julie នឹងក៏ឆ្លៀតឱកាសដើម្បីបញ្ជាក់ជាថ្មីអំពីបំណងរបស់នាងក្នុងការឈ្នះពានរង្វាន់នឹងប្រកួត5ស្មើប៉ុន្តែឥឡូវនេះនឹងបន្ទាប់ពីព្រឹត្តិការណ៍ថ្មីៗនេះនឹងនាងនឹងក៏និយាយថានាងនឹងប្រើប្រាស់កេតនាមនិងធនធានដែលនាងទទួលបានដើម្បីបង្កើតអំណាចស្ដេចប្រទេស Lesentania នេះដែលជាជូបឺតនឹងដែលជាបងប្រុសរបស់នាងផងដែរនាងនឹងគឺចង់ប្រឹងស្ថាប័នដែលមានស្រាប់របស់ប្រទេសនាងជាជាងនៃការបង្កើនអំណាចផ្ទាល់ខ្លួនរបស់នាងទៅវិញជីលីនឹងក៏ប្រាប់ទៅជលបឺតនឹងថាតើគាត់នឹងជួយនាងដែរឬទេទោះបីជាមានឧបសគ្គជាច្រើនក៏ដោយហើយបងប្រុសរបស់នាងនឹងក៏យល់ព្រមនឹងតែពេលនោះទៅដោយគាត់នឹងគ្មានជំរឿសក្រៅពីស្ដាប់ប្អូនស្រីរបស់គាត់នេះឡើយហើយខណៈពេលដែលជូលីនិងជលបឺតនឹងកំពុងតែនិយាយគ្នានឹងម៉ាឌៀតនឹងក៏បានទូរស័ព្ទទៅអាយ៉ាតូថាគាត់នឹងបានឃើញហារូកាដែលជាបងស្រីរបស់អាយ៉ាតូកំពុងតែស្វែងរកនឹងហើយអាយ៉ាតូនឹងក៏ហោះទៅមន្ទីរពេទ្យភ្លាមនៅទីស្នាក់ការកណ្ដាលរបស់ Asterix តែ
ម្ដងហើយក៏មកជួបម៉ាឌៀតហើយម៉ាឌៀតនឹងក៏ប្រាប់អាយ៉ាតូថានាងត្រូវបានគេនាំមកទីនេះនឹងកាលពី5ឆ្នាំមុនហើយគ្រប់គ្រូពេទ្យទាំងអស់ហ្នឹងក៏អស់សមត្ថភាពនឹងជួយនាងនឹងផងដែរហើយនៅពេលនោះហ្នឹងអាយ៉ាតូនឹងក៏ស្គាល់ពីឥទ្ធិពលថាជាអំណាចដាក់ឃុំសមត្ថភាពរបស់បងស្រីគាត់ផ្ទាល់តែម្ដងជាក់ស្ដែងនឹងនាងបានឃុំវាមកលើខ្លួនរបស់នាងឲ្យជាប់នៅក្នុងស្ថានភាពសន្លប់បាត់ស្មារតីនេះហើយនៅពេលដែលអាយ៉ាតូកំពុងតែអង្គុយនៅក្នុងសួនច្បារព្យាយាមប្រមូលគំនិតគិតអំពីរឿងបងស្រីរបស់គាត់នេះហ្នឹងមនុស្សស្រីម្នាក់ដែលជា Magnus Opus ហ្នឹងឈ្មោះពិតរបស់នាងហ្នឹងហៅថា Hilda Jane Roland ដើរមករកគាត់ហើយនិយាយថានាងនឹងអាចជួយសង្គ្រោះបងស្រីរបស់គាត់បានតែមិនដឹងថានាងនឹងចង់ស្នើអ្វីពីអាយ៉ាតូវិញទេហើយយើងទៅឡោមើលនៅឯសាលាសេឌូកាន់វិញក្លូឌៀនឹងក៏បានសុំទោសនិងលាតត្រដាងដល់មិត្តភ័ក្តិទាំង4នាក់របស់នាងចំពោះទង្វើរឿងឪពុករបស់នាងគីរីនឹងក៏សួរថាហេតុអ្វីបានជាឪពុករបស់នាងធ្វើអញ្ចឹងឯក្លូឌៀវិញក៏ថាឪពុករបស់នាងហ្នឹងចង់ទប់ស្កាត់ពួកគេដោយខ្លួនគាត់សិនគឺមិនចង់ឲ្យពួកគេនឹងចូលរួមในការប្រកួតវាយ5ស្មើហ្នឹងមុនពេលដែលអង្គការ Galaxy ឬក៏មួយឈ្មោះមួយទៀតហៅថាជីងចាហ្នឹងសម្រាប់ចិត្តនឹងចេញសកម្មភាពជាផ្លូវការដើម្បីបញ្ឈប់ពួកគេនឹងតែម្ដងសូម្បីតែក្លូឌីនឹងនាងក៏ខ្លាចអង្គការនេះដែរប្រសិនបើអង្គការជីចានេះនឹងចាត់វិធានការយ៉ាងខ្លាំងក្លាប្រឆាំងមកនាងនោះជូលីនឹងនាងក៏យល់ពីរឿងនេះហើយក៏សួរក្លូឌីថាតើនាងនឹងហ៊ានប្រឆាំងនឹងអង្គការជីចានឹងដូចគ្នាទៅនឹងការបង្កើតជាសត្រូវជាមួយនឹងសាលាសេឌូកាន់នេះដែរឬអត់ក្លូឌីនឹងថានាងហ៊ានហើយទោះបីជាយ៉ាងណាក្តីនាងនឹងក៏មិនចង់ផ្លាស់ប្ដូរបំណងប្រាថ្នារបស់នាងនោះទេដែលគេមិនទាន់បានលើកបំណងប្រាថ្នារបស់នាងមកនិយាយនៅពេលនេះទេបន្ទាប់មកនឹងក្លូឌីនឹងក៏សួរពួកគេថាតើពួកគេនឹងបន្ទាប់ពីដឹងរឿងអញ្ចឹងហ្នឹងតើពួកគេនៅតែបន្តចង់ចូលរួមប្រកួតប្រជែងនៅក្នុងក្រុមរបស់នាងដែរឬទេទោះបីជាពួកគេនឹងត្រូវតែប្រឆាំងអង្គការមហាអំណាចក៏ដោយឯអាយ៉ាតូវិញនៅពេលនោះនឹងគាត់ចេះតែបាត់ព្រលឹងម្លេះនៅក្នុងខ្លួនដោយសារតែគាត់នឹងចេះតែគិតអំពីបងស្រីរបស់គាត់ហើយគាត់នឹងក៏មិនសូវជឿទុកចិត្តទៅលើម្នាក់ស្រីដែលមានឈ្មោះថា Magnus Opus ហ្នឹងនៅពេលនោះហើយបន្ទាប់មកនឹងគាត់នឹងក៏បញ្ជាក់ថាគាត់នឹងប្រកួតប្រជែងជាមួយនាងហើយជាបញ្ចប់នឹងគេនឹងក៏បង្ហាញពីសកម្មភាពពួកគេនឹងបង្ហាត់ជាមួយគ្នាដើម្បីត្រៀមនឹងការប្រកួតនឹងវាយ5ស្មើនោះរួមទាំងក្រុម5នាក់មកពីសាលាផ្សេងៗទៀតនឹងផងដែរហើយរដូវកាលទី2រឿងនេះនឹងគឺចប់ត្រឹមតែប៉ុណ្ណេះហើយខ្ញុំក៏អត់មានអ្វីលើកមកនិយាយបន្ថែមទៀតដែរបើសិនជាឆ្ងល់សាច់រឿងត្រង់ណាហ្នឹងអាចលើកសួរមកលើ comment បានខ្ញុំនឹងឆ្លើយគ្រប់សំណួរតែម្ដងហើយក៏សូមប្រាប់ដដែលដល់អ្នកចូលចិត្តរឿងនេះទាំងអស់គ្នាថាយើងត្រូវតែរងចាំរដូវកាលទី3មិនដឹងថាគេនឹងចេញនៅពេលណាទេហើយជាបញ្ចប់ខ្ញុំក៏សូមអរគុណដល់អ្នកតែងតែតាមដានស្ដាប់នៃការសម្រាយរឿងរបស់ខ្ញុំសូមអរគុណគ្រប់គ្នាតែម្ដងជូនពរសំណាងល្អនិងសុខភាពល្អទាំងអស់គ្នា